ពីអាកម្មពូជខ្លួនឯងសន្សំពីអតីតជាតិមកវាបណ្ដាលឲ្យចិត្តយើងឃើញអ្នកដតីល្អមិនទៅជាមួយកើតទេគឺត្រូវឲ្យខ្លួនឯងមករងកម្មជាមួយអាមនុស្សអាក្រក់នឹងតែម្ដងហ្នឹងហើយដឹងច្បាស់តែមនុស្សនឹងវាអាក្រក់អញ្ចឹងក៏នៅតែបណ្ដាលឲ្យចិត្តយើងទៅអញ្ចឹងដែរកម្មពូជដែលយើងសន្សំពីមុនមកអញ្ចឹងបានយើងគួរខ្លាចកម្លាំងកម្មត្រូវសន្សំពូជនៃសេចក្តីល្អជាមួយគ្នាអាហ្នឹងយើងចតិបរិសន្ធិទៅអនាគតជាតិយើងជួបតែរឿងល្អល្អក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នាណាញោមណាសូមអនុមោទនានេះនឹកឃើញដើរត្រឡប់ទៅផ្ទះវិញនឹកឃើញសំណោះខ្លួនឯងអូណគិតទៅសារជាតិនៃធម្មជាតិនៃមនុស្សអាក្រក់នេះឲ្យបដូរយកមកបង្កែប្រែឲ្យទៅជាមនុស្សល្អយ៉ាងណាក៏មិនអាចងាយនឹងកែប្រែចិត្តគំនិតរបស់មនុស្សបានដែរញោមចំណាំមើលអាមនុស្សណាធ្លាប់លួចធ្លាប់ឆក់ធ្លាប់ប្លន់ហើយគេចាប់ដាក់គុកដាក់ខ្នោះដាក់ច្បាប់3ឆ្នាំក៏ដោយ4ឆ្នាំក៏ដោយ5ឆ្នាំក៏ដោយពេលវាចេញមកវិញវាលួចទៀតអញ្ចឹងហ្នឹងចឹងនាងនឹងនឹកឃើញពិចារណាសំណោះសង្វេកខ្លួនឯងតក់ស្លុតដើរបដើសំណោះបដើនឹកឃើញពាក្យម្ដាយពាក្យឪពុកធ្លាប់ទូមានព្រានបដៅមកប៉ុណ្ណេះហេតុអីបានទៅអញ្ចឹងញោមម៉ានិយាយធေါ်កណ្ដើមតើហេតុអីបានមកអញ្ចឹងថាមកពីធម្មជាតិរបស់មនុស្សណាវាកើតមកមិនគឺអញ្ចឹងបានជាពាក្យចាស់គេពោលពាក្យមួយគេថាឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀតហើយពាក្យមួយទៀតគេថាចិញ្ចឹមឆ្កែបង្ការកណ្ដោអាចចិញ្ចឹមឆ្មាបង្ការកណ្ដោចិញ្ចឹមចែកឆ្កែបង្ការចោលប៉ុន្តែបើចិញ្ចឹមចិត្តមនុស្សតូសោមោហោដូចចិញ្ចឹមចោលទុកបង្កើតភ័យយល់គេគេថាចិញ្ចឹមឆ្មាបង្ការកណ្ដោចិញ្ចឹមឆ្កែបង្ការចោលហើយបើចិញ្ចឹមចិត្តមនុស្សចិញ្ចឹមមនុស្សចិត្តតូសោមោហោដូចចិញ្ចឹមចោលទុកបង្កើតភ័យអានេះមិនមែនដូចចិញ្ចឹមចោលឯងចិញ្ចឹមចោលហ្មងយកចោលមកនៅក្នុងផ្ទះហើយណាបើគេដឹងលឺគ្រប់គ្នាតែប្លន់នេះគេហ្មងយកទៅកាត់កចោលហើយឯងយកមកណែចិញ្ចឹមនៅក្នុងផ្ទះមកយកធ្វើកូនប្រសាហើយវាដែលដូរកំណើតសារជាតិរបស់វាអីញោមនៅដបងហ្នឹងវាចេះដឹងខុសដឹងត្រូវវាស្រឡាញ់អាដបងវារួចខ្លួនពីបហាជីវិតផងនោះហើយកូនកំមុំគេវាស្អាតផងហើយចេះនៅមួយកូនគេចឹងទៅសบายចិត្តប៉ុន្តែយូរទៅវាកើតគំនិតទេអញគេសាវតាអញជាចោពីមុនមកគេដឹងឮតែអញជាចោចុះបើថ្ងៃក្រោយទៅណគេមិនសบายចិត្តគេបដិញអញចេញពីផ្ទះអញមិនដឹងបានអីអញ្ចឹងក៏កើតគំនិតមួយលបួងលួងលោមប្រពន្ធឲ្យវិច្ចបង្វិច្ចវិច្ចមាសវិច្ចទ្រព្យសម្បត្តិមកបង្វិច្ចធំហើយសុំណែម្ដាយឪពុកក្មេកហ្នឹងដើម្បីទៅលេងផ្ទះបងប្អូនញាតិខាងខ្លួននៅឯនាយហើយនាងប្រពន្ធនេះក៏ស្ដាប់តាមប្តីវិច្ចបង្វិច្ចមានមាសមានប្រាក់មានពេជ្រមកបង្វិច្ចធំទៅតាមប្តីឪពុកថាឲ្យអ្នកបម្រើជូនទៅក៏អត់សុខចិត្តដែរព្រោះប្តីគេមានកម្រងហើយគេថាមិនបាច់ឲ្យអ្នកណាមកទេអូនយើងទៅតែពីអ្នកដីពុនយើងទៅចឹងទៅក៏ធ្វើដំណើរទៅឪពុកនេះថាឲ្យអ្នកបម្រើអីជូននឹងតាមផ្លូវអត់ទេយកអទេសល័យយកអីជូនកូនទៅអត់ព្រមទេសុខចិត្តទៅពីអ្នកប្តីពុននឹងហើយឯណេះគេទៅដល់កដាលព្រៃគេគិតហើយគេថាអញទៅដល់កដាលព្រៃអត់មាននាំនឹងនាងនឹងទៅណាទៀតទេគឺសម្រាប់នាងនឹងចោលនឹងព្រៃអញយកទ្រព្យនឹងទៅរួមរស់ជីវិតឯកជនអត់នៅក្រោមគេទេព្រោះអញសាវតាជាចោលបើកាលណាថ្ងៃណាមួយគេបដិញអញចេញពីផ្ទះអញមិនដឹងបានទីពឹងអីញោមមើលឲ្យតដេកលើមាសលើពេជ្រគេបកុលកូនគេឲ្យទាំងមូលប៉ុណ្ណឹងហើយនៅតែសារជាតិនឹងវាអត់ដោះញោមនៅតែចង់ធ្វើឲ្យចោលនឹងតដែរអញ្ចឹងបានគេថាចិញ្ចឹមឆ្មាទុកបកាកដោចិញ្ចឹមឆ្កែទុកបកាយចោលហើយបើចិញ្ចឹមចិត្តមនុស្សតូសោមោហោដូចចិញ្ចឹមចោលទុកបកើតភ័យអញ្ចឹងហើយអានេះយកចោលមកដាក់ក្បែរខ្លួនវាមិនដោសារជាតិរបស់វាណានៅមិនយូរប្រហែលវានៅតែកើតអាកំណត់នឹងដដែលអញ្ចឹងនាំនាងកណ្ដលៈកេសីទៅដល់ដើរកាត់ព្រៃកាត់ភ្នំទៅដល់កដាលភ្នំកដាលព្រៃហ្នឹងក៏ទៅដល់ហ្នឹងគេអាប់គេចេញទៅដល់កដាលព្រៃស្ងាត់ដាច់មនុស្សដាច់អីអស់ហើយគេចេញអាសារជាតិរបស់គេមកគេថានាងឯងណចង់ផ្ដែផ្ដាំអីផ្ដែផ្ដាំមកហើយទៅយើងនាំនាងមកហ្នឹងមាននាំនាងទៅផ្ទះបងប្អូនសាច់ញាតិរបស់យើងអីទេយើងនាំនាងមកឲ្យវិច្ចវិច្ចមាសអីមកហ្នឹងសម្រាប់ខ្លួនយើងទេយើងនឹងសម្រាប់នាងចោលក្នុងមួយរំពេចខាងមុខនេះនាងចង់ផ្ដែផ្ដាំអីនិយាយឲ្យអស់ទៅដល់គេថាអញ្ចឹងញោមនាងកណ្ដលៈកេសីនេះជាស្ត្រីដែលមានបញ្ញាណានេះអាហ្នឹងពាក់ព័ន្ធមួយបញ្ញាទៀតត្រូវជាមួយព្រះទៀតព្រះតាសុខខោបញ្ញាបរិលាភោអ្នកណាបរិបូរដោយបញ្ញាដែលនឹងឈ្មោះថាដាំពូជនៃសេចក្តីសុខអ្នកនឹងមានសេចក្តីសុខមកដល់មានបញ្ញាអាចដោះស្រាយបញ្ហាភ្លាមបានហើយអាត្មាតសើនាងហ្នឹងញោមបើអាត្មាវិញដូចភ្លាមអញ្ចឹងដូចភ័យញ័រអស់ដូចរនឹកមិនឃើញប៉ានាងកណ្ដលៈកេសីញោមភ័យដែរប៉ុន្តែបញ្ញាហ្នឹងវាចាក់ធ្លុះហ្មងញោមនឹកឃើញវិធីភ្លាម
ធម្មតាមនុស្សប្រុសនេះទោះបីប្រុសអាក្រក់យ៉ាងម៉េចក៏ដោយប៉ុន្តែបើកាលណាប្រពន្ធកូនឬអ្នកដតីជាពិសេសប្រុសនេះគឺចង់ប្រកែផ្កាយប្រមាណក៏ដោយប៉ុន្តែចាញ់ដៃអ្នកណាញោមចាញ់ដៃអ្នកណាដែលចាស់គេច្រើននិយាយថាមេតបខ្លាំងប៉ុណ្ណាក៏ដោយក៏សឹកសង្គ្រាមមិនដែលចាញ់ប៉ុន្តែមកចាញ់អ្នកណាចាញ់ស្រីមិនចឹងចាអេញោមអត់ដឹងក៏ដូចសម្ដេចអាសានិយាយណែនៅកន្លែងធ្វើការប្តីផ្កាយ3ប៉ុន្តែពេលមកដល់ផ្ទះប្រពន្ធផ្កាយ5អញ្ចឹងហ្នឹងហើយអញ្ចឹងនាងកណ្ដលៈកេសីនឹកឃើញវិធីភ្លាមបើគេបញ្ចេញមកអញ្ចឹងគេថាយើងយកនាងឯងមកនេះអត់មានយកមកទៅលេងសាច់ញាតិខាងយើងឯណាទេគឺយកនាងឯងមកសម្លាប់ចោលឥឡូវហ្នឹងឥឡូវយើងសម្លាប់នាងឯងមករំពេចទៀតហ្នឹងឥឡូវនាងចង់ប្រែផ្ដាំមកហើយដល់យើងឲ្យនិយាយ3 4ម៉ាត់យើងសម្លាប់នាងទម្លាក់ជ្រោះហ្នឹងចោលឥឡូវនៅក្បែរមាត់ជ្រោះហ្នឹងញោមគេយកមកដល់កន្លែងហ្នឹងគេមកវាយចោលទម្លាក់ជ្រោះហ្នឹងនាងនេះអត់ទាន់នឹកឃើញរឿងសង្វេគអីវាសង្វេគពេកណាស់ហើយគឺវាសំណោះថាអញមិនគួរណាយកខ្លួនមកបៀតមនុស្សហ្នឹងសោះដឹងហើយដឹងថាគេជាចោរហេតុអីក៏ចិត្តអញវាបណ្ដាលឲ្យទៅជាស្រឡាញ់ចោរយ៉ាងហ្នឹងនេះអាហ្នឹងញាតិញោមចាប់ដើមដោយអ្នកខ្លះធ្វើប៉ុនដល់ពេលប៉ុនអត់ឲ្យសុកឲ្យទៅទុកទៅយើងចាប់ដើមតូចចិត្តថាប៉ុនហ្នឹងវាអត់មានទេមើលទៅបើអញធ្វើប៉ុនជួបទៅទុកអ្នកអាហ្នឹងព្រះសម្ដែងទៀតណាព្រះអង្គថាអ្នកធ្វើសេចក្តីល្អនៅពេលផលល្អមិនទាន់ឲ្យផលអ្នកហ្នឹងគិតតែផលល្អអត់មានទេអាអ្នកធ្វើអាក្រក់នៅពេលផលអាក្រក់មិនទាន់ឲ្យផលក៏គិតតែផលអាក្រក់អត់មានដូចអាចោលលួចមន់គេបានស៊ីព្រឹកងាយដល់ពេលពេលម្ចាស់គេអត់ទាន់ម្ដងវាថាប្រហែលបាបហ្នឹងអត់មានទេអញលួចមន់គេបាន10មន់គេដល់ស៊ីដល់ពេលថ្ងៃណាមួយគេចាប់វាបានទាន់គេវាយធ្លាក់គួតធ្លាក់ឈាមបានដឹងថាអូអាកម្មអាក្រក់ហ្នឹងអាហ្នឹងវាឲ្យផលអញ្ចឹងមែនហ្នឹងហើយអញ្ចឹងនាងហ្នឹងចាប់ផ្ដើមនឹកឃើញមិនគួរណាអញយកខ្លួនទៅបៀតនឹងអ្នកហ្នឹងសោះឥឡូវនឹកឃើញផ្លែតនាងហ្នឹងអង្គុយមកសតុះមកផ្លែតហ្នឹងនឹកឃើញថាអញ្ចឹងអញមានតែដោះខ្លួនឲ្យរួចសិនអញ្ចឹងរកវិធីអីដោះខ្លួនក៏អោបជើងប្តីអោបជើងប្តីថាចុះគេផ្ដល់ឱកាសឲ្យនិយាយនោះនាងឯងចង់ផ្ដែផ្ដាំអីផ្ដែផ្ដាំមកហើយយើងយកនាងឯងមកសម្លាប់ចោលបងអើយបងអោបជើងប្តីជាប់បងអើយបងគេនិយាយមួយបងអើយបងខ្ញុំហេតុតែមាននិស័យនឹងបងទោះបីបរោះដតីល្អប៉ុណ្ណាក៏ដោយមកស្រីតដឹងខ្ញុំមន្ត្រីថ្នាក់តូចថ្នាក់ធំមកស្រីតដឹងខ្ញុំមិនដែលឆ្លើយចាស់ទេប៉ុន្តែខ្ញុំជួបបងខ្ញុំស្រឡាញ់បងណាស់ដូចចូលតួមែនតើណាញោមខ្ញុំជួបបងគឺខ្ញុំស្រឡាញ់បងដោយគ្មានលក្ខខណ្ឌគឺបងគឺជាម្ចាស់ជីវិតរបស់ខ្ញុំបងចង់ឲ្យខ្ញុំធ្វើអីក៏ខ្ញុំពេញចិត្តឥឡូវបងចង់សម្លាប់ខ្ញុំក៏ខ្ញុំពេញចិត្តដែរប៉ុន្តែមុននឹងខ្ញុំស្លាប់ទៅតាំងពីខ្ញុំការជាមួយបងមកខ្ញុំមិនដែលបានវ័នទាបងទេឥឡូវបងអង្គុយមកខ្ញុំសូមថ្វាយបង្គំវ័នទាដើរប្រតិសិនបង3ជុំថ្វាយបង្គំបងរួចបងចង់សម្លាប់បងចង់ធ្វើអីធ្វើចោះខ្ញុំសូមកម្មាទោសបងក្រែងលោកខ្ញុំមានខុសឆ្គងអីចំពោះបងដល់អញ្ចឹងអាប្តីនេះគេអង្គុយចោះទៅមកឥឡូវវ័នទាអីវ័នទាឥឡូវដើរប្រតិសិនអីប្រតិហើយដល់តិចទៀតងាប់ដល់គេអង្គុយទៅណែបែរមុខទៅជ្រោះទៅគេអង្គុយធ្វើអំភើអញ្ចឹងគេថាមកឥឡូវចង់ប្រតិសិនអីប្រតិសិនវ័នទានាងនេះដើរបានតែ2ជាងហ៊ានមកដល់ក្រោយខ្នងមានគ្រប់3ជុំណាមានចាំបាច់ប្រតិសិនបកាយយកអីបើគេមិនហងសម្លាប់ឯងឡូវហ្នឹងហើយណាអញ្ចឹងលើកជើងថាក់ទម្លាក់លើជ្រោះហ្នឹងបុកជាមួយអាឈើជុងនៅក្រោមដាច់ចោលងាប់ទៅនាងនេះណាគឺអ្នកល្អអ្នករស់នៅក៏ត្រូវការសេចក្តីល្អពីកូនចៅហើយអ្នកស្លាប់ឃ្លាតព្រាត់ទៅហើយក៏ត្រូវការសេចក្តីល្អពីកូនចៅហើយយើងអ្នកនៅរស់រៀនមានជីវិតអ្នកត្រូវបំពេញបុណ្យឲ្យម្ដាយឪពុកគឺសម័យខ្លួនផ្ទាល់ដែលជាកូនចៅហ្នឹងក៏ត្រូវការសេចក្តីល្អចឹងមានន័យថាយើងធ្វើថ្ងៃហ្នឹងគឺយើងធ្វើសេចក្តីល្អជូនម្ដាយយើងជូនឪពុកយើងនាំមេដានិងបៃតារបស់យើងមកបំពេញសេចក្តីល្អដើម្បីញ៉ាំងទៅនៅសមាទិដ្ឋិឲ្យកើតចម្រើនទៅនៅសេចក្តីល្អជាមួយគ្នានឹងជាកិច្ចកតវេទីតបទៅនៅតម្លៃនៃសេចក្តីល្អចំពោះលោកមកចំណែកផងនឹងចម្រើនសេចក្តីល្អនឹងដល់ញាតិរបស់យើងនោះមកចំណែកផងនឹងសម្រាប់ខ្លួនយើងមកចំណែកផងអញ្ចឹងបានអាត្មាបញ្ជាក់ថាម្ដាយយើងឪពុកយើងអ្នកនៅរស់នេះក៏ត្រូវការសេចក្តីល្អអ្នកដែលស្លាប់ទៅហើយក៏ត្រូវការសេចក្តីល្អហើយយើងអ្នករស់នៅកូនចៅនេះក៏ត្រូវការសេចក្តីល្អព្រោះហេតុអីបានម្នាក់យកសេចក្តីល្អជាសរណៈពីព្រោះដូចព្រះមហាថៃលោកបញ្ជាក់ខាងដើមអញ្ចឹងថាមនុស្សយើងម្នាក់គឺរស់នៅមានសេចក្តីសុខទៅបានអាស្រ័យវិបាកជាបញ្ញវិធិគឺកុសលដែលយើងបានចម្រើនពីអតីតជាហេតុបច្ចុប្បន្នជាផលបច្ចុប្បន្នជាហេតុអនាគតជាផលវាបន្តគ្នាដោយព្រះមហាថៃលោកបញ្ជាក់អញ្ចឹងថា
គឺយើងម្នាក់រស់នៅអាស្រ័យដោយសារបុណ្យហ្នឹងវាឧបត្ថម្ភគាំពៀយើងឲ្យដល់ព្រមនៅសេចក្តីសុខបើកាលណាយើងរស់នៅខ្វះបុណ្យយើងអត់បានសេចក្តីសុខទេព្រោះដោយព្រះមហាថៃលោកប្រែមិញអញ្ចឹងថាបុណ្យមានន័យថាម៉េចបុណ្យប្រែមកតែសុខប្រែមកតែសាទប្រែមកតែល្អហើយបើនិយាយឲ្យងាយស្ដាប់បុណ្យមួយម៉ាត់ប្រែមកថាពេញដល់អីគឺពេញដោយសេចក្តីល្អអ្នកដូចញាតិញោមកូនចៅម្ចាស់ដើមបុណ្យថ្ងៃនេះអញ្ចឹងគាត់គឺពេញដោយសេចក្តីល្អហើយបាននាំញាតិញោមមកចែកសេចក្តីល្អឲ្យញោមទាំងអស់គ្នាបានព្រោះគាត់បោះសបុតហៅយើងមកនោះគឺហៅយើងមកយកសេចក្តីល្អហៅយើងមកដើម្បីចែកសេចក្តីល្អចែកបុណ្យកុសលឲ្យយើងហើយបោះសបុតប្រាប់ញាតិមិត្តអស់3 4ភូមិដើម្បីចែកបុណ្យឲ្យគេបើតើខ្លួនយើងនឹងពេញដោយបុណ្យណាពេញដោយសេចក្តីល្អក្នុងខ្លួនបានយើងអាចហៅអ្នកដទៃមកចែកបុណ្យឲ្យគេកើតប៉ុន្តែអាត្មាមើលម្ចាស់ដើមបុណ្យឥឡូវដូចពេលបោះសបុតយើងហៅឲ្យគេមកយកបុណ្យមកចូលរួមបុណ្យប៉ុន្តែដល់ពេលភ្ញៀវមកដល់រោងបុណ្យអត់ដែលហៅភ្ញៀវមកយកបុណ្យផងឲ្យតែភ្ញៀវមកដល់រោងបុណ្យដឹកដៃភ្ញៀវចូលតុកហូបបាយមកអាហ្នឹងយើងណមិនមែនហៅភ្ញៀវមកយកបុណ្យទេដូនតាយើងគេមានទម្លាប់ការបដិសន្ធារៈចំពោះភ្ញៀវហ្នឹងគេបដិសន្ធារៈដោយហេតុប្រមាណបានបុណ្យច្រើនញោមណាមកលបបញ្ជាក់ដោយហេតុ2យ៉ាងមិនអញ្ចឹងធម្មបដិសន្ធារៈមួយអមិសបដិសន្ធារៈមួយដូនតាយើងគេមានរបៀបរបបហ្នឹងធម្មបដិសន្ធារៈមានន័យតែពេលភ្ញៀវមកដល់មុខរោងបុណ្យលើកដៃសាពះជំរាបសួរភ្ញៀវសួរសុខសួរទុក្ខហើយដឹកដៃភ្ញៀវមកថ្វាយអង្គមព្រះមកសាពះប្រសង់ហើយជូនបុណ្យឲ្យភ្ញៀវសិនអ៊ំម៉ាអ៊ំខ្ញុំបានសប្បាយចិត្តណាស់បានអ៊ំមកចូលរួមបុណ្យឥឡូវខ្ញុំសុំជូនបុណ្យអ៊ំផងខ្ញុំធ្វើបុណ្យឲ្យម្ដាយខ្ញុំឪពុកសុំអ៊ំមកចូលរួមបានបុណ្យស្មើក្មួយណាអ៊ំណាហើយបើគេទទួលបុណ្យពីយើងហើយគេសាធុហើយបើគេអង្គុយស្ដាប់ធម៌ក៏គេអង្គុយស្ដាប់ទៅហើយបើគេអត់បានអង្គុយស្ដាប់ទេក្រែងគេចុកចកេះឈឺជង្គង់ក៏ទាញដៃគេចូលពិសាភោជនីយអាហារទៅគេហៅថាអមិសបដិសន្ធារៈអាបន្ទាប់ពីជូនបុណ្យឲ្យគេអាហ្នឹងធម្មបដិសន្ធារៈវាចប់អាធម្មបដិសន្ធារៈទៅដឹកដៃភ្ញៀវចូលតុកអាហ្នឹងគេហៅអមិសបដិសន្ធារៈអាហ្នឹងបានត្រូវយើងបោះសបុតហៅគេមកយកបុណ្យប៉ុន្តែដល់ពេលភ្ញៀវមកដល់រោងបុណ្យដឹកដៃភ្ញៀវចូលតុកអាហ្នឹងស្មើនឹងបោះសបុតហៅភ្ញៀវមកជប់លៀងមិនចឹងឯងញោមហ៎អញ្ចឹងពីថ្ងៃហ្នឹងទៅយើងចេះទទួលភ្ញៀវគឺយើងចែកបុណ្យឲ្យភ្ញៀវសិនឲ្យភ្ញៀវនាំគ្នាមកថ្វាយអង្គមព្រះស្ពះនេះអាទំនៀមទម្លាប់ហ្នឹងហើយបានញោមចំណាំមើលចាស់ដែលគាត់សុំសិល8សុំសិល10អាយុចាប់ពី7ជាង8ជាងទោះបីគាត់មកដល់រោងបុណ្យយើងអញ្ជើញគាត់ចូលតុកក៏គាត់អត់តន់ចូលតុកដែរគឺគាត់ដើរសំដៅមករកថ្វាយអង្គមព្រះដោយខ្លួនគាត់តែម្ដងថ្វាយអង្គមព្រះហើយបានគាត់ទៅអង្គុយតុកហូបបាយមានន័យថាផ្នត់គំនិតហ្នឹងវាជាប់ក្នុងសតិអារម្មណ៍របស់គាត់ពីបុរាណមកគឺបុរាណមកគេទទួលភ្ញៀវដោយហេតុ2ហ្នឹងគឺដំបូងគេទទួលភ្ញៀវដោយធម៌សិនបន្ទាប់មកទើបនាំភ្ញៀវទៅអមិសបដិសន្ធារៈអាហ្នឹងបានបុណ្យច្រើនណាស់បានបុណ្យទាំងយើងអ្នកធ្វើបានបុណ្យទាំងអ្នកមកបុណ្យចឹងហ៎ញោមយេអ្នកប្រែអញ្ចាញស្ដាប់តន់ហ៎ញោមតន់ហ៎អញ្ចឹងយើងអ្នកមកបុណ្យត្រូវដឹងខ្លួនយើងដែរយើងមកថ្ងៃហ្នឹងមិនមែនមកដើម្បីអីទេគឺយើងមកយកបុណ្យណាទាំងអស់គ្នាព្រោះយើងមកថ្ងៃហ្នឹងមកដើម្បីបុណ្យមិនមែនមកដើម្បីបរទេណាញោមណាបាទអ្នកខ្លះមកនេះវិច្ចស្បោមកជាយពុតមក2ឯវិញអាហ្នឹងមិនមែនមកដើម្បីបុណ្យទេណាខ្មែរយើងអ្នកស្រុកស្រែដូចអ្នកព្រៃវែងអ្នកតកែវអាត្មាអីនេះតែមកនិយាយពីស្បោងដាក់តាមកប៉ាវផងតាមអីផងហើយទៅវិញស្ពាយអាហ្នឹងមិនមែនមកដើម្បីបុណ្យទេយើងមកដើម្បីបុណ្យគឺយើងសប្បាយចិត្តជាមួយម្ចាស់បុណ្យសប្បាយចិត្តនឹងការថ្វាយអង្គមព្រះសាពះប្រសង់សប្បាយចិត្តនឹងស្ដាប់ធម៌សប្បាយចិត្តនឹងចម្រើនសេចក្តីល្អនឹងឲ្យរីករាយនឹងសេចក្តីល្អដែលយើងបានបំពេញចឹងហេតុអីបានថាយើងត្រូវរីករាយនឹងសេចក្តីល្អពីព្រោះសេចក្តីល្អនឹងឲ្យវិបាកជាសុខហេតុអីបានយើងត្រូវស្រឡាញ់បុណ្យព្រោះបុណ្យនឹងប្រែមកតែសុខបុណ្យប្រែមកតែល្អបុណ្យប្រែមកតែចម្រើនបុណ្យប្រែមកតែស្អាតបុណ្យប្រែមកថាពេញដូចថ្មនិយាយមិញដោយយើងអ្នកធ្វើបុណ្យប្រែតែពេញហ្នឹងវាតតែយើងពេញដោយសេចក្តីល្អខ្លួនយើងគេយើងទៅយើងចែករំលែកសេចក្តីល្អឲ្យទៅគេកើតឧបមាដូចសេចក្តីស្រឡាញ់ដែលយើងមានពេញនៅក្នុងបេះដូងរបស់យើងណាដល់យើងមានសេចក្តីស្រឡាញ់ហ្នឹងតាំងពីកើតមកយើងអត់ដែលមានសេចក្តីខឹងស្អប់ជាមួយអ្នកណាចឹងឲ្យតែមនុស្សសត្វណាមកដល់ក្បែរខ្លួនយើងគឺយើងផ្ដល់តែសេចក្តីស្រឡាញ់ឲ្យគេមកបើកភ្នែកបាត់ភ្នែកពេលណាគឺយើងមានតែសេចក្តីស្រឡាញ់ឲ្យគេទេម្ដាយនៅក្បែរក៏សុខឪពុកនៅក្បែរក៏សុខប្តីនៅក្បែរក៏សុខកូននៅក្បែរក៏សុខអាសត្វតិរិឆាននៅក្បែរក៏សុខchứបើមនុស្សហ្នឹងវាពោពេញដោយសេចក្តីស្រឡាញ់នឹងអាចិត្តនឹងវាទលីមានតែសេចក្តីស្រឡាញ់ហើយដល់អាមនុស្សណាចិត្តវាមានតែសេចក្តីខឹងក្រោធសេចក្តីគុំគួននិងសេចក្តីស្អប់សេចក្តីឈ្នាននេះគឺបើកភ្នែកមកបានតែក្តៅក្រហាយដល់មនុស្សសត្វជុំវិញខ្លួនមក
nè à chẳng dương trâu po pin đôi sực đây lọ po pin đôi sực đây sờ lanh đom mà nó sạt chung quanh luôn dương cứ sốc á riêng chầm ra ơn tên nơi sực đây lọ bao chặt dương ngồi từ ly sốc á nhôm sốc á bao này mau khơi vào đây nhâm đạ vào đây khơi câu này nhâm đạ câu chuột mai nhâm đạ mai chuột âu nhâm đạ âu bao này khơi ma nhâm đạ ma khơi sky nhâm đạ sky sốc sốc cao bỏ ao ta bắt này bao này vào đó là sực đây sờ lanh ao mà nó sạt chung quanh luôn dương cứ sốc cao cướp cả nại chật từng ọc này riêng bao này bắt này bắt đầu nâu mê tai chật cả nại chật son tàu xạ đo mà nó sát chung quanh luôn dưới cứ sọc cướp cả nại chật nhôm xa mới bơm chưa lục bao chật dương oi từ ly đôi tật sầm mót đấy nhôm đấy nên ngặt mà thọp bị chẹ bạch bị chẹ tiệt rường này con trong bị chẹ nhiệt nhôm thay dương từng ọc này dương sờ lạnh bon của sál máu pí bon của sál nâng ấy với ao bị bạ chỉ sọc bà này dương trâu chầm rợn trâu sờ lạnh bon sờ lạnh của sál hỡi bon của sál nâng cứ dương trâu ca từng ọc này mà đại ở phục dương cả trâu ca bón chỉ đôn chỉ tai nhiệt bao dương để cho tị và để san thị từ chiết lộn môi sen tiệt hái từ lộn môi sen tiệt hái cả trâu ca bon của sál pro bon của sál trâu trống ao dương từng ọc này đòn prom nơi sực đầy sọc sọc nông lô từng pi nẹt na vòng pin bón rồi mến nâng ao bị bạ chỉ sọc nông lô từng pi nâng bon nắng ná pòi nhắng sụp cả tấn pa để càng khá nẹt na ban sần xóm bón đôi sang chẩn đá noam dương từ cán sụp cả tị tàu can xua tê của lộ pa pang tụ cả tăng pa để càng khá hay ta là na sờ lạnh báp xẹp cục chỉ môi báp đôi sang chân đáo cho tờ ạ với chày cho tờ nửa ruộng cho tờ tệ để chan cho tờ ở bài dập hùm còn nhắn chào rề hết tua rắn nè na thưa bón chào lui ọt bàn tì và nè bờ dương xòm trộp ai bạt bóng và nè bờ sần xòm bón nó ọt bạt tì ọt miền nè na lui bón dương bàn đây hái về ao việc bạ chia sầm pi sầm rập luôn dương tăng bị lột nó rồi hô đo lô khẳng mộc nâng hai nè na sần xóm bón bong sầm đai thái chia ca sần xóm pui nơi sực đây sọc tì mỗi nè na trong ban sực đây sọc cứ để xa sal bật sực đây lỏ tăng bị khmênh là hốt đòi chặt chỉ rìa sọc khang diêu vẽ chỉ rìa xây lăng sọc khao panya và đệ pia lia po pa năng à cả là năng sọc khang diêu vẽ chỉ rìa xây lăng nó pre than nè na ban chầm rau sực đây lỏ để xa sal tăng bị khmênh là hốt đòi chặt chỉ rìa tấu nè năng mua thật đòi prom nơi sực đây sọc tăng bị lột năng rồi hốt đòi lột hàng mộc mùi tiết bọn sẵn đây ta sọc khao panya và đệ lia po nè na ban chầm rau tấu nó panya nè na bo để bo đôi chầm này đăng bo để bo đôi panya coi chỉ hai nom khuôn dưới rồi đòi prom nơi sực đây sọc thế bọn ông sầm đai trâu à mà nơi na ta bo để bo đã ảo vị trí hay ọt sọc cái phân là bo để bo đôi pai nhá cứ mà nơi nó một ta đam pui này sẽ đầy sọc đà sọc hàng nhiều vẽ chỉ riêng xây lăng sọc khao pai nhá và đệ liệp phố pa nắng à cả là nắng sọc hàng bọn ông sầm đai ta bờ ọt thưa sẽ đây à crop coi chỉ hai đam pui này sẽ đầy sọc đà nâng bạch thưa bon thưa cái so lấy pan công tập đo sẽ đây cái đau cả hai tục tô oi nè đợt tây coi chỉ hai đom oi ban sẽ đây sọc đó nên ngày dương mình ban tờ sang sả la cột pre vì hia chạy đây flow tunnel đôn tật sra tật oi nè na mến còn đấy tăng vì cao mới dương ở đây đo cái đau cả hai ở kì tộc khâu còn nhà sắc ôi chỉ vô nè nghe ca sần xăm bon rưỡi một thầy dương ban đam pui này sẽ đây sọc đà chẳng à cao sần xăm bon của so rưỡi coi chỉ hai đom mình đâu sẽ đây sọc ở chẳng ấy ban chỉ con trao prosray ngày này con rồi bao nhiêu mà cha đơm tiên và thiên bon từng quạt nọ nấc khơi con rồi lật khơi con miệt đá bay đá ọt miền tọp từ nầu lôi cạ prạ ca sầm pốt ao sao sẽ bay tay mà giang tê cứ nom miệt đá bay đá mau chầm rạo từ nơi xịt đây lỏ cứ tọp từ nầu cốt nó đầm lay nơi xịt đây lỏ pro bộ quạt vô thà quạt luôn nâu thông thoát tăng bị khmênh đôi chần nát đấy cứ say để xa đầm lay nơi xịt đây lỏ rồi bọc miệt đá đừng bay đá bọc cót đòi rọp tăng bị chiết thì con cứ ca đo cầm náo sạch chiêm ốp và ca con cứ ca chỉ châm tụm nông rong bay bạch thay là sát nặng non bom bay không krong ca pia còi pê cát nâng số hạ tì cứ sẽ cái đây lọ để rọp mình ban phẩm man mình trứ chấm po hạ tì cứ bay đôn rồi bom miệt đa nâng bay đá để đặt tâu nơi sẽ cái đây sờ lạnh nâng ca bảo rom chấm po dương đấy nâng ấy nhiệt nhúng đại lục tê na cha dây thò bỏ ong sầm đai thả non là con ở nay cặp và con ở sạm mà con paraman là con miệt đa bay đá nó miên con phẩm man mình ban rọp mình ban nó cứ nâu trong số hạ tì bỏ lục nè sẽ cái đây sờ lạnh để đo tranh vì hạ tì bỏ cọt nó cứ miên nè na rọp ban này mình đăng ta tụm hôm nay sẽ cái đây sờ lạnh không bé đôn cọt để cọt đại chỉ môi dương nó vừa thung con ná tận năng ấy đại lục sầm đai ta rọp mình bán bỏ chẳng háo dương tầng ở cái đăng tham miệt đa bay đa miên đầm lạnh này sẽ cái đây lỗ đôi dương để dương mình ai cắt lại bán
ban chỉ dương tầng ọc khné ruộng khné chầm rơn sự đây ló chun quạt vinh nòm miệt đà bay đà dương mau chầm rơn nâng phải chun quạtហើយនាំគាត់មកបកគលកាយថ្វាយខ្លួនជាបាសកបាសិកាណែយាយតាមម្ចាស់ប៉ុនពីថ្ងៃហ្នឹងទៅយើងតាធ្វើប៉ុនចម្រើនបជនហើយអាចារ្យមិនដឹកនាំយើងបកគលកាយថ្វាយខ្លួនឲ្យយកប្រតនត្រ័យទាំង3ជាសារណៈ10ប្រសើរស្មើដោយជីវិតពីថ្ងៃហ្នឹងទៅតាលែងដាក់ម៉ងទៀតហើយលែងដាក់ទ្រូទៀតហើយហ្នឹងហើយលែងដាក់បកាយទៀតហើយហើយយាយលែងគោះអង្ក្រងទៀតហើយហ្នឹងហើយគឺមានន័យថាពីថ្ងៃហ្នឹងម៉ោងហ្នឹងទៅគឺកូនចៅគេអ្នកមើលថែនឹងយើងនៅតែស្ងៀមនឹងប្រព្រឹត្តតែព្រមចរិយធម៌អាកាយលែងប្រឡាក់ដោយបាបវិជ័យលែងប្រឡាក់ដោយបាបលែងប្រឡាក់ដោយអកុសលនឹងគឺជំរះកាយវាចាចិត្តឲ្យប្រព្រឹត្តទៅនៅក្នុងផ្លូវកុសលឲ្យចម្រើនទៅនៅសេចក្តីល្អគ្រប់ខណៈចិត្តព្រោះអីព្រោះវ័យយើងពេលនេះគេហៅថាបច្ចមវ័យឬជារាវ័យជាវ័យមួយដែលយើងត្រូវតោងទៅនៅសេចក្តីល្អទាំងអស់គ្នាមិនមែនតែញោមម្ចាស់បត់នេះយើងទាំងអស់គ្នានឹងតែចូលដល់បច្ចមវ័យហើយជាវ័យមួយដែលយើងត្រូវខំប្រឹងចម្រើនសេចក្តីល្អហើយលោកយាយលោកតាណាដែលចូលវ័យមួយណោដែលចាប់ពីចិត្តឡើងប៉ែតឡើងហុកឡើងហើយអ្នកណាដែលមានជំងឺប្រចាំកាយក្អកកាហែមញឹកញាប់ហ្នឹងឲ្យតែឃើញអាចារ្យយោគីដើរមកញឹមមុខផ្ទះព្រឹកហ្នឹងយើងខំប្រឹងទៅសៀទៅរកបន់នោះហ្នឹងញោមអាចារ្យយោគីឲ្យតាណាឈឺក្អកខេះខានឹងព្រលឹមឡើងគាត់ដើរញឹមមុខទៀតញឹមទៅឲ្យញឹមមកឲ្យញឹមអញ្ចឹងគាត់ឲ្យសញ្ញាយើងថាយើងត្រូវខំប្រឹងទៅសៀទៅរកសេចក្តីល្អទាំងអស់គ្នាត្រូវយកប្រពុតជាទីពឹងពធជាទីពឹងហើយអត់មានសើចទេគឺគ្មានអ្នកណាកិច្ចរួចពីអាចារ្យយោគីទេតាំងអ្នកទេសនឹងក៏កិច្ចអត់រួចទេហ្នឹងគឺមុនក្រោយយូរឆាប់អត់មានកំណត់លើវ័យទេអត់មានកំណត់លើក្មេងចាស់មានក្រល្អអាក្រក់ឈឺជាក្តៅរងាអីអត់ទេគឺកាលណាអស់ប៉ុនទៅបញ្ញកយានមរណៈតអស់ប៉ុនស្លាប់អាយុកយានមរណៈតអស់អាយុស្លាប់កម្មកយានមរណៈតកម្មកាប់ផ្ដាច់ស្លាប់អញ្ចឹងគ្មានអ្នកណាជាទីពឹងបានក្រៅអំពីតម្លៃនៃសេចក្តីល្អបើអញ្ចឹងយើងត្រូវប្រឹងតោងទៅនៅសេចក្តីល្អទាំងអស់គ្នាណាញោមអនុមោទនាកូនល្អម្ដាយល្អពុកល្អទើបយើងរត់រអ្នកល្អដូចគ្នាម្ដាយល្អហើយបានកូនចៅប្រុសស្រីនឹងគឺត្រង់ភ្លឹងដើរតាមលំអានមេដាបៃតានាំម្ដាយឪពុកមកប្រព្រឹត្តសេចក្តីល្អកម្រណាស់ទាំងអស់គឺនាំម៉ែនាំឪមកប្រព្រឹត្តសេចក្តីល្អហើយដល់ពេលយើងអត់ប្រព្រឹត្តសេចក្តីល្អយើងសន្សំតែពូជអាក្រក់ដល់ពេលបានកូនមកសិតតែកូនប្រែតនឹងអាកូនប្រែតនេះវាមិនមែននាំយាយអូយាយហៀកមកថ្វាយអង្គមព្រះប្រសង់ណាអាកូនប្រែតវានាំឪនាំម៉ែវាស្គាល់តែប៉ុស្តិ៍ប៉ូលីសមានដែរស្គាល់វត្តណាយាយនោះហើយដើរលើកសាពះដៃតាមប៉ុស្តិ៍ប៉ូលីសតាមសាលាឃុំអីហ្នឹងសុំទោសគេចុះបាទអានោះវាទៅណាវាយហ្នឹងនឹងអាលួចឆក់ប្លន់កាប់កេងប្រវាហ្នឹងគេហៅកូនប្រែតអញ្ចឹងដល់យើងអ្នកប្រព្រឹត្តធម៌យើងជួបកូនព្រះទាំងអស់គ្នាណាញោមអនុមោទនាហើយយើងជួបគ្រប់ជាតិកាលណាយើងសន្សំអាពូជសមាទិដ្ឋិហ្នឹងហើយយើងជួបគ្នាមានសមាទិដ្ឋិគ្រប់ជាតិមកលើករឿងមួយរឿងចុះអ្នកប្រព្រឹត្តសេចក្តីល្អជួបអ្នកល្អហ្នឹងឧបមាដូចណោដែលយើងគួរគប្បីសន្សំពូជនៃសេចក្តីល្អដូចនាងកណ្ដលៈកេសីអញ្ចឹងណាញោមនាងកណ្ដលៈកេសីជាកូនរបស់សេដ្ឋីក្រុងរាជក្រឹសឪពុកម្ដាយជាសេដ្ឋីទាំងមូលញោមហើយសេដ្ឋីជំនាន់ដើមមិនមែនដូចអុកញ៉ាឥឡូវទេអុកញ៉ាឥឡូវចាត់ទុកថាដូចសេដ្ឋីប៉ុន្តែបើគិតពីទ្រព្យវិញដូចមិនបានមកចំណិតសេដ្ឋីសម័យព្រះទេព្រោះអុកញ៉ាឥឡូវដូចអត់មានឃ្លាំងមាស20 30ឃ្លាំងទេប៉ុន្តែសេដ្ឋីសម័យព្រះគ្រាន់តែសេដ្ឋីមួយនោះក៏ឃ្លាំងមាសហើយ20 30ឃ្លាំងដូចអនន្តសេដ្ឋីអីមុនគាត់ដៃខ្យល់គ្រាន់តែកប់មាសហើយ5កន្លែងក៏មាសដូចយាយគ្រប់គ្នានឹងដូចគ្នាយើងជំនាន់ដើមឲ្យតែមានបញ្ហាអីដូចតែចិត្តដៃខ្យល់ឬក៏មានបញ្ហាស្រុកចិត្តកើតសង្គ្រាមអីនឹងដឹងអាកើតកំណត់មួយគឺនាំគ្នាកប់របស់ទុកមកដូចយាយប្រែងចាយនេះកាលមុនអាពតដឹងយាយណាខ្លះកប់អស់ប្រហែលគីឡូដែរទេប៉ុន្តែមកវិញរកវាមិនឃើញហ្នឹងអាសាកប់ហ៎យាយគេយាយអាត្មានេះឲ្យតែមានភ័យរកកន្លែងហ៎បងហ្នឹងអញ្ចឹងអានន្តសថីមើលតែឈឺធ្ងន់ចិត្តដៃខ្យល់គាត់ក៏កប់មាសចោលលេង5កន្លែងហើយកូនខ្លួនឯងមានកូនប្រុសតែមួយទេមូលសេរីប៉ាន់កុំនិយាយរឿងអនន្តសថីយើងនិយាយរឿងនេះនិស័យដែលយើងសន្សំពូជជាមួយគ្នាដូចនាងកណ្ដលៈកេសីញោមចាំមើលអានិស័យហ្នឹងយើងគួរពិចារណាណាអាពូជដែលយើងសំមកកាលណាយើងសន្សំពូជនៃសេចក្តីល្អជួបមនុស្សល្អតែសន្សំពូជនៃសេចក្តីអាក្រក់ទៅឃើញតែមនុស្សអាក្រក់ហ្នឹងបណ្ដាលឲ្យចិត្តយើងចូលចិត្តអាអ្នកអាក្រក់ហ្នឹងមកនឹងវាទាញទៅអាអ្នកហ្នឹងហ្មងណាហើយបើយើងសន្សំពូជល្អគឺចិត្តយើងហ្នឹងគេទាញបុណ្យកុសលវាទាញចិត្តយើងទៅជួបតែអាអ្នកល្អហ្នឹងឯងនាងកណ្ដលៈកេសីគឺកូនរបស់សេដ្ឋីអ្នកមានមុខមាត់នៅក្នុងក្រុងរាជក្រឹសនឹងឯងជាធីតារបស់សេដ្ឋី
ហើយឪពុកនឹងមានមុខមាត់ធំណាស់នៅក្នុងវាំងហើយមានទ្រព្យសម្បត្តិច្រើនរាប់សិបឃ្លាំងហើយមានតួនាទីមុខមាត់ឪពុករបស់នាងហ្នឹងនៅក្នុងវាំងមានតួនាទីធំទៀតណាជាមន្ត្រីធំហើយដល់ថ្ងៃមួយវាមានចៅប្លន់ម្នាក់ហ្នឹងព្រះរាជាបានកាត់ទោសប្រហារជីវិតដោយចងស្លាបសេកដាក់លើអាទេសព្រោះមនុស្សជំនាន់ដើមតែកាលណាមុនគេប្រហារជីវិតអ្នកណាមានទោសឧក្រិដ្ឋហ្នឹងគេត្រូវចងស្លាបសេកដៃមកក្រោយហើយគេចងលើអាទេសហើយមានពេជ្ជឃាតនៅអមសងខាងកាន់កបិតសស្ងាយនៅពីក្រោយសងខាងអញ្ចឹងទៅហើយលើកបរោះអ្នកមានទោសនឹងដាក់លើអាទេសហើយគេបអាទេសនឹងជុំវិញក្រុងប្រហែលជា2ជុំឬ1ជុំអញ្ចឹងហើយគេស្រែកអាអ្នកស្រែកហ្នឹងគឺចាំស្រែកទៅកុំធ្វើកុំយកតម្រាប់តាមបកគលនេះបកគលនោះអញ្ចឹងហើយគេប្រាប់អញ្ចឹងថាកុំឲ្យយកតម្រាប់តាមបកគលហ្នឹងអញ្ចឹងគេដើរនិយាយមកជុំអញ្ចឹងទៅបានគេយកទៅកាត់កចោលហើយដល់ជិះអាទេសដើរស្រែកអញ្ចឹងទៅដល់ផ្ទះសេដ្ឋីនាងកណ្ដលៈកេសីដែលជាធីតារបស់សេដ្ឋីនឹងឯងគ្រាន់តែកលេចឃើញចោលញោមអាបេះដូងនឹងទាញទៅហ្មងក៏ឃើញចោលហ្នឹងគេពងអាស្រែកតែកុំយកតម្រាប់តាមក៏កលេចឃើញមុខចោលចោលតែស្រែកអញ្ចឹងវាមិនផ្អើលគេឈរមើលពេញទៅតាមផ្លូវហ្នឹងហើយដល់លឺសំឡេងស្រែកចាអាខ្លះចោលដុំដីអាខ្លះចោលដុំថ្មដាក់បរោះហ្នឹងហើយគ្រាន់នាងនេះមិនមែនឃើញចង់ចោលដុំដីដូចគេណាក៏ឃើញបេះដូងនឹងទាញទៅឈប់ស្រឡាញ់គេហ្មងញោមវាធម្មលោកវាមិនតាន់ធ្លាប់ស្រឡាញ់មិនដឹងថាស្រឡាញ់ហ្នឹងវាមិនទាញបេះដូងនាងនឹងយកទៅស្រាប់តែមកដល់មកលុតជង្គង់ថ្វាយអង្គមឪពុកនៅលើផ្ទះនេះពងអង្គុយឲ្យខ្ញុំសុំអង្វរឲ្យតាំងពីកើតមកខ្ញុំមិនដែលសុំឲ្យទេលើកហ្នឹងខ្ញុំសុំឪពុកសុំអីកូនមានឪពុកកូនឯងចង់បានអីឪពុកមានកូនតែមួយកូនចង់បានអីឪពុកនឹងរករបស់ណាដែលកូនចង់បានឲ្យតែឪពុករកបានឪពុករកឲ្យទាំងអស់ធម្មតាឪពុកស្រឡាញ់កូនស្រីនឹងខ្លាំងណាស់នឹងមโนចិត្តរបស់ឪពុកគឺស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុសម្ដាយស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រីប៉ុន្តែបើទំហំនៃសេចក្តីម្ដាយស្រឡាញ់របស់ម្ដាយគឺតូតុនតរកូនទាំងប្រុសទាំងស្រីខ្លាំងជាងឪពុកហ្នឹងប៉ុន្តែគុណហ្នឹងគឺស្មើគ្នាកុំឲ្យញាតិញោមណែមានចិត្តមួយគេតែនិយាយថាម៉ែមានគុណ21ឪពុកមានគុណ12អីគុណធាតគុណឆ្អឹងអីណែបែងចែកអញ្ចឹងអាហ្នឹងអត់ត្រូវទេមានន័យថាគឺអត់មានឪពុក12ម្ដាយ21ឬម្ដាយ21ឪពុក12អីអត់ទេគឺគុណស្មើគ្នាប៉ុន្តែស្មើគ្នាដល់រាបណាហត្តយានៃសេចក្តីស្រឡាញ់របស់ម៉ែឪនឹងវាមានចំពោះកូននឹងដូចគ្នាបើអាឪនឹងអត់មានហត្តយាសេចក្តីស្រឡាញ់ដូចម្ដាយចំពោះកូនអានឹងគុណអត់ស្មើគ្នាទេឬក៏ម្ដាយនឹងមិនមានហត្តយានៃសេចក្តីស្រឡាញ់សន្តោសសង្គ្រោះក្របសង្កត់កូនដោយព្រមវិរិយធម៌4ដោយសង្ឃៈធម៌5ដោយបច្ច័យ4គឺមិនមានអា13នឹងទេក៏គុណនឹងអត់ស្មើគ្នាដែរនៅអានឹងអញ្ចឹងមួយថ្ងៃក្រោយចាំបែងចែកអាតម្លៃនៃគុណនឹងបើនិយាយវែងធ្វើម៉េចឲ្យតម្លៃគុណនឹងស្មើគ្នាហើយដូចគ្នាប៉ុន្តែគ្រាន់មកបញ្ជាក់ជារួមថាគុណដូចគ្នាអត់មានអ្នកណាគុណច្រើនអ្នកណាគុណតិចទេហ្នឹងដល់ប៉ុន្តែគ្រាន់និយាយពីហត្តយារបស់សេដ្ឋីហ្នឹងណាឪពុករបស់នាងកណ្ដលៈកេសីស្រឡាញ់នាងកណ្ដលៈកេសីជាងជីវិតរបស់គាត់ទៀតកូនចង់បានអីកូនមានឪពុកមិនក៏ឆ្លេឆ្លាម្លេះកូនមិនដែលសុំអីឪពុកទេចុងថ្ងៃហ្នឹងមិនក៏ឆ្លេឆ្លាម្លេះកូនប្រាប់ថាឪពុកឲ្យកូនឃើញចោលដែលគេកំពុងតែចងស្លាបសេកយកទៅសម្លាប់នឹងកូនគ្រាន់តែឃើញគឺបេះដូងកូននឹងទៅបាត់ហើយហើយបើកូនជាតិនឹងបើមិនបានគាត់នឹងជាប្តីមកនៅរួមរស់ជាមួយទេកូនសុកចិត្តងាប់អត់រស់ទេក៏ឃើញគេចង់ងាប់ហ្មងណាញោមមិនដឹងថាសេចក្តីស្រឡាញ់នឹងវាមិនខ្មិចក៏លោកវាមិនទាន់ធ្លាប់មានស្នេហាក៏ឃើញលេងប្រាប់ឪថាអញ្ចឹងហ្មងបើខ្ញុំជាតិនឹងបើអត់បានគាត់នឹងធ្វើប្តីខ្ញុំងាប់ហ្មងហើយនាងកណ្ដលៈកេសីនេះស្អាតណាស់មិនមែនបរោះក្នុងក្រុងនឹងអត់មានប្រុសណាទៅតដឹងនាងនឹងបានដល់ថ្នាក់នឹងទេគេមកតដឹងមកកកោកមន្ត្រីតូចធំអ្នកមានមុខមាត់អ្នករៀនសូត្រចោះចេះដឹងព្រាមបរោហិតអីអ្នកមកស្រីតដឹងមកកកោកមិនខ្ចីតែឆ្លើយចាស់ជាមួយគេអត់ដែលទទួលយកអ្នកមកតដឹងត្រឹមត្រូវប្រុសល្អមកកកោកមន្ត្រីរាជការមកកកោកមកតដឹងនាងអត់ដែលឆ្លើយចាស់ទេនេះអាហ្នឹងដែលអាត្មាចង់លើកឡើងថាកាលណាយើងសន្សំអាពូជនៃសេចក្តីអាក្រក់ជាមួយគេពីមុនមកគ្រាន់តែឃើញអាមនុស្សអាក្រក់ហ្នឹងគឺទោះដឹងថាអ្នកហ្នឹងអាក្រក់ក៏ដោយក៏បណ្ដាលឲ្យចិត្តយើងត្រូវទៅបំរើអ្នកហ្នឹងឲ្យវេទនាខ្លួនឯងអញ្ចឹងតែម្ដងហ្នឹងប៉ុន្តែបើយើងសន្សំពូជនៃសេចក្តីល្អជាមួយគ្នាគឺអាបុណ្យកុសលហ្នឹងវាទាញបណ្ដាលឲ្យចិត្តយើងជួបតែមនុស្សល្អទេបើបានកូនក៏កូនល្អបើបានប្តីក៏ប្តីល្អបើបានប្រពន្ធក៏ប្រពន្ធល្អបើបានញាតិក៏ញាតិល្អបើបានមិត្តភក្តិក៏មិត្តភក្តិល្អញោមឃើញទេហ្នឹងអញ្ចឹងបានមកថាថ្ងៃហ្នឹងយើងប្របីណាស់យើងនាំម្ដាយយើងឪពុកយើងមកសន្សំពូជនៃសេចក្តីល្អរួមគ្នាចតិបរិសន្ធិទៅអនាគតជាតិណាក៏ដោយយើងជួបតែអ្នកល្អដូចគ្នារហូតណាញោមអនុមោទនាណែដល់ទៅពេលប្រាប់ឪពុកចឹងបង្ហើយឲ្យចប់រឿងហ្នឹងកុំឲ្យនៅម៉ាយម៉ាត់ទៀត
đó là prap ở phục chẳng ở phục thảo ọt ấy thế con miền ấy chả mơ ở phục nọ nhau xa bri chả xa thoại đò sạch xong nọ nhau xa từ tù sạch ọt ấy thế ở lâu chăm phục prap oi mình trấy tục bỏ rõ nâng nộp te ở phục sạch ở phục tơ quào sạch đầm bấy xong bri chả tiền tô ông pi sạch thà con say vừa pin chặt chẳng hơi quạt coi chỉ nẹt miền ốc bạc cả nông vàng nông chiết chẳng tới có cọt miền một mọt đấy tao vậy sạch có thấy ao tao nè phải ao tao có nè bần đa lời cắm nó mà sạch nó có mưa lên khơi nhầm pi tô đó chẳng là ca cam vừa dốt để thôi chẳng ai pi bộ pi đăng đập buồn ấy cho dương không prăng sao mà pui na đây vì là o mà pui là o nắng viên nâng tạt lọp mà dương quanh tầng ngọc này ơi nè đôi niên con là lạ kê xây nhốm đòn chẳng tứ ông phục nâng tạt xong sạch phải ao tao có riệp trong xong cùng mày côn cho ấu rồi lanh côn nhúng và đăng này chào vào đó đăng là mình nư cọp và bật bọt ở cật cái đó có đây chặt và vô côn với ba đấy bờ côn tha bơm ba là quạt nâng thơ phải sóc chất ngọt mỏng hay lư ta côn cho ngọt á ná sóc chất nó nhúng mình thấu xoay rồi thơ mấy ơi ta côn này giờ bài chất bờ côn say miên tầm mùi nữa lâu bẹp kê đo phê kê hộp bài nó cái đạch mê cô á nâng đo phê là phục nắng đo côn tha chân đó riệp trong xong cũng mà cho nó ơi ca mỗi côn ai mỏng mỏ ta nhiều mưa tật chất này xịt đây sờ lạnh trong phục côn á chẳng bàn mà chơi bị chẹt tham mai ní về khla và cào côn máu tụi bay khơi côn nó khoác nét còn đâu ta ao thao côn nó smile đây chỉ vật côn khoác quanh chỉ riêng bị ca cào mà múc dằng mấy còn đâu là côn đây hai cào mà côn đang thông đang cái đây tôi phục rất bọt ở cật lui chọc lăn cặp kênh và quay nhà mấy còn đâu là côn côn đây không cục còn đâu là côn này can chê tâu tầng tật do từ lên côn ma mấy bạn đăng đời ra luôn anh đau ta cầm thi ọp rôm tam mình đôi cái prai tam on ca cả ma cả pria nữa anh chẳng pe đây tàu ọp rôm bộ năng mà đó khơi dây khla can chê tao mà snat do từ lên côn nâng cục nâng mền quát mình khmah kê thế pe can đau sầm đau tàu cục nâng kê dây cái thai dây nâng miên côn chọp cục che môi cho pi cứ quát khmah kê nè phân quát ọt khoal nè na thai tha tao sầm khăn anh ban khơi một côn anh nè tao chọn đăng sọc tục rồi bỏ côn tụ bay côn luôn anh rằng mấy còn đâu là côn đây đau từ chuột côn oi tật trọc này tật chất này sự đây sờ lạnh rồi bỏ mà đai ở phục hay côn còn thá đó là âu cho cục từ lên âu tạm xuống thầm ta âu ót vơ ai sọc khởi là quạt cro bay sâu xa nâng kia lao chỉ ốc nha ót đây khơi côn na môi nom âu tờ cam thi chụp liên thông mấy khai bạc mục của bay âu nó đôi thà vì mình xong nâng từ châuរួមcam thi thông sliệ ta khao đài cu hay mai đấy cắt sập bột thay ơi còn mình sliệ bay nhưng mưa tôi vừa đùm xong với châu cam thi và nó mà bạc mục bạc mọt cái mẹ con khắc kết đập vào nắng ấy nhung đôi thà mai âu nâu sọc sai chôn là bót đôi ta bay sâu xa đôi mai âu kia nồng panh mau cặp phăng scom sao bay trắng đôi trắng ở đây nom âu tô ở kia na cái scom thì ở đây nom âu tô này nom nẹt tôi nẹt thông thảนี่ở bục nhom còn miền côn lư nhom naนี่mà đai nhom ở cái scom đôi nẹt ở tây tiết ở tề còn thá đó quạt tôi bật bọt là mơ bằng hai mốc ở bục mà đai ở nẹt ở tây scom mình hiền phong tay mà đai ở bục tôi bay côn tôi chia dạng na còn đâu ta côn nè bắt đó là xịt đây sờ lạnh oi smart đôi chỉ vật bọc quạt nâng đôi côn xây rồi bỏ lục xịt thầy giống ná nè con là lạ cây xây côn tại mùi cốt hai đăng thả quạt nâng chỉ trao chỉ nẹt của bật bọt ở cật lùi chọc lăn xả hao không sọc không phôm dạng mạch cả đói là hốt đôi bể chia đặt tô và hai chỉ vật oi trao cả đói còn đâu tại đăng thả trao hay còn đâu ta ca oi côn đây pro côn sờ lạnh hơi chẳng có ca oi tới đâu chỉ mùi kia mà ban và man nhúng xa rồi bàn chọc thò và nâng bàn bon bàn của sò tam bạn sai chỉ đẹp là riêng luôn tầng ọt này xong ạ nô mô tần nê bài chẳng nhôm riêng phải cha na nó xong về tọ slot thà công châu chặt chân này trên này kê công châu chặt khăng kê bậc khăng pa chom nẹt mình miền bon mình ấy thì pan bậc khăng chom pa nẹt miền bon Việt Nam tục đòn luôn à tham à ti họ ta bây dương khăng kê ta kê cao tục rồi cái dương cao tục mà ta khăng kê kê ọt khăng dương nè na nè cao tục luôn dương nè khăng kê nắng nè cái đầu cả hai nè cao tục ông mà ta dương chê kê à chào trâu chnao ta chào trâu chnao nó về môn đừng lương châu thì chia kế với châu thì chia nè na môn kê hả với châu thì chia nè na môn kê châu thì chia dương nè chê nó mới đâu có bài muat nè bọn hay nằng ba nó vừa cao nó không chết dương à cái này chết nó vừa cao của mát té à nằng ba vừa ba ông mà ta ai như vừa ót chư ấy phong và nó cứng lột nó không bên chương châu anh phong nó bọt chương nữa ấy nè à bà miên sẽ cái đây bà mát chứ à nắng ba tu cợt là ngà bắt là bởi dương cợt rốt à nắng ọt to thì
ពេលមនុស្សម្នាក់ហ្នឹងសមុទ្រឋាននៃរោគហ្នឹងកើតឡើងផ្សេងគ្នាអ្នកខ្លះកើតឡើងព្រោះអាហារអ្នកខ្លះកើតឡើងព្រោះចិត្តអ្នកខ្លះកើតឡើងព្រោះអាកាសធាតុអ្នកខ្លះកើតឡើងព្រោះកម្មនឹងអញ្ចឹងបានព្រះអង្គសម្ដែងថាអាហារសមុទ្រឋានជួនកាលវាអាចកើតមកពីអាហារឧតុសមុទ្រឋានជួនកាលកើតមកពីអាកាសធាតុណាកម្មសមុទ្រឋានជួនកាលកើតឡើងអំពីកម្លាំងនៃកម្មចិត្តសមុទ្រឋានជួនកាលកើតឡើងអំពីរោគនិងផ្លូវចិត្តខ្លួនឯងហ្នឹងអញ្ចឹងរោគហ្នឹងវាកើតឡើងច្រើនសន្តានផ្សេងគ្នាអញ្ចឹងវានាំឲ្យយើងកើតរោគហើយតែកើតរោគទៅវាកាយវាទ្រុឌទ្រោមហើយតែកាយទ្រុឌទ្រោមអាចិត្តក៏វាទៅតាមកាយហើយតែចិត្តទាំងកាយហ្នឹងវាអត់ល្អហើយអាយុវាវែងហើយកន្លែងញោមវាខ្លីក៏វាមិនបានវែងហ្នឹងអញ្ចឹងបានព្រះសម្ដែងថាជួនកាលរោគហ្នឹងវាមិនមែនកើតមកពីឈាមពីកម្មទាំងអស់ទេវាកើតមកពីអាហារដែលយើងរស់នៅហូបចុកប្រចាំថ្ងៃនឹងផងដែរហើយមួយទៀតកម្មសមុទ្រឋានជួនកាលកើតមកពីកម្លាំងកម្មហ្មងដោយថាអ្នកខ្លះពីជាតិមុនមកចូលចិត្តបៀតបៀនគេឈ្នាននេះគេធ្វើទរណកម្មគេឧបមាថាចិញ្ចឹមគោចិញ្ចឹមកបីវាយគោវាយកបីមិនឲ្យផឹកទឹកមិនឲ្យស៊ីស្មៅឯណាអាហ្នឹងសាពូជដាំពូជរោគច្រើនហើយដូចមានអ្នកបំរើក្នុងផ្ទះអីវាយធ្វើទរណកម្មគេមិនឲ្យគេហូបបាយមិនឲ្យគេដេកកន្លែងល្អហ្នឹងអាហ្នឹងសិតតែពូជរោគច្រើនទាំងអស់អ្នកហ្នឹងកើតមកជាតិហ្នឹងគឺឈឺច្រើនហ្មងហ្នឹងហ្នឹងហើយគេហៅថាយើងដឹងឃើញរោគវាកើតមកអំពីកម្លាំងកម្មហ្នឹងអាមួយទៀតឧតុសមុទ្រឋានឧទាហរណ៍ថាអាកាសធាតុឧបមាតែយើងធ្លាប់នៅស្រុកយើងក្តៅហើយដល់ញោមបានកូនគេនៅកាណាដានៅអាមេរិកគេធានាញោមទៅឯងទៅដល់ដបង2ថ្ងៃហ្នឹងគឺដល់ហើយអាដេកក៏អត់លក់វាខុសម៉ោងនោះអាត្មាធ្លាប់ដើរដឹងអាចឆាន់ក៏មិនសូវបានជួនកាលទៅដល់វាត្រជាក់ពេកវាទៅជាគ្រុនទៅជារងាទៅជាផ្ដាសាយទៅជាឈឺអាហ្នឹងគេហៅថាឧតុសមុទ្រឋានគឺរោគវាកើតមកពីអាកាសធាតុវាផ្លាស់ប្ដូរនឹងដោយយើងតែខែធ្លាក់ខ្យល់ខែកដឹកដឹងម្នាក់ហៀសបោមែនទេហ្នឹងអញ្ចឹងអាហ្នឹងគេហៅថារោគកើតអំពីអាកាសធាតុចិត្តសមុទ្រឋានជួនកាលរោគនឹងកើតពីផ្លូវចិត្តអត់មានអាណាមកធ្វើឲ្យកើតរោគទេអាកម្មក៏មិនឲ្យក៏មិនមកឲ្យផលអាហារក៏វាមិនឲ្យផលនៅកន្លែងល្អហើយនៅកន្លែងសុខហើយប៉ុន្តែអាផ្លូវចិត្តយើងនេះវាទៅជាមានទរណកម្មព្រោះប្តីព្រោះកូនព្រោះអ្នកដតីឧបមាអញ្ចឹងដល់វាគិតច្រើនវា stress សម្រានមិនលក់បាយមិនបានទៅវាកើតរោគមកពីផ្លូវចិត្តអញ្ចឹងបានទាំងអស់ហ្នឹងជាមូលដ្ឋានដែលនាំឲ្យយើងកើតរោគហើយតើកើតរោគទៅកាយយើងវាទ្រុឌទ្រោមហើយតើកាយទ្រុឌទ្រោមផ្លូវចិត្តក៏វាទៅតាមផ្លូវកាយអញ្ចឹងអាយុយើងអត់វែងទេវាជាច្បាប់នៃធម្មជាតិដូចគ្នាទាំងអស់មិនតែគ្រួសារញោមឯងទេទាំងអស់គ្នាហ្នឹងអ្នកណាក៏ដោយដែលកើតមកក្នុងលោកកសន្និវេសនេះទាំងមនុស្សទាំងសត្វតែមានការជួបជុំគឺមានសេចក្តីប្រត់ប្រាស់មានកើតគឺមានស្លាប់តែមានក្មេងគឺមានចាស់មានជួបជុំមានប្រត់ប្រាស់សុខទុក្ខសរសើរនិន្ទានៅក្នុងវត្តដាក់នឹងគ្មានទីបញ្ចប់កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ជួបជុំប្រត់ប្រាស់សរសើរនិន្ទាសុខទុក្ខសើយំជួបជុំប្រត់ប្រាស់នឹងតែងមានគ្រប់ជាតិណាគ្រប់ជាតិកំណើតមកដល់នោះដូចអញ្ចឹងថែរក្សាម្ដាយឲ្យល្អយកចិត្តទុកដាក់ទាំងផ្លូវកាយផ្លូវចិត្តមនុស្សយើងឲ្យតែពីរនឹងដើរទន្ទឹមនេះអាយុវែងញោមហើយការថែរក្សាយកចិត្តទុកដាក់ម្ដាយនេះអានិសង្សប្រសើរណាស់កូនណាបានការពារម្ដាយឪពុកឲ្យគាត់រស់នៅដោយសុខមិនមានបញ្ហាអីប៉ះពាល់ដល់គាត់កូននឹងកើតជាតិណាទៅណាមកណាគេឈ្នាននេះអត់កើតញោមឃើញមនុស្សខ្លះគេស្អប់គេឈ្នាននេះអាម៉េចក៏មនុស្សនឹងវាអត់អាលាយនេះមានអាកាសណាចម្រើនដោយសារអីពីអតីតមកគេបានបំរើម្ដាយបំរើឪពុកមកលើកឧទាហរណ៍រឿងមួយអញ្ចឹងមានន័យថាអាទុកដែលយើងផ្ដល់ឲ្យគេហ្នឹងគេទទួលទៅគេទទួលក៏តិចដែរប៉ុន្តែអាសេចក្តីក្តៅក្រហាយដែលត្រឡប់មកយើងនោះវាច្រើនណាស់ហើយបើគេអត់ទទួលផងអានៅលើយើងទាំងអស់ណាថាមិនគួរក៏បីខឹងក្រោតចំណែនប្រចាំឈ្នាននេះគេនាំមកក្តៅក្រហាយនាំមកកើតពីវេរាទេឃើញគេមានយើងសប្បាយចិត្តនឹងគេទៅឃើញគេល្អយើងសប្បាយចិត្តនឹងគេទៅប៉ុន្តែយើងណាបើកចិត្តយើងឲ្យទលាយបានយើងបានសេចក្តីសុខបងវាយមកគោលធរយើងវិញកូនចៅប្រុសស្រីទាំងអស់បំរើម្ដាយបំរើឪពុកយើងដោយល្អណាអានិសង្សទៅណាមកណាគេស្រឡាញ់យើងគេចូលចិត្តយើងគេការពារយើងហើយញោមស្លាប់ទៅកើតជាតិក្រោយទៅណាមកណាគេអត់មានធ្វើសេចក្តីអន្តរាយដល់យើងកើតទេដោយសារយើងបំរើម៉ែបំរើឪការពារម៉ែឲ្យយើងដោយល្អហើយចឹងយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែបំរើម្ដាយយើងឪពុកយើងដោយល្អបច្ចុប្បន្នហ្នឹងគាត់សុខភាពល្អគាត់សប្បាយចិត្តអាយុគាត់វែងបាន90 100ជាងច្រើនជាងលោកតារ៉េនណាលោកតារ៉េនផងបើអញ្ចឹងទេថែរក្សាម្ដាយយើងឲ្យល្អបានអាយុ120ទាំងអស់គ្នាអនុមោទនាសម្ដែងអំពីអាខ្មៅ
អាខ្មៅហ្នឹងគេចំណែនច្រើនដោយសារអីដោយសារការពីអតីតជាតិហើយកឋិនចំណែននឹងគេឯងដើមកឋិនដែរហើយដល់អាចារ្យវាអត់ហៅគេវាអត់ហៅឈ្មោះឯងវាអត់លើកឈ្មោះឯងទៅលើកអ្នកផ្សេងនោះវាខឹងគេណាបានតែកើតជាតិនឹងមកខ្មៅអាក្រក់ប៉ុន្តែអ្នកណាទៅចំណែនឈ្នាននេះទៅធ្វើបាបគាត់ចង់ឲ្យគាត់វិនិច្ឆ័យអាម៉េចក៏អត់វិនិច្ឆ័យដែរគាត់ចេះតែចម្រើនទៅរហូតដោយសារអីដោយសារតែការពីអតីតនោះគាត់បំរើម្ដាយឪពុករបស់គាត់យាយតាចាស់ពីរអ្នកហ្នឹងនិយាយពីទូរែកសែងពុនដោយសវណ្ណសាមអញ្ចឹងស្រឡាញ់ម្ដាយស្រឡាញ់ឪពុកបាយទឹកនំចំណីត្រីសាច់អាចនោមឲ្យបំរើម្ដាយឪពុកគ្រប់សពបងដល់អញ្ចឹងអ្នកណាមកឈ្នាននេះគាត់ក៏អត់កើតបងមើលមកនិយាយរឿងហ្នឹងតិចញោមបងអានិសង្ឃបំរើម្ដាយបំរើឪពុកឲ្យកូនចៅមានទឹកចិត្តបំរើម៉ែបំរើឪកាន់តែខ្លាំងអាគាត់ហ្នឹងកើតមកម្ដាយឪពុកស្លាប់ចោលអស់អញ្ចឹងទៅគេយកទៅចោលក្នុងធុងសម្រាមព្រោះអត់មានអាណាគេចង់ចិញ្ចឹមដែរមនុស្សនោះវាអាក្រក់ពេកយកទៅកើតមកមុខមកដូចមនុស្សនិយាយមុខមិនសមក្បាលមិនសមមុខដៃមិនសមជើងមិនសមដៃឲ្យអុកមកអាក្រក់ហ្មងហើយថ្មិញអត់មានអញ្ចាញភ្នែករូងជ្រៅទៅអាក្រក់ច្រមុះខើចហ្នឹងតែជាខ្លីមកខាងវែងមកខាងជើងដូចមិនសមខ្លួនមិនសមជើងថាអាក្រក់ហ្មងនិយាយអាក្រក់និយាយមិនកើតនេះអាហ្នឹងប្រយ័ត្នណាញោមតែខឹងចំណែនគេប្រយ័ត្នណាកើតមកអាក្រក់អត់ល្អទេហ្នឹងហើយដល់អញ្ចឹងទៅគេយកទៅចោលដល់យកទៅចោលដឹងឮដល់សទ្ធិពីរអ្នកប្តីប្រពន្ធតែអត់កូនណានឹកឃើញទៅគេមានឮសូរល្បីថាមានក្មេងម្នាក់កើតមកគេយកទៅចោលឥឡូវអាបាវឯងទៅមើលកែនៅបើនៅរើសយកមកអញ្ចឹងមកចាត់ទុកដូចខ្ញុំបំរើក្នុងផ្ទះយើងទៅឲ្យបាយវាហូបទៅគ្រាន់បានខ្វៀលគោខ្វៀលកបីដែរវាគ្មានអស់បាយប្រមាណទេក៏ឲ្យអ្នកបំរើហ្នឹងទៅរើសអាខ្មៅចាំមិនចាំដល់អញ្ចឹងអញ្ចឹងទៅធំទៅគេឲ្យទៅខ្វៀលតាគោខ្វៀលតាកបីទេហ្នឹងសទ្ធិហ្នឹងចាត់ទុកដូចអ្នកបំរើឲ្យទៅខ្ញុំឲ្យដូចខ្ញុំបំរើដតីឲ្យទៅខ្វៀលគោខ្វៀលកបីអញ្ចឹងប៉ិនអាខ្មៅនេះវាចេះជាងគេចេះណាស់វាចេះយកចិត្តសទ្ធិយាយតាចាស់ហ្នឹងវាបំរើបាយទឹកត្រីសាច់នំចំណីបានរបស់ស្អីមកពីណាយកមកឲ្យលោកសទ្ធិហ្នឹងគុតគង់ផ្លែឈើព្រៃអីទៅខ្វៀលកបីមកបេះបានផ្លែឈើអីយកចិត្តទុកដាក់យាយតានឹងឈឺជាអាហ្នឹងវាថែទាំរកថ្នាំរកពេទ្យរកមកហើយដល់មនុស្សយើងណាយាយបើគេនៅជាមួយគេតុនភ្លុនគេយកចិត្តទុកដាក់យើងអញ្ចឹងមនុស្សយើងវាតុតចិត្តនឹងវាតុនដល់អញ្ចឹងយាយតានឹងរៀបនឹងដៃខ្យល់នឹកឃើញថាយាយវាយើងវាអត់កូនហើយអ្នកបំរើទាំងអស់យើងមើលទៅតែគ្មានអាណាមួយចិត្តបានជាមួយយើងដូចអាខ្មៅទេម្នាក់គិតតែពីផលប្រយោជន៍អាខ្មៅនេះមិនដែលគិតគូររឿងប្រាក់ខែមិនដែលគិតគូររឿងលុយកាក់មកបំរើយើងនេះដោយស្មោះហើយយើងយកវាមកចិញ្ចឹមតាំងពីតូចមើលចិត្តកំណត់វាល្អណាស់បើអញ្ចឹងយើងដៃខ្យល់ទៅសញ្ញេបណ្ដាំមរតកហ្នឹងទុកឲ្យអាខ្មៅទាំងអស់ទៅកើតមករូបអាក្រក់មែនណាយាយប៉ុន្តែគេស្រឡាញ់ឡើងជាសេដ្ឋីអាសេដ្ឋីចាស់តាយាយនឹងស្លាប់ទៅខ្លួនឯងឡើងជាសេដ្ឋីព្រោះបណ្ដាំមរតកហ្នឹងបានមកអាខ្មៅទាំងអស់ដល់ឡើងជាសេដ្ឋីទៅនិយាយពីក្នុងក្រុងហ្នឹងមានសេដ្ឋីមួយទៀតដែលមានកូនកំមុំស្អាតចិត្តដល់កន្លែងចំណែនណាយាយណាធေါ်ចំណែនណាចាំមើលអាអ្នកចំណែនគេវាទៅស្អីហើយអាអ្នកដែលត្រូវគេចំណែនហ្នឹងវាទៅជាស្អីហ្នឹងបានតែគេចំណែនទៅវាអត់វិនិច្ឆ័យដោយសារអីដូចអាត្មានិយាយខាងដើមមិញដោយសារបំរើម្ដាយបំរើឪពុកការពារម្ដាយឪពុកដល់ទៅពេលនៅក្នុងក្រុងហ្នឹងវាមានស្ត្រីម្នាក់កូនសេដ្ឋីមួយនោះវាស្អាតហើយដល់ស្អាតចឹងប្រុសក្នុងក្រុងហ្នឹងអាម៉េចញោមចាប្រុសវាអាម៉េចដល់ពេលមានស្ត្រីស្អាតនៅក្នុងស្រុកភូមិវាអាម៉េចទៅស្រឡាញ់ហើយដល់ស្រឡាញ់ត្រូវធ្វើម៉េចតាមចែចៅអត់មានចែចៅមានតាមចែចៅទេចាស់ពីដើមបើថាស្រឡាញ់ប្រាប់ចាស់ទុំឲ្យចូលស្រីទៅដឹងហ្មងហ្នឹងហើយចាស់ទុំចូលសួរហើយបើនិយាយពីទំនៀមទម្លាប់ខ្មែរចូលសួរហ្នឹងមិនមែនម៉ែឪហ្នឹងទៅសួរទៀតពឹងពោរអ្នកផ្លូវឲ្យគេទៅស៊ើបម្ដងដឹង2ដង3ដងបើដឹងថាល្អនៅកំមុំព្រមវិចារអីមិនជាប់ជាពាក់ចិត្តលើអ្នកណាតចរិតចិត្តកំណត់ល្អបានគេឲ្យមេបាខាងប្រុសនេះទៅកំណត់ថ្ងៃចូលស្រីទៅដឹងកំណត់ថ្ងៃចូលស្រីទៅដឹងឲ្យអ្នកផ្លូវទៅកំណត់ថ្ងៃហើយចូលស្រីទៅដឹង3ជើងទៀតនោះហ្នឹងស្ដឹងបានហើយយកទៅបំរើប្រហែលខែទេដូចអាធ្លាប់និយាយពីប្រវត្តិនៃអាពាហ៍ពិពាហ៍ខ្មែរកាលពីសម័យបុរាណនៃញោមស្ដាប់ហើយមិនបាច់លើកទៀតទេចឹងចូលស្រីទៅដឹងនិយាយពីមន្ត្រីអ្នកតូចអ្នកធំណាក៏ដោយចូលស្រីទៅដឹងនាងនឹងអត់ស្រឡាញ់ទាំងអស់អាណាទៅក៏អត់ស្រឡាញ់ដែរមន្ត្រីថ្នាក់ណាទៅក៏មិនស្រឡាញ់ដែរអារូបស្អាតអាម៉េចក៏មិនស្រឡាញ់ដែរមកក្រុងនឹងគ្មានអាណាទៅទៅដឹងនាងនឹងបានទេហើយដល់អស់មានប្រុសទៅដឹងហើយអាខ្មៅទេវាល្បីដល់អាខ្មៅទេអាសទ្ធិខ្មៅនេះក៏នឹកឃើញទៅទេ
anh của nực khơi trong bàn và bồn đá hơi ọt miền nè na cục krong trọp sầm bát đấy chẳng cất trong bàn và bồn và đăng tờ rò nè ná lư là bay ta con sẽ thay nó vừa rụp xa kia ta đăng ọt đá trong xa luôn anh ta đăng mưa đòi chẳng bằng bó rồi dây ta pi nét thơ mai thơ âu vực luôn anh và ọt mai ọt âu nữa đòi dây này phải ọt mà đòi kè thơ xua hay lúc sẽ thay mau rồi nhom mau miền ca ai lục dây lục ta nhom trong bằng lục dây lục ta nắng áo thuê chỉ nẹp lâu thuê chỉ mê ba tại chỗ xây ta đăng con lục sẽ thay nơi trong phun nó oi nhom dây ta nó sao mọn ơi lục sẽ thay ai nhom mình trong sao dùng lục sẽ thay tê pan xong mày ta chết cho công tàu ấy hay sẽ thay mau xua ta mất trắng lục sẽ thay ai mình tray nạ na cả đôi rúp sầm bát cái đôi tê và bót xa xa thay vào nặng cái thông thông niêng năng mình đằng mơ mốc phóng hãy cho lô này mốc mình xóm cả ba mình xóm mốc đây mình xóm chương mình xóm luôn rúp ở không mau cọ dây đừng dây thọn nhưng mà hãy cho na cái tờ do lô ai bờ pro xa mà cả cô kia mình mơ mốc phong đấy hay mốc lô sẽ thay anh tao ta đang na cái áo công tao ai non ta mà cái lô sẽ thay công đừng tỏ đẹp xe đâu ở xóm luôn đó nè sẽ thay không ao tại dây tao tam khi nhom tư dương mẹ tập plan con còn mong kia ná dương tao đăng kia ta bờ kia mình áo mau anh mau sẽ thay không ao tài chắc na nhổn này dương mẹ tập plan kia nè tao tao tam khi nhom dây ta này cái băng ai cái ao liệp sa ca ra đấy có từ khán ta đó là bom té sẽ thay đánh tranh mỏng bao nam moro anh thì anh mình chọn chuông để đánh chơi cho mình sát bài một chơi lôi anh mà ở đằng được cả màu chỉ sẽ thay đây nó mà moro chơi lôi ấy ba nó anh mình chọn chuông mình tới ngày nắng nó ở chơi tới xe ta bao từ xuân noa mầm rong nắng đánh nắng sạp từ dây ta tha nhom noam lục sẽ thay màu mà trâu xua con lục sẽ thay từ tu lục sẽ thay bên phong thì chọn chuông một plét đó là phép ta lục sẽ thay màu để màu mục mình đôi sạt mình đôi nó nắng sẽ thấy á ai kêu mà chọn sau đây ta đăng côn lục sẽ thấy quạt nó ngày miền trọt trào na hỏi đó là lư sâu chân tới bà chân hào trâu mà nẹt miên á lư sâu ta miên trọt đang là lư nè một nẹt miên kỳ rồi nẹt miên ai chân lư ta sẽ thấy ao trâu mà không te hỏi riệp rọp xua tới dây này còn riệp rọp thật nhom nắng màu tam ca bưng po rồi bỏ lục sẽ thấy màu khăng nè ở nhom mà vừa chỉ mê ba chỉ mà đai ở bốc mà trâu sau đây ta đăng côn lục sẽ thấy cái là lư chân sao ta mòn gì lục ơi lục hay lục ai sạch mà lần này mà ta đăng côn khi nhom nè hay côn khi nhom năng một trai thna tôi thna thông rúp sầm bát đôi tê và bót niêng côn khi nhom đi mình đai mơ phong ngôi lục ai như mau năng mốc mình xóm cả ba mình xóm mốc mà ta đăng côn khi nhom mà lời chứ khi nhom ao côn khi nhom mà mơ nè anh bờ sân là côn khi nhom nhà nhâm sao đàn nè anh khi nhom ca ơi ta mong á bạch trăm côn khi nhom tha pro mới ao ta thà nhâm ta man tích có khi nhom ao mơ mốc ta tích có khi nhom ao chứ bờ mơ mốc nè anh nhà nhâm ta man tích có khi nhom lơ côn khi nhom ao chứ bạch trăm tha pro mới xe ta sẽ thay prao nè bầm ra ao châu tộc bạc thuê ao côn say mà mơ lẹ cả nạp nhiều con sẽ thay đào chanh máu mình toàn bàn dây ấy khởi là cái lê khởi nhà khả máu sao chứ máu với Arsenal về gì anh em vừa khởi như với Arsenal với sao chứ mong đào sao chắc đào châu và tục bình tử sao nhưng mà sao bình chắc cái sao vừa Arsenal luôn ai thằng mà nương anh xa phần đăng đai và tàu chứng miên mà nương và phê chẳng mà ta đăng ai anh đài đó với Arsenal luôn ai về chứ đòi chân sẽ thay nếu mà chọp mọt chỉ mùi mau quay dây ta năng thà bà con khi nhau mà nhâm đã ta mình thấy có nhau ca oi đây anh đi mẹ này nhâm mới sao mòn đòi chân ca oi gì đòi ca oi tới miền anh miền đấy có bà cái đôi này say kia về đò là gì ruột nâu chỉ mùi cái này xà lanh này là ốc lớn thò mà đà chân tư này vậy đó là cái bàn nâu chỉ mùi cái này chân tấu nè na khắc cao chật chân này anh gì môn trai pro mình nu nè miền nè tôi nè thâu mà na thọp ta đăng thọp xà lanh niêng đăng bà man khóc ngà mau đúng không nâng mình cua na anh vừa xa phân đăng đai tôi ta đăng niêng đăng mình bán chia phải xem môn trai thưa ca nâu prep bảo mình đi chỉ vang thông để châu say ta đăng niêng đăng vừa ọt ba nó cái đau cả hai mốc mọt anh phân đăng đai tôi ta đăng niêng đăng mình bán tôi chỉ niêng đăng quanh chất ta trâu chỉ mỗi mau mình nước sạt mình sạt nè vậy công chơi cho này cái nó bởi cho này trong pa kia nè ọt bon mà này thế từ cho này pa trong kia nè miền bon được mau nâng phải giác hay đi vậy kia cho này cho nên đi bọc rục kể rô vì thi thơ bạp lỏ hốt nâu ta thưa ai có đọt cả nè pê mùi môn trai thằng ọc kì kịch cái này anh trâu ta rô vì thi cầm chặt mau nâng chơi nhà ba của anh đang bị chừng rai nè vì mơ nghe anh vì áp on chê ra anh
នឹងឋានៈមុខមាត់អញជាមន្ត្រីប៉ុណ្ណឹងដែរអញទៅតដឹងនាងនឹងអត់បាននាងនឹងទៅយកអាសัตว์ធាតយកមកធ្វើប្តីកាត់មុខកាត់មាត់គេទៅបខឹងគេនោះចឹងគេប្រជុំពិភាក្សាគ្នាទៅគេខ្លែងសារព្រះមហាក្សត្រខ្លែងសារគេយកមកក្រឹកក្រែងចឹងទៅថ្ងៃឡើងគេដង្ហែពុកពលសេនាទាហានមកវងគ្នាគេមកគេត្រូវបាក់ពួកគ្នាគេហ្នឹងមកដល់ផ្ទះសេដ្ឋីហ្នឹងសេដ្ឋីរត់ចុះមកឃើញចឹងទៅ20រត់ចុះពីលើផ្ទះសួរថាមានរឿងអីលុតជង្គង់ស្ដាប់ពរាជសារសិនណាដល់ឮសូរចង់លុតជង្គង់អោនក្បាលដល់ដីដល់គេអានថាយើងទទួលរាជភាសាពីព្រះមហាក្សត្រព្រះអង្គបានស៊ើបអង្កេតមកឃើញថាកូនប្រសាលោកសេដ្ឋីអាខ្មៅនេះវាបានសម្លាប់យាយតាជាសេដ្ឋីចាស់ដែលជាឪម៉ែចិញ្ចឹមនឹងដើម្បីលបួងយកទ្រព្យយាយតានឹងទាំងអស់ឥឡូវស៊ើបឃើញថាមានពីរដ្ឋជនអ្នកនឹងជាប់ទោសព្រះជាត្រូវឲ្យមកចាប់យកអ្នកនឹងទៅប្រហារជីវិតហើយបើណាមិនសហការត្រូវក្រៀកកយកទៅទាំងអស់ដល់លឺសូរចឹងអញ្ចឹងខ្ញុំសហការឲ្យក្មេងនេះណាខ្ញុំសហការហើយត្រូវឲ្យខ្ញុំធ្វើអីទៅបើលោកសេដ្ឋីហើយនឹងគ្រួសារចង់រួចខ្លួនទេល្ងាចហ្នឹងយប់ហ្នឹងខ្ញុំមកឲ្យកូនចៅចាប់អាខ្មៅយកទៅយើងដេកធ្វើមិនដឹងរឿងដឹងលឺអីទៅកុំឆោឡោកុំឲ្យមានបញ្ហាប៉ះដល់អ្នកស្រុកសហការតែប៉ុណ្្នឹងទៅបានហើយរួចខ្លួនហើយមួយយ៉ាងទៅទៀតទ្រព្យសម្បត្តិរបស់អាខ្មៅហ្នឹងនឹងធ្លាក់ទៅលោកសេដ្ឋីទាំងអស់ដល់តែលឺសូរចង់សប្បាយចិត្តដែរយាយសហការជាមួយគេណែឲ្យក្មេងហ្នឹងកើតគំនិតអាក្រក់ដែរសហការជាមួយគេឲ្យគេសម្លាប់កូនប្រសាដល់តែយប់ឡើងគេមកចាប់ក្រៀកដៃចងស្លាបសេកដាក់បោបជាប់នឹងអាទេសជិះយកទៅចោលចងភ្ជាប់នឹងដើមឈើកដាលព្រៃកន្លែងសត្វកាចសាហាវណានៅឥណ្ឌាវាសបោព្រៃហើយជំនាន់ដើមសបោដោយសត្វកាចសាហាវសិតតែខ្លាដំបងខ្លារខិនខ្លាតូចខ្លាធំរាជសីអីសិតតែពុកស៊ីសាច់សត្វជាអាហារនេះញោមអាត្មាជ្រុលចូលនិយាយរឿងហ្នឹងឲ្យចប់តែហ្មងធေါ်ចំណែនគេណាយាយកុំចូលចិត្តចំណែនហើយទាំងអានិសងបំរើម៉ែបំរើឪណាតើយ៉ាងម៉េចទៅគាត់ហ្នឹងយាយគេយកទៅដាក់នៅក្នុងព្រៃចងផ្អោបនៅនឹងដើមឈើគេថាមិនបាច់សម្លាប់វាតាមមួយនាទីមិនតាន់នេះខ្លាយើងដើរចេញមិនតាន់ផុតឯខ្លាស៊ីអស់ក្រតែភ្នែកមិនមាននេះដល់តែគេចងផ្អោបជាប់នឹងដើមឈើគេជិះអាទេសចេញមកវិញអស់មកយាយឲ្យវាចៃដនអីអាដើមឈើហ្នឹងរុក្ខទេវតាដែលនៅដើមឈើថែព្រៃហ្នឹងអ្នកហែកឋិនមួយគ្នាការជាតិមុនដល់កលេចឃើញមកប្រមាលមើលនិស័យថាណាគេយកមនុស្សមកចងផ្អោបចោលនៅទៅហ្នឹងដល់មើលមកអូអាគាត់នេះធ្លាប់ហែកឋិនជាមួយអញទៅជាតិមុនហើយអាម៉េចបានកើតមកមុខមិនដូចមនុស្សមិនដូចសត្វតែចឹងគាត់អាក្រក់យ៉ាងហ្នឹងដល់មើលទៅអូតោខឹងអញតាគាត់ហ្នឹងខឹងអញខឹងអាទេវតាហ្នឹងទៅទៀតចំណែនឈ្នាននេះរឿងហែកឋិនគេលើកឈ្មោះតែមួយមិនលើកឈ្មោះឯងនោះមានអ្នកខ្លះអន់ចិត្តអញ្ចឹងមែនហ្នឹងណាអញខំធ្វើត្រៃធំស្រាប់តែអាចារ្យអត់មានលើកមុខលើកមាត់អញសោះទៅលើកមុខលើកមាត់អ្នកពេញមកពីណាឆ្ងាយទីហោអញ្ចឹងហើយវាចំណែនឈ្នាននេះគេអញ្ចឹងទៅបានតែកើតមករូបអាក្រក់អញ្ចឹងប្រយ័ត្នហើយដល់អញ្ចឹងទៅស្រាប់តែគាត់នឹងមើលទៅអូបើអញ្ចឹងរូបអាក្រក់ដោយសារខឹងអញញើចោះតើអញនឹងត្រូវជួយអីមើលដល់មាននិស័យអាចត្រូវជួយដល់ប្រមាលមើលទៅជាតិមុនហ្នឹងគាត់នឹងជាអ្នកបំរើម៉ែបំរើឪការពារម៉ែឪដោយល្អបើអញ្ចឹងជាបុណ្យកុសលរបស់អញត្រូវតែការពារបុគ្គលអ្នកមានបុណ្យដល់អញ្ចឹងយាយហើយនិយាយប្រាប់រៀបរាប់ថាអ្នកឯងមិនទាន់ដល់ពេលដែលត្រូវរងទុក្ខវេទនាបន្តទៀតទេអ្នកឯងរួចផុតកម្មពីវេរាត្រឹមហ្នឹងបើអញ្ចឹងទេអ្នកឯងចំណែនឈ្នាននេះខ្ញុំកាលពីជាតិមុនបានត្រូវគេធ្វើបាបអញ្ចឹងបានគេចំណែនឈ្នាននេះអ្នកឯងវិញហើយអ្នកឯងកើតមកខ្មៅដោយសារតែអ្នកឯងខឹងក្រោធជាមួយខ្ញុំបានអ្នកឯងកើតមកខ្មៅអាក្រក់រូបវាមិនសមមនុស្សវាទៅជាដូចសត្វក៏ប៉ុន្តែខ្ញុំត្រូវតែការពារអ្នកឯងដោយសារតែអ្នកឯងបំរើម៉ែបំរើឪដល់ឲ្យចឹងទៅយាយហើយទេវតាក៏ប្រើដោយរិទ្ធនឹងស្រាយចំណងបរោះនឹងទៅក៏និមិត្តប្រាសាទមួយធំនៅកដាលព្រៃនឹងឲ្យអាខ្មៅនឹងនៅក្នុងប្រាសាទនឹងដេកធ្វើមិនដឹងហើយនិមិត្តបាយនិមិត្តម្ហូបនិមិត្តផ្លែឈើអាខ្មៅនឹងដេកកងតាក់ខ្លាស៊ីផ្លែឈើទៅមិនដឹងឯណោះគេថាងាប់តែប៉ុន្តែគ្មានរស់ទេអញអស់ចេញពីភ្នែកអញហើយគ្មានអាខ្មៅឯណាមកបំបាំងភ្នែកបាំងមុខបាំងមាត់អញទៀតទេទោះបីនាងនឹងធ្លាប់មានអាខ្មៅជាប្តីក៏មន្ត្រីទាំងអស់នឹងនៅតែសង្ឃឹមតែអញនឹងចូលទៅដឹងនាងនឹងលើកទី2ហ៎ចាគិតទៅអាស្រឡាញ់គេនឹងមិនគិតថាគេមានប្តីមិនមានប្តីតែស្រឡាញ់តែឃើញស្រឡាញ់អញ្ចឹងហ្មងនិស័យមនុស្សហីយើងហើយដល់ហើយចឹងទៅយាយហើយមកយប់នឹងមានសត្វឯណាមកកើតបើទេវតានិមិត្តប្រាសាទប៉ុណ្ណានៃអាខ្មៅនៅក្នុងប្រាសាទហើយដល់ព្រឹកឡើងទេវតាថាអ្នកឯងត្រឡប់ទៅផ្ទះវិញទៅស្អែកឡើងហ្នឹងអ្នកឯងអាចទៅបានក៏ប៉ុន្តែអ្នកឯងមិនអាចទៅក្នុងសភាពដើមបានទេអ្នកឯងត្រូវមានរបស់អីការពារខ្លួនបើអ្នកឯងទៅតាមសភាពដើមអ្នកឯងងាប់មកទៀតតែមិនរស់នេះអ្នកឯងមកលើកទី2គេនឹងសម្លាប់អ្នកឯងចោលហើយបើអញ្ចឹងទេទេវតាឲ្យថ្នាំទឹក3គ្រាប់
ថ្នាំទឹកមកគ្រាប់លេបទៅរូបស្អាតថ្នាំទឹកមកគ្រាប់លេបទៅអាយុវែងគេសម្លាប់អត់ស្លាប់ថ្នាំទឹកមកគ្រាប់ទៀតលេបទៅកើនទ្រព្យកើនមាសកើនប្រាក់យាយដឹងថាខ្មៅរើសយកមកគ្រាប់ណាទេយាយទេវតាតណៃលេបបានមកគ្រាប់ឯង3គ្រាប់ហ្នឹងដឹងថារើសយកគ្រាប់ណាអត់យើយកទ្រព្យរូបស្អាតដោយសារអីដោយសារគិតតែអញមានទ្រព្យស្រាប់ហើយអាយុវែងខ្លីនៅលើកម្មចុះកម្មគេឲ្យអញប៉ុណ្ណាប៉ុណ្ណឹងប៉ុន្តែអញមុនតែខ្យល់ទៅអញចង់បានស្អាតគេដែរកុំឲ្យគេមើងងាយអញពេកដល់ឲ្យចឹងទៅរើសយកអាក្របរូបស្អាតលេបពឹបទៅញាក់មុខញាក់មាត់ញាក់កាជៀកទាញដៃទាញជើងបដូរវត្តទៅជាទេវបុត្រកំឡោះស្អាតអស់ទាស់ទៅហ្មងយាយអូយាយស្អាតណាស់ដោយមករោងនឹងរកណាមួយឲ្យស្អាតដោយគាត់នឹងអត់មានសោះពេលប្រែរូបមកនិយាយពីស្អាតអស់ទាស់សាច់នឹងឲ្យសមុខមូលកឡងដូចពងកលើយពីក្តៅពើពងកពើក្តៅច្រមុះយិតពីឲ្យស្រួចភ្នែកនឹងយិតពីឲ្យខ្មៅក្រឹបយិតតែពីរៀងនឹងឲ្យសំស្អាតដូចទេវបុត្រចុះពីឋានសួគ៌ចឹងស្អាតណាស់ម្រាមដៃនឹងយិតពីសឡូនដូចបលាក្រូចចឹងអស់ចាណាស់យាយឲ្យសាច់សមត់ខៃអាស្រ័យដោយសារបុណ្យទេវតាជួយយាយណាដល់តែចឹងឆ្នាំទឹក2គ្រាប់ទៀតបាត់ទៅវានៅឆ្នាំមកថងយាមដែលទេវតាទុកឲ្យចំនួនអ្នកដែលប្រព្រឹត្តអាក្រក់មកលើគាត់ហ្នឹងហើយអ្នកណាប្រព្រឹត្តអាក្រក់មកលើគាត់ទេវតាឲ្យមកថងយាមហ្នឹងប្រាប់ថាឆ្នាំមកថងយាមហ្នឹងណែឯងយកទៅអ្នកណាប្រព្រឹត្តអាក្រក់ដល់អ្នកឯងនឹងទទួលផលហើយចាប់ពីស្អែកហ្នឹងទៅអ្នកទាំងអស់ហ្នឹងនឹងទទួលផលហើយបរោះនឹងសួរទៅចុះលេបទៅជាស្អីដែរឆ្នាំហ្នឹងអាណាលេបទៅជាស្វាទាំងអស់បើអញ្ចឹងទេធ្វើម៉េចដើម្បីអាពួកហ្នឹងលេបទៅហើយតែឯងទៅដល់ទៅវាសួរតែឯងបានស្អីស៊ីបានអារូបស្អាតអញ្ចឹងបើអញ្ចឹងឯងប្រាប់ថាបានឆ្នាំទឹករើសពីព្រៃមកអញ្ចឹងទៅអាពួកនឹងវាចង់ស្អាតច្បាស់ជាវាសុំឯងលេបអូតូហើយបើអញ្ចឹងមិនបាច់ភ័យទេហើយដល់អញ្ចឹងទៅទេវតាកំណត់មិនសូវស្រួលដែរយាយអាហ្នឹងដែលគេហៅថាទេវតាបរាមុខទេវតាបរាមុខនោះញោមធ្លាប់ឮពាក្យហ្នឹងថាមនុស្សអាក្រក់ទេវតាបរាមុខហ្នឹងមែនណាយាយព្រះសំដែងមើលហើយដល់អញ្ចឹងទេវតាឲ្យឆ្នាំមកថងយាមហ្នឹងមកឯនេះស្ពេឆ្នាំមកថងយាមហ្នឹងមកដល់ផ្ទះគោះទ្វារប្រពន្ធកដាលយប់ដើរតាំងពីព្រឹកដល់កដាលយប់បានដល់ផ្ទះដល់មកដល់ផ្ទះគោះទ្វារប្រពន្ធអត់បើកប្រពន្ធថាណាគេមកបន្លំខ្លួនធ្វើប្តីអញទៀតហើយឯងចាប់ប្តីអញយកទៅតាំងកដាលយប់ឯងយកប្តីអញទៅសម្លាប់ចោលមិនទាន់អស់ចិត្តឲ្យចង់មកសម្លាប់អញទៀតអីបានហើយចេញទៅអញមិនបើកទ្វារឲ្យទេក៏មកបន្លំខ្លួនធ្វើប្តីអញយាយឲ្យអត់ជឿតែប្តីទេញោមចាប់ប្តីគេចាប់គ្រាកដៃទៅទាំងយប់ទៅហើយនោះហើយដល់តែចឹងនេះខ្មៅទៅអូនហើយបងទេបើកទ្វារឲ្យបងមកអូនបងទេនេះខ្មៅទេបើកទ្វារឲ្យបងមកបងគឺបងខ្មៅថាខ្ញុំមិនជឿទេណាឯងមកបន្លំខ្លួនធ្វើប្តីខ្ញុំចេញទៅណាឯងកុំមកបន្លំខ្លួនខ្ញុំមិនបើកទ្វារឲ្យទេដល់តែកដាលយប់ឲ្យប្រពន្ធនេះយំអោបក្បាលជង្គង់ណែប្តីដបងតែអត់យកទេដល់តែពេលបានប្តីចេះស្រឡាញ់ប្តីដែរតែយាយនឹកប្តីនឹកបងខ្មៅមិនដឹងមានអីពិសេសបាននឹកបងខ្មៅម្លឹងយំអោបត្បល់ក្បាលជង្គង់អត់ដេកអត់ហូបអីទេយំទៅដេកលក់ទៅអាខ្មៅនេះដល់គេអត់បើកទ្វារឲ្យនៅត្បល់ក្បាលជង្គង់នឹងមុខទ្វារហ្នឹងទៅចាំប្រពន្ធនៅតែនឹងដល់ភ្លឺព្រឹកឡើងអាខ្មៅឡើងគោះទ្វារទៀតប្រពន្ធអើតមើលតាមប្រឡោះទ្វារអញថាមែនអញថាមែនប្តីអញមែនប្តីអញមែនអញថាមនុស្សបន្លំខ្លួនចោលមានអាខ្មៅទៀតឯណាបើទៅជាបរោះស្អាតទៅហើយអញថាកុហកអញមែនថាអូនណាយមែនបងកុហកទេបងគឺបងខ្មៅហ្នឹងហើយតែខ្ញុំមិនជឿទេប្តីខ្ញុំអាក្រក់ណាស់ខ្មៅមែនមុខចឹងទេមែនស្បែកចឹងទេមែនក្តៅច្រមុះចឹងទេមែនរូបរាងចឹងទេប្តីខ្ញុំមុខមិនដូចមនុស្សមិនដូចសត្វទេអាក្រក់ណាស់មែនប្តីខ្ញុំទេតែខ្ញុំមិនដែលហ៊ានមើលមុខប្តីខ្ញុំផងមុខអាក្រក់ពេកមែនប្តីខ្ញុំថាបងហ្នឹងហើយបើអូនឯងមិនជឿអូនឯងបើកទ្វារមកអូនឯងមានកន្លែងចំណាំបងហើយតើចាំបងអូនឯងមើលអូនឯងដឹងតែបងគេមានកន្លែងសម្គាល់ឲ្យខ្ញុំណាហើយដល់តែចឹងទៅឯនេះគេចង់ដឹងដែរបែបសង្ស័យប្តីអញមែនក៏មិនដឹងបើសិនណាមនុស្សអាក្រក់ប្រហែលជាមិនហ៊ាននៅដល់ភ្លឺអីចឹងទេប្រហែលជាទៅវិញបាត់តាំងយប់ហ៎ដល់អញ្ចឹងបើកទ្វារមកឯនេះគេបើកឲ្យមើលទៅបានដឹងអូប្តីអញមែនទេតើគេមានកន្លែងគេចំណាំនិយាយណាពេលព្រោះវាដូរតែរូបរាងដូរតែស្បែកដូរតែមុខមាត់ដូរតែធ្មេញដូរតែសក់ដូរតែដៃដូរតែជើងនេះប៉ាកន្លែងខ្លះអត់ដូរនៅតែដែរហើយដល់អញ្ចឹងទៅគេចំណាំថាអូប្តីខ្ញុំមែនបងហើយចុះបងឯងទៅណាបាត់មកយប់ហ្នឹងគេធ្វើបាបអីបងឯងខ្លះគេចាប់បងឯងទៅទាំងយប់ហេតុអីបានបងឯងអត់ស្លាប់មកវិញទៅជាដូររូបរាងស្អាតអញ្ចឹងបងប្តីរៀបរាប់ប្រាប់អស់សេចក្តីអញ្ចឹងទៅបានប្រពន្ធថាអូបើអញ្ចឹងទេប៉ណ្ណាមិនតាន់ឲ្យដឹងថាឪក្មេកហ្នឹងរួមសំគំនិតជាមួយគេដែរទេខ្លាចប្រពន្ធឯងភ័យទៅប្រាប់ឪក្មេកទៅមុនទៅបើអញ្ចឹងទេក៏ល្ងាចឡើងនាំប្តីទៅហូបបាយជុំគ្នាជាមួយឪក្មេកម៉ែក្មេកឪក្មេកនេះគាត់តែកលេចឃើញស្រាប់តែស្ទុះទៅមក
ហើយចកូនឯងទៅរកប្តីមកពីណាមួយទៀតហើយក៏លឿនអីលឿនម្លេះប្តីតែមកទៅយកមិញឥឡូវយកប្តីមួយទៀតហ៎ថាអត់ទេឪខ្ញុំមានយកប្តីផ្សេងណាប្តីខ្ញុំអាខ្មៅហ្នឹងឯងបងខ្មៅហ្នឹងឯងអាខ្មៅឯណាអញ្ចឹងអាខ្មៅអាក្រក់ណាមានអាខ្មៅណាស្អាតអញ្ចឹងនោះហើយអាខ្មៅវាងាប់បាត់ហើយគ្មានរស់ទេអត់ទេប្តីខ្ញុំអត់ស្លាប់ទេឪហ្នឹងហើយប្តីខ្ញុំនោះប្តីខ្ញុំគេចាប់គាត់យកទៅព្រៃអាប្តីនឹងក៏ហក់ប្រពន្ធថាដល់ទៅដល់ព្រៃទៅប្រឹងរើបំរាទៅដេញសัตว์អត់មានណាសัตว์ណាហ៊ានមកចិត្តបងដេកលើចុងឈើមកយប់វេទនាណាព្រឹកឡើងចុះពីលើចុងឈើអត់មានអីហូបចិត្តតែដើររើសផ្លែឈើរើសនេះរើសហូបទៅវាចំអាផ្លែឈើមួយនឹងហូបទៅស្រាប់តែដូររូបបងអញ្ចឹងមកចិត្តតែក៏ហក់គេតាមពិតដេកក្នុងវិមានសោះហ្នឹងស្រាប់តែឡើងចុងឈើដេកដល់អញ្ចឹងទៅប្រពន្ធក៏រៀបរាប់ប្រាប់តាមប្តីអញ្ចឹងទៅសាបសទ្ធិនេះចាស់អាយុ8ជាងណាហើយស្បែកជ្រាវជ្រួញហើយកឆេតកឆោតអស់ដល់អញ្ចឹងទៅចង់ស្អាតគេដែរណាកូនឯងមានដោយអាផ្លែឈើនឹងមកឲ្យចែកឲ្យមកក្របផងមកកូនឲ្យចង់ស្អាតដែរស្អាតអាខ្មៅថាឪឯងចង់លេបកុំអាចាំខ្ញុំយកមកផ្ញើឯងទៅខ្ញុំស្រឡាញ់ឯងសឹងឯងខ្ញុំចែកឯងខ្ញុំកងឲ្យខ្ញុំឲ្យទេប៉ុន្តែឯងចង់លេបអាថ្នាំហ្នឹងដើម្បីដូររូបស្អាតឯងវាយកងវាយខ្មោះប្រាប់ឲ្យប្រជាជនមកមើលឯងហូបដើម្បីដូររូបឯងឲ្យទៅជាស្អាតហើយឯងហៅគ្នាមកបានច្រើនមកអ្នកណាដែលខ្សែគប់ស្រឡាញ់ឯងរាប់អានឯងមិត្តភក្តិបងភឿនឯងមានប្រមាណនាំមកចាំខ្ញុំចែកឲ្យហូបឲ្យស្អាតទាំងអស់គ្នាឲ្យប្រជាជនបានឃើញណាឪដល់លឺសូកូនថាអញ្ចឹងប្រើអ្នកបំរើឲ្យវាយកងវាយខ្មោះប្រាប់អស់អ្នកស្រុកឲ្យមកជុំគ្នាមើលគាត់ហូបថ្នាំទឹកដើម្បីប្រែកាយឲ្យទៅជារូបស្អាតដោយកូនប្រសាគាត់យាយឲ្យលបីដល់ពួកអាខូចនៅក្នុងវាំងអាប្រុសទាំងអស់ដែលចំណែនដែលឈ្នាននេះដែលធ្វើបាបគាត់នឹងដឹងលឺអញ្ចឹងទៅចង់ឃើញតែអាខ្មៅវាមិនស្លាប់មែនណាអីហើយវាដូរទៅជារូបស្អាតមែនណាអីដល់នាំគ្នាមកទាំងអស់ទៅស្រាប់តែឃើញអាខ្មៅស្អាតមែនដល់ឃើញស្អាតមែនអញ្ចឹងស្រាប់តែស្ទុះចូលទៅសុំថ្នាំទឹកណែលោកឯងមានមកទេខ្ញុំសុំមកក្របដែរមកសម្លាញ់ខ្ញុំសុំមកក្របដែរមកនិយាយព្រោះណាសត្វតែសម្លាញ់ប៉ុន្តែតាមពិតចាប់គេយកទៅសម្លាប់ចោលសោះណាហើយអាខ្មៅធ្វើដូចមិនដឹងរឿងអីចឹងតែមានខ្ញុំយកមកចែកអ្នកទាំងអស់គ្នាហ្នឹងក៏ប៉ុន្តែថ្នាំខ្ញុំមានកំណត់ខ្ញុំចែកឲ្យតែណាមាននិស័យទេអញ្ចឹងមានន័យទៅឲ្យតែអាណាដែលធ្វើបាបគាត់អាណាតែឈ្នាននេះគាត់ទេមនុស្សធម្មតាគាត់អត់ឲ្យឲ្យសួរតែម៉េចបានដឹងមុខដោយសារទេវតាគេបើកកញ្ចក់ទឹកឲ្យឃើញអស់ហើយអាណាគេធ្វើបាបគាត់ខ្លះមន្ត្រីណាខ្លះរួមទាំងឪក្មេកឯងផងហើយដល់អញ្ចឹងគាត់ដឹងអស់ហើយអាណាខូចអាណាមិនខូចដល់អញ្ចឹងទៅគាត់ថាថ្នាំគាត់មានកម្រិតឲ្យតណាមាននិស័យអញ្ចឹងហុចឲ្យឪក្មេកមួយមកក្របមុនគេទៅបន្ទាប់មកហុចឲ្យមន្ត្រី1 2 1 2 1 2ម្នាក់ហ្នឹងប្រហែល2 300នាក់នោះគាត់អ្នកចំណែនគាត់ចែកឲ្យអស់អាលីងមកថងយាមយាយឲ្យពួកនេះហេតុតែចង់ស្អាតញោមឲ្យអត់មានចាំស្អែកទេគ្រាន់តែបានមកលេបក្អឿគ្រប់គ្នាស្រាប់ទៅវាក្តៅអស់សារពាង្គកាយញាក់ដៃញាក់មុខញាក់មាត់ទាញដៃទាញជជាទាញជើងទាញមាត់ទាញមុខដោះរោមកើតកតុយរត់ត្រេពេញនឹងទាំងអស់ហើយស្រាប់តែប្រជាជនទៅអីលោកឲ្យចុះក្រែងទៅឯងថាថ្នាំហ្នឹងលេបទៅរូបស្អាតហើយមិនបានលេបទៅកើតទៅជាស្វាទាំងអស់អញ្ចឹងថាណែអ្នកទាំងអស់គ្នាហេតុអីបានតែខ្ញុំមិនឲ្យអ្នកទាំងអស់គ្នាលេបដោយសារតែទេវតាគេឲ្យថ្នាំនឹងមកមិនមែនខ្ញុំដើររើសអីទេវតាគេឲ្យខ្ញុំមកដើម្បីបង្ហាញពីសេចក្តីអាក្រក់របស់បុគ្គលអាក្រក់អ្នកចំណែនអ្នកឈ្នាននេះអ្នកធ្វើបាបខ្ញុំអ្នកទាំងអស់ហ្នឹងជាអ្នកផ្សំគំនិតយកខ្ញុំទៅសម្លាប់ចោលនៅក្នុងព្រៃនោះក៏ប៉ុន្តែខ្ញុំវាអត់ស្លាប់ដោយអំណាចបុណ្យកុសលដែលខ្ញុំធ្លាប់ធ្វើកឋិនជាមួយនឹងរុក្ខទេវតាមួយយ៉ាងទៀតដោយអានិសង្ឃដែលខ្ញុំថែម៉ែថែឪបានទេវតាគេអាណិតគេមេត្តាគេថែរក្សាខ្ញុំដែរបើអញ្ចឹងទេអ្នកទាំងអស់ហ្នឹងសិតតែជាមនុស្សអាក្រក់ដែលឈ្នាននេះដែលធ្វើបាបខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នានេះណាដែលប្រព្រឹត្តសេចក្តីអាក្រក់ច្បាស់ជាទេវតាបរាមុខដូចអ្នកទាំងអស់ហ្នឹងអញ្ចឹងរាប់រយអ្នកកើតទៅជាស្វាលោតតេតតើតពេញនឹងទាំងអស់ស្រាប់តែមនុស្សនៅតែនឹងគេថាបើអញ្ចឹងទេកុំទុកវាឲ្យនៅក្នុងស្រុកភូមិយកវាទៅសម្លាប់ចោលអស់ទៅមនុស្សខ្លះគេថាកុំសម្លាប់វាអីទោះបីវាអាក្រក់ក៏ដោយក៏ប៉ុន្តែកុំឲ្យជាប់ពៀយកវាទៅបលែងចោលក្នុងព្រៃដាក់ទ្រង់យកទៅបលែងចោលក្នុងព្រៃអស់កុំទុកនៅក្នុងស្រុកភូមិយើងអាមនុស្សអាក្រក់អញ្ចឹងទុកនាំឲ្យវាក្តៅកាហាយបើអញ្ចឹងទេគេលើកដាក់ទ្រង់ប្រមោដាក់ទេដឹកយកទៅបលែងចោលនៅព្រៃហែមកពៀនទាំងអស់ឥឡូវហ្នឹងនៅតែជាស្វាអត់ទាន់មកជាមនុស្សវិញម្នាក់ទេអាត្មាទៅមកទៅជួបម្សិលមិញនៅជាស្វាទាំងអស់បើយើងប្រឹងចម្រើនសេចក្តីល្អគុណធម៌ក្នុងចិត្តទាំងអស់គ្នាជាឧបនិស្ស័យសម្រាប់នន់ខ្លួនយើងហ្នឹងឲ្យចត់តិបដិសន្ធិទៅកើតកន្លែងល្អទាំងអស់គ្នាហ្នឹង
ដើម្បីប្រាសចាទៅនៅអបាយភូមិមាននរកប្រែតអវជ័យទេរឆានអសុរកាយនឹងវាតលម្នាក់ហ្នឹងខំប្រឹងធ្វើបុណ្យសន្តានខំប្រឹងសន្សំសេចក្តីល្អសុខខាងយាវៈជារាសីឡើងតលម្នាក់ហ្នឹងខំប្រឹងរក្សាសេចក្តីល្អរក្សាសិក្ខាបទរក្សាសិលហ្នឹងតាំងតែពីក្មេងរហូតដល់ចាស់ទៅវានាំខ្លួនយើងបានសេចក្តីសុខតាំងពីបច្ចុប្បន្នសុខតាំងប្រាក់លោកខាងមុខសទ្ធាយតាសុខាសទ្ធាបតតិតាកាលណាយើងជឿកម្មជឿផលយើងប្រព្រឹត្តសេចក្តីល្អយើងប្រាសចាទៅនៅសេចក្តីអាក្រក់វានាំខ្លួនយើងបានសេចក្តីសុខតាំងពីក្មេងដល់ចាស់តាំងតែពីលោកហ្នឹងរហូតដល់លោកខាងមុខដូចគ្នាសុខខោបញ្ញាបដិលាភោយើងព្យាយាមក្នុងការស្ដាប់ពធព្យាយាមក្នុងការស្ដាប់ការអប់រំល្អទៅវាធ្វើយើងមានបញ្ញាដល់យើងមានចំណេះដឹងមានបញ្ញាក្នុងការគិតត្រេះរិះពិចារណាទៅវានាំខ្លួនយើងចម្រើនតាំងតែពីបច្ចុប្បន្ននឹងរហូតដល់ប្រាក់លោកខាងមុខដូចគ្នាវានាំយើងបានសេចក្តីសុខដូចគ្នាណាបើអញ្ចឹងយើងរក្សាសិលក៏ជាហេតុនាំឲ្យយើងបានសេចក្តីសុខក្នុងលោកទាំងពីរសុខខាងយាវៈជារាសីឡើងសុខាសទ្ធាបតិតាសុខខោបញ្ញាបដិលាភោបាណังអករណังសុខខាងយ៉ាងទៀតយើងអត់ធ្វើនៅសេចក្តីអាក្រក់ណាកាយយើងមិនប្រឡាក់ដោយសេចក្តីអាក្រក់វិជ័យយើងមិនប្រឡាក់ដោយសេចក្តីអាក្រក់ចិត្តយើងមិនប្រឡាក់ដោយសេចក្តីអាក្រក់យើងមិនធ្វើដោយសេចក្តីអាក្រក់ផ្សេងក៏ជាហេតុនាំយើងឲ្យដល់ព្រមនៅសេចក្តីសុខដូចគ្នាបើអញ្ចឹងព្យាយាមចម្រើនទៅនៅគុណធម៌ក្នុងចិត្តទាំងអស់គ្នាចម្រើនសេចក្តីល្អក្នុងខ្លួនឲ្យបានច្រើនជាឧបនិស្ស័យនាំយើងឲ្យបាននៅសេចក្តីសុខក្នុងលោកទាំងពីរទាំងអស់គ្នានេះខ្ញុំណាសូមអនុមោទនាសូមសុខសប្បាយទាំងអស់គ្នាសូមអរបើសិនជាមានតែទ្រព្យហើយយើងអត់មានចិត្តទលាយអត់មានចិត្តសន្តោសអត់មានមេត្តាចិត្តករុណាចិត្តរស់នៅអត់សុខទេខ្ញុំខ្វល់ព្រោះទ្រព្យនឹងចនិចដោយអាត្មាធ្លាប់បញ្ជាក់រឿងជាប់ជាពាក់នេះមិនមែនមានតែយើងទេសម័យព្រះដូចជាមច្ឆរិយកោសយសិទ្ធិអីទ្រព្យសម្បត្តិរបស់គាត់រាប់ឃ្លាំងប៉ុន្តែគាត់អត់ដែរចេះធ្វើបន់ឲ្យទានទេអបតកសិទ្ធិបើសិតតែសិទ្ធិទាំងអស់មច្ឆរិយកោសយសិទ្ធិក៏មានទ្រព្យច្រើនណាសិទ្ធិជាសិទ្ធិណាអបតកសិទ្ធិអនន្តសិទ្ធិឧកសិទ្ធិបើសិទ្ធិមហាសិទ្ធិប៉ុន្តែកំណាញ់អបតកសិទ្ធិផងដាក់តបាយក្តាំងម្ដុំឯងដាក់បាយក្តាំងថ្វាយព្រះម្ដុំថ្ងៃហ្នឹងកើតចិត្តអីគាត់យកបាយក្តាំងយកទៅដាក់ម្ដុំដល់ពេលព្រះពងឲ្យពរណាព្រះអង្គអត់បាត់កំបបាតឯនោះថ្ងៃចាំងមកផ្លេកអោនមើលអាបាយក្តាំងគាត់ដាក់ក្នុងបាតលោកណាហាត់មើលព្រោះអត់តន់ធំក្លិនប្អូនចង់លោកដៃយកពីបាតលោកមកវិញទៀតអាបាយក្តាំងមកដុំដាក់បាតលោហើយណាញោមកំណាញ់អបតកសិទ្ធិកំណាញ់ណាស់ហើយដូចអនន្តសិទ្ធិមច្ឆរិយកោសយសិទ្ធិអីទៅស្រាប់ធរលោកទេសមកវិញវាអត់សុខញោមបើមានទ្រព្យហើយយើងអត់ចេះប្រើប្រាស់ទ្រព្យហ្នឹងឲ្យត្រូវអត់សុខទេទៅស្រាប់ធរព្រះសម្មាសម្ពុទ្ធរៀងរាល់ថ្ងៃអញ្ចឹងប៉ុន្តែអត់ចេះធ្វើបន់ឲ្យទានអីទេយើងរាល់ថ្ងៃក៏មានអញ្ចឹងដែរលោកយាយខ្លះណាកាន់ស្រាក់ទៅវត្តចឹងសុំសិលអង្គេទៅវត្តជាមួយគេអីជាមួយគេចឹងប៉ិនបើអាចារ្យដាក់ក្បាលមេកោហើយយាយហើយកសាងវត្តខតាមសទ្ធាជ្រះថ្លាក្បែរក្បែរសនឹងរួចមួយសាទៅបងហើយអាចារ្យគេដាក់ក្បាលមេកោទៅហើយយាយហើយសង្កហភូមិខណាតាភូមិលិចផ្ទះយើងនេះក៏លិចវត្តយើងនេះវះ3 4 10ធ្នេនោះគាត់អត់មានកូនចៅអីទេសុំជួយគាត់តាមសទ្ធាជ្រះថ្លាមកព្រោះគ្នាគាត់3 4នាក់នឹងនិយាយពីនេះរឿងតង់ទីនឹងកតុយលេខខ្លះទៅរួចមួយសាទៀតទៅបងហ្នឹងណាកិច្ចចូលចិត្តធ្វើបន់ដែរប៉ុន្តែអត់ចូលចិត្តឲ្យទានទេជំនាន់ព្រះចឹងមច្ឆរិយកោសយសិទ្ធិដូចគ្នាចូលចិត្តស្ដាប់ធម៌ប៉ុន្តែមិនជ្រះថ្លាមិនធ្វើបន់ឲ្យទានមិនឲ្យទានទេជាទូទៅគឺគាត់អត់ចូលចិត្តលះទ្រព្យគាត់ទេនិយាយពីទៅស្ដាប់លោកទេត្រឡប់មកវិញឃើញកញ្ចាក់នំចាក់អំបែងហើយដល់ឃើញកញ្ចាក់នំចាក់អំបែងឃ្លានចង់ស្ទុះទៅសុំនំគេខ្លួនឯងជាសិទ្ធិបើទៅសុំគេក៏ដកខ្មាស់គេមិនសមឋានៈខ្លួនឯងអញ្ចឹងសុកចិត្តដើរលេបទឹកមាត់មកដល់ផ្ទះវិញប្រពន្ធក៏មិននិយាយរកកូនក៏មិននិយាយរកបាត់ទ្វារក្រាំងចាក់សោនៅក្នុងបន្ទប់អ្នកឯងកលុងភួយញាក់ដូចអ្នកគ្រុនចាញ់ហ្នឹងព្រោះឃ្លាននំប្រពន្ធនេះឆ្ងល់ល្ងាចហើយប្តីមកពីវត្តវិញខុសប្លែកពីសពមួយដងមកមិននិយាយមិនចេញមកហូបបាយអីកុសទ្វារចូលទៅក្នុងបន្ទប់ស្ទាបមើលជើងបងអីបងកើតអីបងមិនស្រួលខ្លួនអីបានជាមកកលុំភួយញាក់មើលបងប្រាប់អូនមើលបងមិនស្រួលខ្លួនរឿងអីបានមច្ឆរិយកោសយសិទ្ធិទៅទេអូនបងដូចមិនឈឺអីទេប៉ុន្តែបងដើរមកតាមផ្លូវឥឡូវអូនឯងចង់ដឹងបងបាត់ទ្វារទៅចាំបងប្រាប់ខ្លាចគេលឺទៀតបាត់ទ្វារណាបាត់ទ្វារទៅប្រាប់ថាបងកលុំភួយញាក់នេះមិនជាឈឺអីទេបងឃ្លាននំចាក់អំបែងនោះប៉ុន្តែអត់ហ៊ានប្រាប់អូនឯងខ្លាចអូនឯងកាន់ធ្វើម្សៅយើងនឹងធ្វើអង្គធ្វើអីរបស់យើងនឹងខ្លាចវាខាតទ្រព្យអីចេះបានប្រពន្ធថាបងទ្រព្យសម្បត្តិយើងរាប់ឃ្លាំងត្រឹមសម្បត្តិនំប៉ុណ្ណឹងកុំថាឡើយចាក់ហូបមកផ្ទះយើងក្រ
ហូបមកក្រុងសាវត្ថីនឹងទៀតមិនក្របឯនោះកើនៅលឺសូប្រពន្ធថាចឹងទេអញលែងឃ្លានអាអ្នកមកក្រុងហ្នឹងមានឃ្លានណាឃ្លានណាឯងបានប្រពន្ធតែទេបងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាទ្របយើងចាក់ឲ្យហូបមកក្រុងហ្នឹងទៀតមនុស្សរាប់លានអ្នកមិនក្របផងរឿងអីដែលយើងហូបសម្បត្តិនំប៉ុណ្ណឹងហូបមកគ្រួសាររឿងអីក្រមិនអីទេចាំខ្ញុំឲ្យអ្នកបំរើចាក់ម្សៅហូបមកគ្រួសារកូនចៅយើងហ្នឹងឯនោះលឺសូហូបមកគ្រួសារកូនចៅទៅទេអាអ្នកបំរើវាមិនឃ្លានណាឃ្លានណាឯងណាអញ្ចឹងប្រពន្ធថាឥឡូវចេះអ្នកបំរើកុំឲ្យទេចឹងចាក់ហូបតែកូនចៅគ្នាយើងប្តីពុនយើងកូនកុំឃ្លានឯងកុំឃ្លានឃ្លានឯងណាប្រពន្ធមិនឲ្យទៀតញោមមកកំណាញ់ក៏ប៉ុណ្ណឹងបានប្រពន្ធថាចេះឥឡូវចេះខ្ញុំកិនម្សៅចាក់ឲ្យតែបងឯងទេចាំមើលណាយើងមានទ្រព្យហើយយើងអត់ចេះប្រើទ្រព្យអត់សុខអីញោមចឹងបងកុំបារម្ភអីព្រោះរៀងជាប់មាត់ដោយសារអាត្មាបានថ្ងៃហ្នឹងបញ្ឈូនដែរញោមឈឺកំពង់កហ្នឹងបងគិតថាប្រហែលជាចង់ដូចដើមវិញណាឈឺមួយសាមុនធ្ងន់កំពង់កហ្នឹង2ខែជាងតថៃណានៅពេទ្យរហូតបងឥឡូវវាចង់ធ្វើទុកឡើងវិញតែចឹងបើរៀងជាប់មាត់និយាយអត់រដាស់បងអត់ដូចមុនចឹងបងឯងកំភៃចាំខ្ញុំចាក់កាន់ម្សៅធ្វើតម្រូវតែបងឯងម្នាក់ទេដល់កាន់ម្សៅហើយប្រសាទរបស់គាត់7ជាន់ព្រោះអានំនោះវាចាក់លឺញោមបងលឺចឹងអត់ហ៊ានចាក់អាជាន់ក្រោមទេនាំប្រពន្ធកាន់ចានកាន់ឆ្នាំងឡើងទៅអាជាន់ទី7អាជាន់លើគេបងឡើងទៅមួយជាន់បាត់ទ្វារមួយជាន់ឡើងមួយជាន់បាត់ទ្វារមួយជាន់ឡើងមួយជាន់បាត់ទ្វារមួយជាន់ទៅចាក់អាជាន់លើគេហើយដល់ចាក់ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រមាលមើលមកឃើញមាននិស័យដល់ពេលវេលាត្រូវប្រោសហើយមច្ឆរិយកោសយស្ថិអញ្ចឹងប្រើអក្សសាវៈផ្សេងធម្មតាមនុស្សខ្លះតតែប្រើរិទ្ធមនុស្សខ្លះប្រើដោយទស្សនៈបញ្យលទៅមានសទ្ធាទៅអ្នកខ្លះមិនអាចបញ្យលទៅមានសទ្ធាទេព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម៌ទេសនាសទ្ធីស្ដាប់រាប់ឆ្នាំមកហើយមិននឹងជ្រះថ្លាធ្វើបន់ឲ្យទានអីផងគាត់គ្រាន់តែចូលចិត្តស្ដាប់គ្រាន់តែចូលចិត្តទៅសុំសិលអញ្ចឹងផ្ដល់មេត្តាចិត្តប៉ុន្តែមិនចូលចិត្តឲ្យទានទេអញ្ចឹងมันអាចបញ្យលគាត់បានទៀតទេមានតែប្រើអក្សសាវៈណាដែលប្រកែកដោយរិទ្ធប្រើព្រះមហាមោគលានមកព្រះមហាមោគលានសម្ដែងបរិហាហោះវឹងមកឈរអាបង្អួចគាត់មាន5ទៅឈរបង្អួចទី1សទ្ធិគាត់កន្លែងឃើញទាញបង្អួចបាត់ក្រាំងមកទៅបង្អួចទី2ទាញបង្អួចទី2បាត់ទៀតទៅបង្អួចទី3ទាញបង្អួចទី3បាត់ទៀតទៅបង្អួចទី4មុននឹងបាត់ហ្នឹងថាទៀតអញមិនឲ្យនៅតែមកចំហមគ្រប់ទៅទាញបង្អួចទី4ហ្នឹងបាត់ទៀតទៅបង្អួចទី5គាត់ថាទាញដៃរបាត់ព្រះមហាមោគលានថាបើលោកសេដ្ឋីបាត់អាបង្អួចចុងក្រោយនេះទៀតយើងនឹងសម្ដែងបដិហាឲ្យឆេះប្រាសាទលោកសេដ្ឋីខ្ទេចមកទៅជាផេះហើយសេដ្ឋីដឹងព្រះមហាមោគលានខ្លាំងដោយរិទ្ធមិនធម្មតាទេញោមព្រះមហាមោគលានក្នុងកពីដីកាព្រះអង្គបញ្ជាក់ថាចង់ឲ្យភ្លៀងមកអាទិត្យជាប់គ្នាក៏បានដែរផែនដីទាំងមូលចាប់ដាក់នៅប្រហោះរបស់ព្រះអង្គមកខាងសត្វលោកចាប់ដាក់នៅប្រហោះរបស់ព្រះអង្គមកខាងអត់ឲ្យសត្វលោកនឹងរងគ្រោះដោយប្រការណាមួយទេអាចឲ្យភ្លៀងរាំងមកអាទិត្យជាប់គ្នាក៏បានភ្លៀងមកអាទិត្យជាប់គ្នាក៏បានអស្ចារ្យព្រះមហាមោគលានបើសំដែងអញ្ចឹងទៅហួសវិស័យពួកយើងគ្រប់គ្នាទាំងញោមតាអាត្មាពេលខ្លះអ្នកមិនទាន់យល់ធម៌ដែលយើងអត់ដែលបានមើលកពីដីកាយើងអត់ជឿទេសំបីតែអាត្មាមើលកពីដីកាហើយនឹងពេលខ្លះយើងជាបុថុជនណាយើងអត់ចង់ជឿពេលខ្លះវិស័យវាហួសវិស័យនៃយើងប៉ុន្តែនេះវិស័យព្រះអរិយបុគ្គលវិស័យរបស់ព្រះអរហន្តបើវាខុសពីយើងអញ្ចឹងព្រះអង្គថាអស្ចារ្យណាស់រិទ្ធព្រះមហាមោគលានសទ្ធិដឹងព្រះមហាមោគលានលោកបកែដោយរិទ្ធលោកខ្លាំងដោយរិទ្ធចឹងលឺសូទៅឆេះប្រាសាទភ័យដល់ភ័យមែនតែថាឈប់លោកម្ចាស់ឈប់កុំឲ្យឆេះប្រាសាទខ្ញុំម្ចាស់អីអត់អីទេចាំខ្ញុំម្ចាស់ប្រាប់ប្រពន្ធខ្ញុំម្ចាស់ចាក់នំប្រគេលោកម្ចាស់បន្តិចអាភ័យប៉ុណ្ណឹងតែឃើញបន្តិចទៀតញោមហ្នឹងហើយចាំខ្ញុំព្រះអង្គប្រាប់ប្រពន្ធខ្ញុំព្រះអង្គឲ្យចាក់នំប្រគេលោកម្ចាស់បន្តិចហើយគេទៅខ្សឹបប្រាប់ប្រពន្ធអូនណាអូនឯងមើលអានំហ្នឹងវារីកធម្មតាអាម្សៅហ្នឹងចាក់ទៅវារីកចឹងអូនឯងកុំដាក់ច្រើនណាអូនឯងមើលដាក់សភាចូលក្នុងកធន់ម្សៅហ្នឹងហើយលើកវាតម្រង់សភាចុះក្រោមគាត់ឲ្យតម្រង់សភាចុះចេះដើម្បីឲ្យវាស្រក់រហូតដល់សល់មកតំណក់ចុងក្រោយចាំលើកដាក់ខ្លាញ់គាត់ចង់បញ្ជាក់ថាអញ្ចឹងណាហ្នឹងហើយអញ្ចឹងដាក់សភាចូលទៅលើកមកបញ្ឈរអញ្ចឹងបញ្ឈរប្រពន្ធធ្វើតាមដាក់តែមកតំណក់បានណាអូនឯងតាលើសពីមកតំណក់អត់បានហើយព្រះមហាមោគលានខ្សឹបក៏លោកលឺដែរលោកដឹងលោកខ្លាំងដែររិទ្ធលោកដឹងទៅអាមកតំណក់ហ្នឹងគេឲ្យអញហ្នឹងអញ្ចឹងលោកសំដែងបដិហាញោមប្រពន្ធនេះធ្វើតាមដាក់សព្រាចូលហើយលើកបិស្រក់តក់ឲ្យចូលកធន់នឹងអស់មើលតនៅសល់មកតំណក់ចុងក្រោយលើកដាក់លើផ្ទះខ្លាញ់ស្រក់បក់មកតំណក់ប៉ុណ្ណឹងលោកសំដែងបរិហាឲ្យនំមកតំណក់នឹងរីកពេញមកផ្ទះហើយនោះកលេចទៅហីអូនអញឲ្យដាក់ម្សៅមកតំណក់មិនដាក់ធំហ៎អត់ឲ្យអាហ្នឹងអត់ឲ្យអាចាក់ឲ្យវិញលោកលឺសូតាអាចាក់ឲ្យគេឲ្យលោកសំដែងអានំនៃចាក់ឲ្យក្នុងច្រែងប្រហែលស្អិតជាប់គ្នាទាំងអស់ដំបងថាបេះឲ្យតែមួយចំណិតទេដល់ពេលស្អិតជាប់គ្នាទាញពីអ្នកប្រពន្ធទាញទៅទាញមកទាញទៅទាញមកទាញទៅទាញមកបាក់ញើងគេ
អញលេងឃ្លានមកឲ្យលោកអស់អញជប់ស៊ីជប់អីលេងឃ្លានលេងអីបងព្រះមហាមុខលៀនទៅទេលោកសេដ្ឋីយើងមកនេះមកតាមពាក្យព្រះសម្មាសម្ពុទ្ធទេឥឡូវតថាគតព្រះអង្គគង់ចាំនៅវត្តរួមទាំងអគ្គសាវក500អង្គទៀតនៅចាំនំលោកសេដ្ឋីនៅវត្តណោះចេតប៉ុនណាលោកសេដ្ឋីអញ្ជើញទៅវត្តទៅជួបព្រះរួមទាំងអគ្គសាវកទៀតគាត់នៅលឺសូរអញ្ចឹងចង់ធ្លាក់ខ្លើមទៀតអញដំបងថាមួយអង្គឥឡូវមាន500អង្គឯណាទៀតបងចាក់នំហើយយកនំមកឡៃនឹងទូលទៅវត្តនំគាត់តែមកបង្វិចតូចចុះប្រពន្ធធ្វើម្សៅមានច្រើនណាតម្រូវតែកាពះគាត់ម្នាក់គាត់ប៉ុន្តែនំមកបង្វិចប៉ុណ្ណឹងព្រះអង្គសម្ដែងបដិហាឲ្យនំនឹងលោក500អង្គរួមទាំងសត្វធាតុនៅក្នុងវត្តនឹងនាំគ្នាឆាន់ហើយសត្វធាតុក្នុងវត្តនឹងហូបមិនអស់ទៀតស៊ីមិនអស់ទៀតបានលោកសេដ្ឋីកើតចិត្តជ្រះថ្លាតអស់ចានណាស់សមណៈគោតមនេះមិនធម្មតាទេសាសនារបស់សមណៈគោតមមិនធម្មតាទេបានព្រះអង្គសម្ដែងប្រុសសេដ្ឋីពេលហ្នឹងព្រះអង្គមានឱកាសព្រះអង្គចាប់ផ្ដើមសម្ដែងប្រុសមនាលលោកសេដ្ឋីសពថ្ងៃលោកសេដ្ឋីមានទ្រព្យច្រើនទេថាមានព្រះអង្គទ្រព្យសម្បត្តិរបស់ខ្ញុំព្រះអង្គគាត់រៀបរាប់នៅនេះឃ្លាំងនៅនេះរៀបរាប់ឃ្លាំងទី1នេះមានប៉ុណ្ណេះឃ្លាំងទី2មានប៉ុណ្ណេះប៉ុណ្ណោះក៏រៀបរាប់ចាំទាំងអស់ខ្ញុំឃ្លាំងមានឃ្លាំងទី1មានប្រមាណតលឹងប្រមាណពាន់ម៉ឺនតលឹងគាត់ចាំទាំងអស់ព្រះសម្មាសម្ពុទ្ធសួរទៀតនៃលោកសេដ្ឋីទ្រព្យច្រើនប៉ុណ្ណឹងតើលោកសេដ្ឋីបានសេចក្តីសុខផ្លូវចិត្តទេសពថ្ងៃហីព្រះអង្គគាត់ភ្ញាក់ណាគាត់ថាហីព្រះអង្គខ្ញុំព្រះអង្គបើនិយាយពីសេចក្តីសុខផ្លូវចិត្តទោះបីជាមានទ្រព្យតែសេចក្តីសុខផ្លូវចិត្តរបស់ខ្ញុំព្រះអង្គដូចមិនសូវសុខទេបានព្រះសួរទៀតមនីលោកសេដ្ឋីហេតុអីបានជាមិនសូវសុខព្រះអង្គហើយខ្ញុំព្រះអង្គមួយថ្ងៃខ្វល់នឹងទ្រព្យនឹងបានអីសុខដេកមិនលុបនៅមិនសុខខ្លាចចោលឆក់ខ្លាចចោលប្លន់ឆាច់ភើងឆេះផ្ទះខ្លាចបាត់ទ្រព្យខ្វល់ជាមួយទ្រព្យនឹងខ្វល់ណាមួយខ្វល់ចេះខ្វល់ចុកខ្លាចខ្ញុំព្រះអង្គស្លាប់ទៅទាំងដែលមិនទាន់ចាស់ប្រពន្ធខ្ញុំព្រះអង្គយកប្តីក្មេងមកប្តីក្មេងសោយសុខលើទ្រព្យរបស់ខ្ញុំព្រះអង្គចេះមួយចុះពីណាគាត់ដេកខ្វល់នឹងទ្រព្យរបស់គាត់បានព្រះសម្មាសម្ពុទ្ធធម្មនាលោកសេដ្ឋីត្រង់នឹងហើយដែលតថាគតលះបង់ចោល7ត្រង់នឹងហើយដែលតថាគតលះបង់ចោលបៃតាត្រង់នឹងហើយដែលតថាគតលះបង់ចោលរីសម្បត្តិត្រង់នឹងហើយដែលតថាគតលះបង់ចោលរាហុលត្រង់នឹងហើយដែលតថាគតលះបង់ចោលជាស្រេចចាក់នៅតែ7ថ្ងៃទៀតតថាគតនឹងខ្លាយទៅជាស្រេចចាក់តែតថាគតលះបង់ចោលដោយសារអីដោយសារឆន្ទរាគៈស្រឡាញ់ពេញចិត្តជាប់ជំពាក់ជាមួយរូបសម្លេងក្លិនរសផោតថាពៈជាប់ច្បាក់ជាមួយលោកកថាមានលៀបអត់លៀបមានយុះអត់យុះសុខសរសើរនិន្ទានឹងរសេចក្តីសុខស្ងប់អត់ឃើញមនាលោកសេដ្ឋីបើលោកសេដ្ឋីមានទ្រព្យរាងកាយរបស់លោកសេដ្ឋីកាន់តែចាស់ទ្រុឌទ្រោមទៅឧបមាប្រៀបហាក់បីដូចជាផ្ទះរបស់លោកសេដ្ឋីទៀបតែនឹងភ្លើងឆេះតែបើលោកសេដ្ឋីមានបញ្ញាអាចជញ្ជូនដឹងមុនថាភ្លើងនឹងយ៉ាងឆេះផ្ទះរបស់លោកសេដ្ឋីមានបញ្ញាអាចជញ្ជូនទ្រព្យដែលមានតម្លៃចេញពីផ្ទះនោះមុនភ្លើងឆេះលោកសេដ្ឋីនឹងមានប្រយោជន៍អាចប្រើទ្រព្យនឹងបន្តទៀតបានព្រះអង្គបញ្ជាក់ចង់មានន័យថារាងកាយរបស់លោកសេដ្ឋីកាន់តែចាស់ទ្រុឌទ្រោមទៅហើយឧបមាដូចជាផ្ទះវាចិត្តតែនឹងឆេះទៅហើយដូច្នេះបើលោកសេដ្ឋីបានជញ្ជូនទ្រព្យយកទៅធ្វើបុណ្យឲ្យទានកប់ទុកក្នុងបឋរណីសម្រាប់បំពេញសេចក្តីល្អនៅពេលនេះសម្រាប់ជាប្រយោជន៍ជាពូជសម្រាប់លោកសេដ្ឋីចាយនៅពេលដែលលោកសេដ្ឋីផុតរលត់អាយុជីវិតទៅមុខទៀតលោកសេដ្ឋីមានពូជបុណ្យសម្រាប់ប្រើបន្តចង់មានន័យថាអញ្ចឹងបានព្រះអង្គសម្ដែងរឿងហ្នឹងអតិតស្មង្ឃអគារស្មង្ឃយ៉ាងវិហរតិភិជានាងតាំងតស្សហន្តិអដ្ឋាយៈនោជាយ៉ាងតដ្ឋតិយហតិអេវមេតតកោលោកកោជរិយៈបរណេអ្នកចនហរេទេវទានអ្នកហន្តិសនិបតាំងស្រាប់បានទេយាយព្រះអង្គសម្ដែងតែអញ្ចឹងព្រះអង្គសម្ដែងតែមនាលលោកសេដ្ឋីបើលោកសេដ្ឋីមានបញ្ញាដូចជាបុគ្គលដែលគេដឹងមុនអញ្ចឹងគេដឹងតែផ្ទះហ្នឹងរៀបតែនឹងឆេះហើយអញ្ចឹងគេជញ្ជូនទ្រព្យនឹងចេញទៅហើយយ៉ាងណាមិញរាងកាយរបស់លោកសេដ្ឋីទ្រុឌទ្រោមហើយចាស់ក្រំគ្រាហើយឧបមាដូចជាផ្ទះនឹងវាពុកផុយវារៀបតែនឹងរលំហើយអញ្ចឹងលោកសេដ្ឋីខំប្រឹងជញ្ជូនទ្រព្យសម្រាប់សន្សំផ្ទះថ្មីបន្តទៀតមានន័យថាជាតិនេះលោកសេដ្ឋីរៀបនឹងផុតរលត់អាយុសង្ខារហើយលោកសេដ្ឋីខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីទៅជាតិមុខទៀតលោកសេដ្ឋីមានពូជបុណ្យប្រើបន្តទៀតតើណា ថ្ងៃហ្នឹងចឹងយើងដឹងខ្លួនយើងខំប្រឹងសន្សំសេចក្តីល្អហើយជំនាន់ព្រះញោមនិយាយពីសិទ្ធិអ្នកមានទ្រព្យមិនមែនកំណាញ់ទៅយើងជំនាន់នេះទេមកតសើញាតិញោមអ្នកមានទ្រព្យដូចញោមទាវអីណាសម័យនេះកំរណាស់ញោមអ្នកមានទ្រព្យដូចញោមភាកច្រើនគេគិតតែសប្បាយកាយរីករាយញោមធ្លាប់នៅទីក្រុងដឹងស្រាប់ហើយអ្នកមានទ្រព្យភាកច្រើនមិននិយាយទាំងអស់ទេភាកច្រើនមិនសូវរវល់រឿងបន់បាបគុណទោសល្អអាក្រក់ទេគឺសប្បាយមួយថ្ងៃសប្បាយកាលពីក្មេងរវល់រឿងរៀនវ័យកដាលរវល់សបាយរឿងប្រពន្ធរឿងកូនរឿងរស៊ីដល់វ័យចាស់គេថាគិតរឿងបន់អីដៃគុណ
bỏ trọp cả na sol cháo sờ bài ở đáy chỉ vật trong cõi bỏ nấu club ba bia bón này dụ chặt sập bay sập ấy nấu tại club ba bia bón đò pe chặt đào mè như ruồi ấp score vọt tiệt ấp score bon tiệt đời xa ca để quạt nấu miên cầm láng quạt ấp bật đo côn quạt ở score vọt score bon score cả sáu đò pe quạt chặt trộn trộm tấu nà sầm mèn nấu cả té mèn côn cái môn lốc mà sâu thoi quạt sạp vậy nèพวกគាត់អត់បាក់បដោះអាទម្លាប់ល្អនឹងឲ្យកូនដល់ពេលគាត់ចាស់ត្រុតត្រោមមែនតែនកូននឹងអត់មានទៅនិមន្តលោកមកសូត្រធម៌ឲ្យស្ដាប់ដោយគ្រួសារញាតិញោមអ្នកធ្វើបន់ឲ្យទៀនពេលយើងចាស់ទៅដឹងតែកូនគេនិមន្តធម៌លោកសូត្រធម៌ចម្រើនព្រះបរិត្តសូត្រកវតាសូត្រអីឲ្យស្ដាប់មានសំណាងពីក្មេងឡើងចេះធ្វើបន់ដល់ចាស់មែនតែនកូនគេនិមន្តលោកឲ្យសូត្រធម៌ឲ្យស្ដាប់ទៀតដល់គ្រួសារដែលមិនស្គាល់បន់មិនស្គាល់វត្តមិនស្គាល់ចាស់ព្រឹទ្ធាចារ្យមិនស្គាល់សេចក្តីល្អអាពីក្មេងអត់បានធ្វើបន់ដល់ចាស់ចិត្តដៃខ្យល់សម្រាប់នៅនឹងកតេលអត់មានសំណាងបានស្ដាប់ធម៌ទៀតកូនគេអញ្ជើញណាអញ្ជើញយាយវត្តកោះពី3នាក់ទៅអង្គុយទាំងហែគ្នានៅក្បែរនឹងចាំមើលឲ្យដល់ថ្ងៃពេលណាប្រាប់គេពេលហ្នឹងថ្ងៃវិចេបងមិនសំណាងដូចញាតិញោមពុទ្ធបរិស័ទទេណាអញ្ចឹងយើងខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អចម្រើនសេចក្តីល្អគ្រប់គ្នាណាគ្រប់គណៈចិត្តណាជាឧបនិស្ស័យរបស់យើងព្រោះពូជមនុស្សនេះមិនងាយទេម៉ាច្រើនលើកជាឧទាហរណ៍ថាបន្តិចទៀតចាំចុងក្រោយបញ្ជាក់រឿងកថាញាតិញោមចប់តែម្ដងបងចាំបោកសរុបរឿងកិច្ចកថាចុងក្រោយកន្លះម៉ោងណាបងមកនិយាយដើម្បីបានខ្សែអាចសម្រាប់ចាក់វត្ថុយើងនិយាយផ្លែកោធររាល់ថ្ងៃទៅយើងបានចាក់វត្ថុកើតបើយើងនិយាយតែរឿងកថារាល់ថ្ងៃទៅមិនដឹងថាចាក់មិនទៅឲ្យជន់គ្នាអញ្ចឹងចាំបញ្ជាក់សរុបរឿងអានិសង្ឃកថាញាតិញោមចុងក្រោយតិចចប់ធម៌ទេសនាតែម្ដងបងយើងបានកំណើតជាមនុស្សនេះបើមិនងាយទេកម្រនឹងបានកើតជាមនុស្សណាស់មកប្រៀបធៀបឧទាហរណ៍ថាកំណើតជាមនុស្សលំបាកដូចញោមសង់ផ្ទះអញ្ចឹងពូជមនុស្សហ្នឹងណាដូចញោមទាវសង់ផ្ទះនេះតើយើងសង់រយៈពេលប្រហែលជាង1ឆ្នាំឃើញទេផ្ទះយើងធ្វើជាង1ឆ្នាំតែបើរុះវិញហូរប្រហែលអត់ដល់មួយខែទេញោមណាយកឲ្យគេរុះតែមួយថ្ងៃខ្ទេចអ្វីដែលអាត្មាចង់បញ្ជាក់ចង់មានន័យថាម៉េចចង់មានន័យថាពូជមនុស្សដែលយើងសន្សំដើម្បីបានពូជមនុស្សនេះវាយូរនឹងកម្រដូចញោមសង់ផ្ទះអញ្ចឹងតែបានមកមនុស្សហើយបើយើងផ្លាត់សតិតែមួយផ្លែតប្រព្រឹត្តអបាយមុខបាបបញ្ចវេរាយើងផ្លាត់សតិធ្លាក់ទៅនរកប្រែតអវិជ័យតិរិឆានអសុរកាយលឿនណាស់ហើយទៅនឹងអត់ងាយបានមកវិញទេណាកម្រក្រក្រៃណាស់នឹងងាយបានមកវិញណាដូចផ្ទះដែលយើងរស់ហើយយើងចង់សង់ថ្មីទៀតក៏មិនងាយនឹងបានផ្ទះថ្មីទៀតដែរយូរតម្រាំតែបានកើតជាផ្ទះថ្មីយើងសង់ផ្ទះប្រើពេលវេលាយូរយ៉ាងណាមិញយើងសន្សំពូជដើម្បីបានមកមនុស្សដូចញោមជំទាវមានធនធានទ្រព្យសម្បត្តិយកសក្តិទូនាទីមានកូនប្រកបដោយធម៌មានស្វាមីប្រកបដោយធម៌មានញាតិប្រកបដោយធម៌ញោមជាជនសប្បុរសចេះធ្វើបុណ្យសន្សំគុណតម្លៃនៃសេចក្តីល្អធ្វើបុណ្យឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាល្អប្រពៃអញ្ចឹងណាមានន័យថាយើងតម្រាំបានមកល្អអញ្ចឹងយើងសន្សំគុណតម្លៃនៃសេចក្តីល្អពីអតីតមករួមសំគ្នាហើយយើងអត់បដិសេធចោលបានទេញោមបុណ្យកុសលនេះបើយើងខ្វះបុណ្យទោះបីជាយើងប្រឹងរកយ៉ាងម៉េចក៏អត់ចម្រើនដែរប្រឹងរកយ៉ាងម៉េចក៏អត់ចម្រើនដែរញោមមើលណាអ្នកខ្លះគេថាអ្នកខ្លះប្រឹងដែរបើប្រឹងអត់បញ្ញាចុះអ្នកខ្លះគេរៀនចប់ដុកទ័ររៀនចប់បណ្ឌិតអនុបណ្ឌិតចេញមករកស៊ីមិនមែនគេអត់ចំណេះដឹងទេប៉ុន្តែរកស៊ីមិនឡើងខ្ចីលុយក្រុមហ៊ុនមកយកមកបើកអីក៏ខាតយកមកបើកអីដាក់អីក៏មិនចម្រើនរកស៊ីអីក៏មិនចំណេញព្រោះដោយសារអីខ្វះឧបនិស្ស័យរួមផ្សំគ្នាព្រោះយើងអត់អាចបដិសេធបានទេអ្នកខ្លះគ្មានរៀនសូត្រអីចេះដឹងចំណេះជ្រៅជ្រះទេគ្មានសញ្ញាបត្រទេប៉ុន្តែរកស៊ីដាក់អីក៏ឡើងដាក់អីក៏ឡើងដាក់អីក៏ដុកព្រោះរីកចម្រើនដាក់អីក៏រីកចម្រើនដាក់អីក៏ប្រសើរហើយអ្នកដតីគេចេះជ្រួយជ្រុំជ្រែងឧបត្ថម្ភគាំពៀគ្រប់សពបែបយ៉ាងមករីកចម្រើនដុសដាលទៅតែម្ដងឧបនិស្ស័យរបស់គេណាអញ្ចឹងយើងអត់អាចបដិសេធទេបុណ្យកុសលនេះយ៉ាងណាមិញញោមជំទាវបានខ្ពង់ខ្ពស់ឧត្តមប្រសើរមានកូនប្រកបដោយធម៌ក៏ដោយសារឧបនិស្ស័យនិងដោយសារបច្ចុប្បន្នភាពយើងប្រឹងរួមផ្សំជាមួយនឹងអតីតរបស់យើងបច្ចុប្បន្នរួមផ្សំជាមួយនឹងអតីតណាពូជបុណ្យកុសលដែលយើងសន្សំមកពីអតីតរួមផ្សំជាមួយបច្ចុប្បន្ននេះផងបានជាយើងបានខ្ពង់ខ្ពស់ឧត្តមប្រសើរយើងដាក់ឲ្យចេះតែដោះរីកដោះដាលឡើងអញ្ចឹងយើងប្រឹងសន្សំពូជគឺសេចក្តីល្អនឹងបន្តទៀតដើម្បីកុំឲ្យអស់គុណតម្លៃនៃសេចក្តីល្អនេះសម្រាប់យើងប្រើទៅមុខបន្តទៀតទៅមុខបន្តទៀតណាហើយយើងមានទ្រព្យយើងប្រើទ្រព្យឲ្យត្រូវអញ្ចឹងណាញោមក៏ទៅបានសេចក្តីសុខរបៀបប្រើទ្រព្យដែលត្រូវដឹងប្រើប្រមាណយ៉ាងប្រើត្រូវព្រះលោកឲ្យប្រើប្រមាណយ៉ាងដឹងហើយញោមប្រើទ្រព្យត្រូវមានប្រមាណយ៉ាងហើយមាន4ណាមាន4មានអីខ្លះទី1ដោះបំណុលចាស់ទី2បលបំណុលថ្មីទី3កប់ទុកក្នុងពធរណីទី4បោះចូលក្នុងជ្រោះជ្រៅទី1បលបំណុលចាស់បានដល់អីណែដូចបងស្រីកូនរបស់ញោមស្រីអញ្ចឹង
បលបំណុលចាស់ឥឡូវបងស្រីបងមទាវមានទ្រព្យសម្បត្តិច្រើនប៉ុន្តែម្ដាយមានច្រាក់ស្រាប់មិនពិបាកទេប៉ុន្តែឧទាហរណ៍ថាយើងមានដែរចឹងយើងបលបំណុលចាស់ហ្នឹងគឺយើងយកទ្រព្យរបស់យើងហ្នឹងទៅចិញ្ចឹមម្ដាយថែរក្សាម្ដាយយកចិត្តទុកដាក់ជាមួយម្ដាយណាគាំពៀម្ដាយត្រូវការអីជូនតម្រូវតាមតម្រូវការដែលគាត់ចង់បានណាហ្នឹងគេហៅថាបលបំណុលចាស់គឺចិញ្ចឹមម្ដាយឪពុកយកទ្រព្យរបស់យើងដែលមានហ្នឹងទៅបលបំណុលចាស់គឺចិញ្ចឹមម្ដាយឪពុករបស់យើងដល់បលបំណុលថ្មីដោះបំណុលថ្មីប្រើទ្រព្យទី2ដោះបំណុលថ្មីគឺចិញ្ចឹមបុត្រភរិយារបស់យើងនេះកុំឲ្យកំណាញ់ដល់កូនប្រពន្ធខ្លួនឯងបលបំណុលថ្មីគឺចិញ្ចឹមបុត្រភរិយាយកទ្រព្យមកចិញ្ចឹមបុត្រភរិយារបស់យើងបោះចូលក្នុងជ្រោះជ្រៅគឺកាពះនេះជ្រោះហ្នឹងជ្រៅហ៎យាយដូចដាក់អត់ដែលចេះគ្រប់ទេប៉ាន់មិនធំទេប៉ាន់ដូចមិនគ្រប់មែនទេញោមអ្នកខ្លះដាក់70ឆ្នាំមកហើយប៉ាន់នៅរដាក់អ្នកខ្លះ80ឆ្នាំនៅរដាក់ក៏មិនដឹងទៅឯណាណាបាទអាត្មាអាសាបញ្ជាក់ថាអាហារផ្លូវកាយនិយាយលេងសើចជាមួយយាយណាថាញោមប្រឹងបំពន់អាហារផ្លូវកាយនេះបំពន់ដល់ពេលណាទៀតបើលើយាយខ្លះបំពន់តាំងពីស្បែកអាលងឡើងស្បែកជ្រួញអស់ហើយបំពន់តាំងពីសក់ខ្មៅក្រឹបឥឡូវប្រក់ប៉ាំងអាស័យអស់ហើយបំពន់តាំងពីភ្នែកសវាភ្លឺឥឡូវឡើងសវាំងបំពន់តាំងពីតិចនៅលើឥឡូវស្ដាប់លែងលើបំពន់តាំងពីផ្លូវជាតិលេខ32អញញឹមឆាច់ទៅសស្ងាច់ឥឡូវអញញឹមឆាច់ទៅខ្លោងទ្វាបនសល់2ឥឡូវយើងបំពន់ដល់ណាទៀតហាយាយប្រឹងមួយថ្ងៃប្រឹងតែអាហារផ្លូវកាយហ្នឹងបើចង់សម្លកកោមកពេលផងអ្នកស្រុកស្រែត្រូវគិតតាំងពីល្ងាចឲ្យវាអញស្អែកចង់ស៊ីសម្លកកោមើលឯងគិតមើលអាផ្ទះណាមានក្តាប់ខ្នោផ្ទះណាមានក្តាប់ជែកហើយផ្ទះណាកន្លែងណាព្រៃណាមានស្លឹកបាសកន្លែងណាមានទ្របមញងបងអូនណែទ្របមញងបើផ្ទះមួយគឺនោះមានទ្របមញងហ្នឹងហើយក្តាប់ខ្នុរយើងភូមិឲ្យកើតនោះចាំតែសុំគេមួយមកភូមិកើតនោះហើយផ្លែចេកឲ្យមើលក្រោយផ្ទះដូចមានមួយស្ទងដែរផ្លែចេកយើងផ្សំមកហើយណាផ្សំពីល្ងាចគិតគ្នាហើយស្អែកឡើងបើផ្សំពុំមែនដូចអ្នកផ្សារណាឥឡូវវាទំនើបតិចបើថាចង់កកោគេផ្សំឲ្យស្រាប់ប៉ិនអ្នកស្រែពីមុនអញ្ចឹងហ្នឹងហើយគ្រួសារអាត្មាហ្នឹងជាឧទាហរណ៍បាននិយាយកើតហ្នឹងចង់សម្លកកោទៅដើរផ្សំសុំគេបន្លែសុំពីផ្ទះនេះខ្លះពីផ្ទះនោះខ្លះដើម្បីបានកកោវាច្រើនមុខផ្សារបន្លែផ្សំគ្នាតែមកបានគ្រប់មុខដើរសុំគេគ្រប់ផ្ទះហ្នឹងយើងសុំគ្នាហៅគេសុំយើងសុំគេជួនកាលយើងមានជីគេអត់ជីមកសុំយើងអត់ជីក្រៃយើងទៅសុំគេអ្នកជីក្រៃទៅផ្លាស់ប្ដូរគ្នាសុំគ្នាហៅចំណន់នោះណាអញ្ចឹងដើម្បីបំពន់អាហារផ្លូវកាយនោះគ្រាន់តែគិតមកហូបមួយឆ្នាំមួយពេលនឹងរាប់ម៉ោងតែមកបានមួយពេលដើម្បីបំពន់អាហារផ្លូវកាយហើយបំពន់តាំងពីថ្មិញនៅពេញមាត់ឥឡូវអស់ថ្មិញអាលីងហើយគិតបំពន់ដល់ណាទៀតហើយយាយតាំងពីស្បែកអាលងដូចបងនៅមុខនេះឥឡូវឡើងស្បែកយកលេពីអាមេរិកកាំងលៀបលែងឡើងហើយយើងបំពន់ដល់ណាទៀតអ្វីដែលយើងប្រឹងបំពន់បន្តយើងបំពន់ចុះអាហារផ្លូវកាយនោះបើយើងមិនដាក់ឲ្យវាយើងអត់អាចញ៉ាំងជីវតិនព្រីប្រព្រឹត្តព្រមចរិយធម៌បានទេប៉ុន្តែអ្វីដែលពិសេសយើងត្រូវបំពន់អាហារផ្លូវចិត្តយើងនេះផងកុំឲ្យបំពន់តែអាហារផ្លូវកាយហើយអាហារផ្លូវចិត្តយើងនេះយើងអត់បានបំពន់មានន័យថាម៉េចមានន័យថាយើងប្រឹងអាហារផ្លូវកាយតែធ្វើម៉េចកុំឲ្យលោភៈទោសៈមោហៈក្នុងចិត្តយើងនេះកុំឲ្យវាកើនប្រឹងអប់រំផ្លូវចិត្តយើងនេះឲ្យកើតជាកុសលកុំឲ្យអកុសលនោះវាចម្រើនតាមផ្លូវចិត្តកុំឲ្យលោភៈមោហៈទោសៈនោះវាចម្រើនតាមផ្លូវចិត្តយើងនេះណាអញ្ចឹងយើងប្រឹងចម្រើនគុណធម៌ផ្លូវចិត្តរបស់យើងឲ្យបានច្រើនចម្រើនគុណធម៌តាមរយៈផ្លូវកាយវាចាចិត្តរបស់យើងនេះឲ្យបានច្រើនកុំបំពន់អាហារតែផ្លូវកាយហើយយកកាយនឹងទៅប្រព្រឹត្តបាបបញ្ចវិរិយផ្សេងណាយើងបំពន់អាហារផ្លូវកាយហើយត្រូវបំពន់អាហារផ្លូវចិត្តផងមានគុណធម៌សីលធម៌សុជីវធម៌ចរិយាធម៌កុសលធម៌ក្នុងសន្តានទឹកចិត្តរបស់យើងផងណាហើយកុំកំណាញ់ញោមអាត្មាអាសាបញ្ជាក់ថាចង់អីឥឡូវហ្នឹងដាក់ឲ្យទៅចង់អីដាក់ឲ្យទៅញោមទាវចង់បានប្រមាណនាទីទៀតមើលចង់បានប្រមាណនាទីទៀតវាវែងពេកណែញោមចង់ស្ដាប់ច្រើនឥឡូវ40នាទីឥឡូវ20នាទីទៀតចុះ1ម៉ោងប្រទេសគ្រប់1ម៉ោងបានចង់អីដាក់ឲ្យទៅញោមទៅមុខទៀតអត់មានបានដូចឥឡូវហ្នឹងទេយាយខ្លះខំប្រឹងសំលុយកាក់ប្រាក់កាសលោកតកូនលោកកឆែតមកអត់ហ៊ានដាក់ក៏កាពះខ្លួនឯងសុកចិត្តខ្ចប់លុយ1500ជាយពុតដើរមកផ្ទះវិញណាញោមឃើញនំក្រកគេសុកចិត្តដើរលេបទាំងមាត់ហើយយកទៅឯណាញោមសន្សំទៅឯណាចង់អីដាក់ហ្នឹងទៅញោមទៅមុខទៀតអត់មាននំក្រកមានបាញ់ឆែវអីដល់ឥឡូវហ្នឹងទេលោកយាយខ្លះតែលោកគ្រូកុំប្របាកកណានសំឲ្យតែបានកវលពីរខាងហ្នឹងទៅដល់ពេលដាក់ខ្យល់ទៅឲ្យកូនគេដាក់អាពីរខាងហ្នឹងទៅយកទៅទិញនំក្រកចេកជៀនអីតាមផ្លូវហីដឹងគេលុកចេកជៀនទៀតណាញោមនៅឯនោះអត់ទេអត់មានលុកអីទេព្រះលោកសំដែងតកោរខេដ្ឋនវិជ្ជតិគោរកម្មគឺការរសាគោអត់មានទេព្រះសំដែងអញ្ចឹងវណ្ណជាតាតិស័យណាថេពេលអនិច្ចកម្មគឺការជួញដែលជាហេតុបានសម្បត្តិដូចនេះដូចនោះដូចយើងឥឡូវនេះជួញបានសម្បត្តិចឹងអត់មានទេហេរញ្ញេនកយាកយ៉ាងព្រះអង្គសម្ដែងទៅហើយអត់មានការលុកទិញផ្លាស់ដូរដោយប្រាក់ទៀតឃើញទេក្នុងតរោកតសោតព្រះអង្គសម្ដែងច្បាស់ចឹងផុតពីហ្នឹងទៅមុខអត់មានកន្លែងទិញអត់មានកន្លែងលក់ទេ
ទៅកន្លែងឋានផ្សេងទៀតអត់មានកន្លែងទិញលុកអីដូចយើងទេចឹងឥឡូវនឹងចង់អីដាក់ទៅណាយាយហ្នឹងហើយចង់អីហូបហ្នឹងឲ្យហើយទៅដូចយើងមានទ្រព្យដូចញោមទាវអីមិនទេប៉ុន្តែមិនបាច់បញ្ជាក់ទេញោមទាវមើលតែសាច់ទៅដឹងណាណាហ្នឹងហើយណាអត់ពិបាកទេប៉ុន្តែចង់និយាយថាអ្នកខ្លះចឹងញោមកំណាញ់មកចាស់បុរាណមកឃើញគាត់សុកចិត្តអត់មាត់គាត់សំលុយកាក់ប្រាក់កាសដំកវលដំខ្សែកឲ្យយកទៅណាញោមហើយបើនិយាយពីកំណាញ់មកលើករឿងកតិលោកមួយញោមចាណាមួយម៉ាត់ទៀតចុះមានសិទ្ធិម្នាក់គាត់មានទ្រព្យច្រើនហើយគាត់នៅពីអ្នកកូនប្រុសពោះម៉ាយអត់មានប្រពន្ធទេញោមនៅពីអ្នកកូនប្រុសហ្នឹងមានឪពុកធម៌មួយទៀតរាប់អានឪពុកធម៌មួយណាហើយកំណាញ់ណាសេដ្ឋីនឹងឲ្យតែគាត់ចេញដើរទៅទាលុយឯណាគាត់ប្រាំកូនគាត់ថាបើមានអ្នកសុំទានអីមកហាមដាច់ខាតគឺអត់ឲ្យដាក់ឲ្យទេហាមឲ្យទានហាមយកទ្រព្យសម្បត្តិទៅចែកឲ្យអ្នកទាំងអស់នោះបើអត់ឲ្យទេហើយគាត់ផ្ដាំណាកូនឯងកុំរៀនហូបឆ្ងាញ់ពេកស្រាយទ្រព្យកុំរៀនហូបឆ្ងាញ់ពេកមើលតាមឪពុកនេះឪពុកទំមមានដល់ថ្ងៃប៉ុណ្ណឹងក៏ដោយសារតែឪពុកដែរខំប្រឹងផ្ដាច់ពីមាត់បង្រត់ពីកហើយប្រពន្ធឈឺស្លាប់ហ្នឹងដោយសារអីដោយសារអត់យកប្រពន្ធទៅពេទ្យទេសុកចិត្តទៅផ្សំថ្នាំខ្លួនឯងតដើរសួរគេមើលគ្រូខ្មែរជំនាន់នោះមានតែគ្រូខ្មែរទេអត់ហ៊ានហៅគ្រូនឹងឲ្យមកមើលទេសុកចិត្តធ្វើឆគេសួរតាឈឺក្បាលហ្នឹងគេដាក់ថ្នាំអីខ្លះណោះបានដើរមកផ្សំខ្លួនឯងខ្លាចគ្រូមកដាក់ឲ្យគ្រូមើលទៅអស់ទ្រព្យខ្លួនឯងណាប្រពន្ធស្លាប់ចោលទៅនៅពីអ្នកកូនប្រុសរឿងកតិលោកណាគេឲ្យយើងពិចារណាដល់ពេលថ្ងៃមួយឪពុកធន់នឹងមកលេងឪពុកបង្កើតរបស់ខ្លួននេះចេញទៅទាបំណុលគេបាត់ដល់ចេញទៅទាបំណុលគេនៅតែកូនប្រុសហ្នឹងនៅផ្ទះហើយឪពុកធន់នឹងមកលេងអាកូនប្រុសនេះវាមិនដឹងបានអីទទួលឪពុកធន់ព្រោះរាល់ថ្ងៃខ្លួនឯងស៊ីតែរបស់មិនឆ្ងាញ់ដូចគ្នាអត់ហ៊ានហូបរបស់ឆ្ងាញ់អញ្ចឹងដល់ឪពុកមកលេងម្ដងមិនដឹងបានអីទទួលឪពុកឲ្យវាល្អអញ្ចឹងដាំបាយឆ្អិនហើយគាត់យកសភៅមកគាត់គូរូបផ្លូវមាន់ដាក់លើសភៅហ្នឹងដើម្បីទទួលឪពុកនោះណាចង់បានម្ហូបឆ្ងាញ់គាត់គូផ្លូវមាន់ដាក់លើกระดาษនេះរឿងកតិលោកឯងមិនមែនមាននៅក្នុងសភៅកពីដីកាទេលើកឲ្យយើងចេះពិចារណាមើលបងមានអ្នកខ្លះចឹងគាត់គូផ្លូវមាន់ដាក់នៅលើណាกระดาษសភៅហ្នឹងហើយដួសបាយមួយចានហើយយកกระดาษផ្លូវមាន់ដែលគាត់គូហ្នឹងយកមកដាក់ឲ្យឪពុកធន់ហ្នឹងហូបបាយបដៅមើលផ្លូវមាន់ហ្នឹងបដៅដូចហូបជាមួយផ្លូវមាន់ហ្នឹងចឹងសន្មតតែចឹងណាឪពុកធន់នេះមកកូនក៏ដាក់ចឹងឲ្យហើយហូបបដៅទឹកភ្នែកស្រក់បដៅហូបបដៅទឹកភ្នែកស្រក់បដៅណាដល់ពេលហូបហើយអោបកូនអីនិយាយសួរសុកទុកអីឡប់ទៅផ្ទះវិញបាត់ទៅដល់ល្ងាចតិចឪពុកបកើតនេះមកវិញណាកូននេះរៀបរាប់ប្រាប់ឪពុកបកើតល្ងាចថ្ងៃមិញឪពុកធွာរបស់ខ្ញុំមកលេងហើយខ្ញុំមិនដឹងបានអីទទួលខ្ញុំគូផ្លូវមាន់ដាំបាយហើយគូផ្លូវមាន់ដាក់ទទួលឲ្យគាត់ឪពុកបកើតនេះបងលោកសេដ្ឋីនេះគាត់តែលឺប៉ុណ្ណឹងខឹងកូនទៀតខ្ញុំខឹងទៅតែឯងក៏ថ្លើមធំហ៎អញរាល់ថ្ងៃអញស៊ីបាយឯងដូចមិនដែលគូផ្លូវមាន់ដាក់អញស៊ីផងបងដល់ឪឯងមកម្ដងឲ្យហ៊ានគូផ្លូវមាន់ដាក់ឲ្យកុំគូដល់ផ្លូវមាន់បើអញនៅអញឲ្យគូតែកញ្ចុំជើងមាន់ព្រោះអាគូរូបប៉ុណ្ណឹងគាត់ចង់ឲ្យគូកញ្ចុំជើងទេណាខ្ញុំអត់ហ៊ានឲ្យគូផ្លូវទេគូអាកញ្ចុំជើងបងណារឿងនេះគេអាត្មាមើលអាសភៅកតិលោកហ្នឹងអាត្មាមើលអូណោមានមនុស្សណាមកពីមានរឿងអញ្ចឹងហើយបានជាគេអាចទៅសេចេញជាក្រងចងក្រងយកមកអប់រំយើងកើតដើម្បីឲ្យយើងពិចារណាថាកុំកំណាញ់រហូតដល់កាពះខ្លួនឯងពេលខ្លះទ្រព្យសម្បត្តិទាំងអស់ហ្នឹងយើងអត់អាចយកទៅតាមគ្មានអ្វីដែលយើងអាចយកទៅបានក្រៅអំពីគុណតម្លៃនៃសេចក្តីល្អដែលយើងយកទៅបានដែលយើងគួរពិចារណាអញ្ចឹងបាទអាត្មាសាបញ្ជាក់តែចង់អីដាក់នឹងឲ្យហើយទៅណាយាយឥឡូវហ្នឹងចង់អីហូបនឹងឲ្យហើយចង់ធ្វើបន់ចង់ឲ្យទានចង់រក្សាសិលណាសន្សំគុណតម្លៃនៃសេចក្តីល្អព្រោះអ្វីដែលជាមិត្តរបស់យើងដល់ប្រសើរគឺមានតែបន់នឹងទេព្រះលោកសម្ដែងតែបញ្ញមិត្តតាំងមានតែបន់ទេជាមិត្តបើស្វាមីរបស់យើងក៏មិនមែនជាមិត្តភរិយាយើងក៏មិនមែនជាមិត្តកូនក៏មិនមែនជាមិត្តរួមដំណើរទៅលោកកត្រៈខាងមុខដែរគឺមានតែបន់ទេបញ្ញាំមិត្តតាំងប៉ុន្តែមានមួយទៀតប៉ាប៉ាំងមិត្តតាំងអាបាបហ្នឹងក៏មិត្តយើងដែរមានន័យថាបើយើងធ្វើបាបបើទៅជាមួយបើយើងធ្វើបន់ទៅជាមួយហើយបើធ្វើទាំងពីរទៅទាំងពីរអ្នកហ្នឹងអតីតមកបច្ចុប្បន្នក៏ពីរអ្នកហ្នឹងនាំមកបច្ចុប្បន្នទៅអនាគតទៀតក៏ពីរអ្នកហ្នឹងនាំទៅដល់ណាក៏ពីរអ្នកហ្នឹងតាមចំណិចអញ្ចឹងយើងគួរសន្សំបាបឬសួរសន្សំបន់យេសន្សំបន់ណាបញ្ញាំមិត្តតាំងឲ្យយកបន់នឹងជាមិត្តព្រោះយើងចាស់ហើយអត់មានអ្វីជាសារណៈដល់ប្រសើរទេហើយអាត្មាសាដាស់តឿនទៅពេលយើងចាស់អញ្ចឹងសតិយើងរៀនរលឹកតែ3ឯធំញោមរៀនរលឹកតាមអាត្មាញោមទាវយើងភ្ញាក់ពីសម្រានឬមុនរៀបនឹងសម្រានយើងរលឹកតែប៉ុណ្ណេះបានណាងូតទឹកហើយរៀបនឹងសម្រានសតិយើងរលឹកពុទ្ធធាំងសរណង្កេឆាមិធម្មំសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិសព្ពេសត្តាវរិយហន្តុខ្ញុំព្រះអង្គសូមយកពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកពធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកប្រសង្ឃជាទីពឹងទីរលឹកសព្ពេសត្តាវរិយហន្តុសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវរិយនឹងគ្នាបាត់ភ្នែកសម្រានទៅភ្ញាក់ពីសម្រានរលឹកឃើញ3នឹងទៀតរៀ
រៀបនឹងសម្រាប់រលឹកឃើញរឿងនឹងភ្ញាក់ពីសម្រាប់រលឹកឃើញរឿងនឹងយើងរលឹករាល់ថ្ងៃដល់ពេលដែលពេលយើងចាស់ទៅចាស់ត្រុតត្រោមមែនតែនទៅព្រោះរៀបនឹងដៃខ្យល់សតិយើងរលឹកឃើញតែរឿងល្អហ្នឹងច្បាស់ណាស់ចិត្តបដិសន្ធិទៅកន្លែងល្អអត់ទៅកន្លែងអាក្រក់ទេតោះណាអញ្ចឹងអត់ពិបាកទេយើងរៀនសតិយើងរៀនរលឹករាល់ថ្ងៃអញ្ចឹងសាពេសត្តាវរិយហន្តសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវរីនឹងគ្នាសូមសពសត្វទាំងអស់ក្នុងលោកដល់ព្រមនៅសេចក្តីសុខព្រះអង្គសូមយកពុទ្ធយកពធយកប្រសងជាទីពឹងទីរលឹកដល់ប្រសើរស្មើដល់ជីវិតរលឹករៀងរាល់ថ្ងៃអញ្ចឹងសេចក្តីល្អនេះយើងរលឹករាល់ថ្ងៃអញ្ចឹងទៅគ្រប់គណៈចិត្តទៅដល់ពេលរៀបនឹងចត់តិជីវ័នចិត្តរបស់យើងកម្មនិមិត្តគេនិមិត្តឲ្យយើងឃើញសតិយើងរលឹកសារដើមមកវិញមកកតិនិមិត្តតាអារម្មណ៍តោងយកនៅអារម្មណ៍ដែលយើងបានរលឹកហ្នឹងច្បាស់ជាបដិសន្ធិនៅកន្លែងល្អមិនបដិសន្ធិកន្លែងមិនល្អកំណើតមិនល្អទេអាហ្នឹងអញ្ចឹងណាអញ្ចឹងខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អគ្រប់គ្នាហើយកុំឲ្យដូចរឿងគេហ្នឹងណាយាយបងហ្នឹងហើយកុំកំណាញ់រហូតដល់ខ្លួនឯងព្រោះប៉ានេះរឿងគេទៅសេឲ្យយើងពិចារណាឲ្យយើងចេះពិចារណាខ្លួនយើងណាចង់អីហូបហ្នឹងឲ្យហើយណាឥឡូវយើងចូលរឿងកថាទានយើងនេះហើយប្រើប្រាស់ទ្រព្យឲ្យត្រូវទី4ណាកប់ទុកក្នុងបធរណីគឺយើងធ្វើបន់ឲ្យទានព្រោះចេះធ្វើបន់ឲ្យទានដោយញោមជំទាវថ្ងៃនេះព្រោះឥឡូវយើងបានធ្វើបន់កថាទានពិធីបន់កថាទាននេះជាបន់ដែលយើងសង្គ្រោះភិក្ខុសង្ឃអង្គសាមណេរដែលបួសក្នុងព្រះសាសនានេះហេតុអីបានគេថាបន់នឹងបន់អនុគ្រោះដល់សង្ឃពីព្រោះសង្ឃជំនាន់ដើមលោកលំបាកលំបាកនៅក្នុងការបានសម្ពុតចៃវរយកមកប្រើគឺលំបាកណាស់ចង់បានសពុតយកមកប្រើដោយអាត្មាបានមកបងខ្លួនបានប៉ុណ្ណឹងមិនធម្មតាទេញោមបានព្រះលោកអនុញ្ញាតជាទូទៅអត់ទាន់មានកហបតីចៃវរទេជំនាន់ព្រះភិក្ខុសង្ឃដែលបួសប្រើតែបាំងសកលចៃវរទេហើយបាំងសកលចៃវរបានមកពីណាបានមកពីឆាកទាញយកកណាត់ពីសពខ្មោចពីកំណរសម្រាមដែលគេបោះចោលរើសទៅឆាកពីទាញពីខ្មោចមកទាំងទឹកល្ងីនឹងយកមកដល់គក់បោកកាត់ដេដាក់បន្ទុកអធិដ្ឋានវាកាត់ចលុកពណ៌អីប្រើខ្លួនឯងវេទនាណាលោកជំនាន់ដើមចាំមើលឲ្យតែគេហាយខ្មោចទៅទេញោមឲ្យតែគេហាយខ្មោចចូលព្រៃមើលតែគេដើរចេញវិញអស់គេព្រោះភាកច្រើនសពជំនាន់ដើមគេយកទៅចោលក្នុងព្រៃអាសត្វស៊ីឬគេបដែតចោលក្នុងទឹកស្ទឹងជាដើមណាអញ្ចឹងមើលតែគេហាយចូលព្រៃលោកចាំឲ្យតែគេចេញមកផុតលោកទៅទាញយកកណាត់គេហុំខ្មោចនោះយកមកគក់ទឹកកាត់ដេយកមកប្រើពិបាកណាស់អញ្ចឹងបានជាកថានទានហ្នឹងលោកឲ្យប្រើថាជាបន់ដែលអនុគ្រោះដល់សង្ឃសង្ឃជំនាន់ដើមលំបាកណាស់ណាប៉ុន្តែអត្តន័យនៃកថាមានន័យថារកថាមានន័យថាពោលទៅសារកថាមានន័យថាដោតក្រងចងក្រៀកនៅអានិសង្ឃទាំងពីរផ្នែកអានិសង្ឃទាំងប្រសង់អានិសង្ឃទាំងប្រសក់ហ្នឹងមិនឲ្យរត់រីក្នុងហេតុដតីកថាមានអត្ថម៉េចទៀតណាកថាមានអត្ថប្លែកកថាមានអត្ថក្រកថាមានអត្ថពោលទៅសារលើអីកថាគេឲ្យពោលកថាទាននេះអត់ប្រើពាក្យថាវេកថាអត់ប្រើពាក្យថាថ្វាយកថាអត់ប្រើពាក្យថាប្រគេនកថាទេក្នុងបៃដកក៏ក្នុងវិន័យបៃដកគេអត់ប្រើពាក្យថាប្រគេនគេអត់ប្រើពាក្យថាវេគេអត់ប្រើពាក្យថាថ្វាយទេតាមពិតបល័យវេនេះលោកអ្នកប្រាជ្ញខ្មែរយើងមានសម្ដេចរតថោងលវីអែមជួនណាតហួតតាតអ៊ុំស៊ូអីលោកតសេចងក្រងមកដើម្បីឲ្យអាចារ្យនឹងដឹកនាំជាមួយបរិស័ទដែលគាត់អត់ទាន់ចេះធម៌គាត់មិនទាន់មានសេចក្តីជ្រះថ្លាបានមានបល័យវេទៅឲ្យប្រសក់នឹងថាតាមទៅគាត់កើតចិត្តជ្រះថ្លាទាំងបល័យទាំងខ្មែរនឹងអ្នកដែលមិនទាន់ជ្រះថ្លាបានស្ដាប់បានថាតាមទៅគាត់កើតចិត្តជ្រះថ្លាជាមួយដែរអញ្ចឹងណាប៉ុន្តែក្នុងវិន័យបៃដកគ្មានបល័យវេទេញោមបើញោមមើលក្នុងបៃដកទាំងសតនទាំងអភិធម្មទាំងវិន័យនឹងគ្មានបល័យវេទេបល័យវេនេះលោកអ្នកប្រាជ្ញខ្មែរយើងចងក្រងរៀបរៀងមកដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទនឹងថាតាមឲ្យកើតចិត្តជ្រះថ្លាឲ្យមានពាក្យថាតាមហើយក្រោយពេលយើងនំកល់មុខជំនុំសងហើយយើងពោលកថាយើងប៉ុន្តែមុនពោលកថាហ្នឹងយើងគោរពបទមាសការសមាទានសិលរួចចប់សពគ្រប់បានយើងចាប់ដើមពោលកថាប៉ុន្តែសម័យនេះអត់ប្របាកទេញោមទេដោយសារមានអាចារ្យគេដឹកនាំស្រាប់ប៉ុន្តែបើអត់មានអាចារ្យដោយស្រីលង្កាដោយអីគេចង់យកសម្ពុតទៅថ្វាយសង្ឃគឺគេដឹកនាំតែកូនចៅគ្នាគេទេអាណាអត់មានប្របាកដូចយើងមានអាចារ្យដឹកនាំទេព្រោះគេយល់ក្នុងកិច្ចធម៌អាសិក្ខាវិន័យច្រើនជាងយើងណាគេចេះចាំធម៌អាខ្លួនគេអញ្ចឹងបើអត់មានអាចារ្យដឹកនាំយើងទៅដល់គោរពបទមាសការសមាទានសិលរួចយើងនំកល់ណាជ័យវររបស់យើងមកជំនុំសងហ្នឹងហើយយើងចាប់ដើមពោលចៃវររបស់យើងពោលសរសើរចៃវររបស់យើងចំពោះមុខជំនុំសង្ឃដើម្បីឲ្យសង្ឃលោកទទួលត្រេកអរអនុមោទនាទទួលយកចៃវរហ្នឹងមកក្រាលក្រចប់កិច្ចរបស់យើងថ្វាយអង្គមលោកអិមនីយាទេវតាយ៉ាងកាញ់ថ្វាយអង្គមលោកឡប់មកផ្ទះវិញញោមបានអានិសង្ឃឲ្យបាត់តើនេះញោមទាវគ្រាន់តែពោលប៉ុណ្ណឹងហើយលោកទទួលសាធុហើយយើងសាធុក្រោយលោកហើយយ៉ាងកាញ់ថ្វាយអង្គមលោកឡប់មកផ្ទះវិញមកចប់កិច្ចរបស់យើងហើយរឿងក្រាលក្រងឡើងពេញអង្គជាកថាមិនឡើងពេញអង្គជាកថាញោមកបលិពោតរឿងហ្នឹងរឿងចៃវរយើងត្រូវខ្នាតមិនត្រូវខ្នាតកំ
បលិពោតរឿងហ្នឹងអត់ពាក់ព័ន្ធជាមួយយើងទេបងចៃវត្រូវខ្នាតឬខុសខ្នាតអាហ្នឹងកិច្ចរបស់លោកទេលោកអ្នកមើលខ្លួនលោកហើយតាហ្នឹងហើយអញ្ចឹងបានលោកមុនក្រាក្រងលោកមើលហែកមើលចៃវណាត្រូវខ្នាតខុសខ្នាតអញ្ចឹងយើងតែងមកខុសខ្នាតក៏ដោយក៏យើងយកទៅធ្វើកឋិនបានដែរអត់តោះទេគ្រាន់តែថាចៃវយើងតែងមកខុសខ្នាតលោកអត់ក្រាក្រងចៃវយើងតែប៉ុណ្្នឹងលោកទៅក្រាក្រងមើលចៃវណាដែលត្រូវខ្នាតតែប៉ុណ្្នឹងទេតែអានិសង្ឃកឋិនបានដូចគ្នាអត់តោះទេញោមចប់កិច្ចញោមបានអានិសង្ឃហើយបាត់យើងត្រឡប់ទៅផ្ទះវិញយើងដឹងបានអានិសង្ឃហើយឲ្យតែមានសទ្ធាជ្រះថ្លាធ្វើប្រកបព្រមដោយអង្គទាំងពុព្វចេតនាមញ្ចរៈចេតនាអបរាប្រចេតនានឹងវាជ្រះថ្លាទាំងដើមទាំងកដាលទាំងចុងនឹងបៃតិសមណោះរីរៃត្រេកអរជាមួយសពុតចៃវររបស់យើងហើយចប់កិច្ចរបស់យើងហើយបានអានិសង្ឃហើយរឿងលោកក្រាក្រងឡើងពេញអង្គក៏ដោយមិនពេញអង្គក៏ដោយលោកចេះអានិសង្ឃ5ចាំមេតិកា8បរិពោធ2អនត្តតាការ24អត្តតាការ17អីលោកអត់ចេះអត់ចាំលោកក្រាក្រងអត់ឡើងអានឹងអត់បានអានិសង្ឃខ្លួនលោកតោះនេះញោមរឿងអានិសង្ឃញោមបានឲ្យបាត់ផ្នែកញោមណាឯក្រាក្រងជាកិច្ចអានិសង្ឃរបស់លោកផ្សេងដាច់ពីគ្នាញោមខ្លះនៅភ័យរឿងហ្នឹងលោកវត្តអញសតឹមបួសថ្មីមិនដឹងលោកចេះក្រាក្រងធ្វើកិច្ចកឋិនហ្នឹងឲ្យអត់ទេអញឆ្នាំហ្នឹងសង្ស័យអត់បានអានិសង្ឃកឋិនទេអត់ទេព្រោះលោកអត់ចេះក្រាក្រងរឿងអានិសង្ឃរបស់លោកអត់បានអានិសង្ឃខ្លួនលោកទេតែញាតិញោមបានអានិសង្ឃក្រោយចប់យើងពោលកឋិនឲ្យមិននេះគឺចប់លោកទទួលសាធុឲ្យចប់បានអានិសង្ឃផ្នែកយើងហើយកុំឲ្យប្រេងព្រួយបារម្ភអីលោកយកជីវរអញក្រាក្រងឬជីវរគេអញត្រៃធំមិនលោកអត់យកមកអញញោមខ្លះពោលហើយយ៉ាងកេញហើយនៅឈរអោបលបមើលក្បែរមាត់បង្អួចហ្នឹងទៀតនៅចាំកាលពីអ្នកយាយតាគ្នាគាត់ហ្នឹងណែតាវាកុំអាតទៅអញចាំមើលលោកមើលតាមមាត់បង្អួចលោកយកជីវរអញក្រាក្រងឬយករបស់គេនៅអោបមើលតាមមាត់បង្អួចទៀតខ្លាចតែលោកយករបស់គេយករបស់យើងអាហ្នឹងមានរបស់យើងឯណាទៀតព្រោះវាទៅជារបស់សង្ឃហើយអាលែងជារបស់យើងណាទៅជារបស់សង្ឃអញ្ចឹងកុំឲ្យបលិពោតរឿងហ្នឹងយើងដឹងឲ្យបានអានិសង្ឃឲ្យបាត់ចុះឥឡូវអានិសង្ឃបានមិនវិញអានិសង្ឃកឋិនយើងម៉ាត់ទៀតចុះចាំចប់ព្រោះឥឡូវ58នាទីនៅ2នាទីអោគ្រប់1ម៉ោងបងហ្នឹងបើបានអង្គុយ2ម៉ោងហ្មងយើងធូរតែបានញោមទាវរៀងស្រកណាស្លីមស្អាតឥឡូវយើងនិយាយពីអានិសង្ឃនេះឥឡូវអានិសង្ឃកឋិនក្រោយពីយើងធ្វើកឋិនហើយតើផលយើងបានអានិសង្ឃមិនខ្លះទីបើនិយាយពីអានិសង្ឃ5អានិសង្ឃ6ដែលភិក្ខុសង្ឃនៅអាសាទេសនាហ្នឹងជាអានិសង្ឃដែលលោកអ្នកប្រាជ្ញលោកចងក្រងរៀបរៀងមកទេបើក្នុងវិន័យបៃដកលោកអត់បានកំណត់អញ្ចឹងទេលោកអត់មានកំណត់ថាអ្នកធ្វើកឋិនបាន5បាន6អញ្ចឹងអត់ទេណាលោកគ្រាន់តែបញ្ជាក់ថាហេតុណាផលនោះបវត្តតោហោនតិវណ្ណតោអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ហើយអានិសង្ឃកឋិនសរុបមកដោយខ្លីនៅតែមួយឯងសុខសតិតាមេធាវីសុខខាងសោអតិកចតិសុខសតិតាមេធាវីសុខខាងសោអតិកចតិព្រះអង្គសម្ដែងចុងក្រោយមានន័យថាយើងបានសន្សំហេតុគឺសេចក្តីសុខឲ្យទៅអ្នកណាសេចក្តីសុខនោះនឹងបានមកយើងវិញយើងឲ្យសេចក្តីសុខដល់សង្ឃសេចក្តីសុខនោះនឹងបានមកយើងវិញនៅក្នុងអនាគតជាតិណាមួយជាក់ជាប្រកបហើយដូចយើងធ្វើសេចក្តីសុខនេះយើងធ្វើជាមួយអីយើងធ្វើជាមួយសម្ពុតចៃវរចឹងសម្ពុតនឹងបានយ៉ាងម៉េចវត្តតោហោនតិវណ្ណតោអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌តែបើអានិសង្ឃ5ដែលលោកច្រើននិយាយសុរូបតាសុសន្តានាសុវណ្ណតាចក្រវត្តរាជាហោនតិអេហេភិក្ខុអីវាមិនខុសទេអ្នកធ្វើកឋិនបានរូបល្អដោយសារអីយើងប្រគេនសម្ពុតចៃវរវាមិនខុសគ្នាទេនឹងបានទៅជាអេហេភិក្ខុនឹងបាននៅគៀកពុទ្ធសាសនាបើយើងកើតតន់ពុទ្ធសាមន្ត្រីយើងបាននៅគៀកពុទ្ធសាមន្ត្រីបើយើងចង់បួសជាភិក្ខុហ្នឹងគឺសម្រេចជាអេហេភិក្ខុមានន័យថាយើងចង់បួសគឺសក់នឹងអង្គោះឯងស្វង់ជីវរនឹងប្រតិឋានមកឯងដោយមិនចាំបាច់ទៅទិញជីវរពីផ្សារទេអាហ្នឹងអេហេភិក្ខុអញ្ចឹងណាហើយជាពិសេសញោមចំណាំអ្នកធ្វើកឋិនគឺអ្នកធ្វើកឋិនមិនទៅកើតក្នុងតកូលថោកទៀតទេអត់ទៅកើតក្នុងតកូលអន់ថើយទេអ្នកធ្វើកឋិនរមែងទៅកើតនៅក្នុងតកូល2គឺខត្តយៈតកូល1និងព្រាហ្មណៈតកូល1ញោមចាំណាហើយតកូលមិនដែលហៅថាខត្តយៈតកូលមិនព្រាហ្មណៈតកូលដឹងទេញោមទាវណាព្រាហ្មណៈតកូលជំនាន់ព្រះគឺគេរាប់ចូលដូចញោមទាវនិយាយមិញមិនខុសទេមានន័យថាតកូលអ្នកមានចំណេះចេះដឹងព្រាហ្មណៈតកូលហ្នឹងគឺជាជនសប្បុរសហើយអ្នកមានចំណេះចេះដឹងអ្នកមានចំណេះវិជ្ជាបើជំនាន់ដើមភាគច្រើនអ្នករៀនមុនវិជ្ជាការត្រៃវេទអីឧទាហរណ៍តដៅស្វាយអត់ផ្លែអាចធ្វើឲ្យស្វាយនឹងផ្លែខុសរដូវទុំមុនរដូវអីណាមិនត្រឹមតែមានចំណេះចេះដឹងផ្នែកផ្លូវលោកផ្លូវធម៌ទាំងអស់ហ្នឹងទេថែមទាំងជាជនសប្បុរសមានកាយល្អមានវាចាល្អមានចិត្តល្អជាជនសប្បុរសជាគំរូលើគេនិយាយមួយម៉ាត់ដោយខ្លីដែលអ្នកដតីគេគោរពបូជាគ្រួសារហ្នឹងសំបីតែស្រេចផែនដីក៏គោរពព្រាហ្មណៈតកូលនឹងដែរតកូលព្រាហ្មណ៍នឹងដែរមានន័យថាជាអ្នកដែលចេះដឹងជាគំរូជាជនសប្បុរសដែលគេគោរពគេបូជាគេឲ្យតម្លៃគេយកជាគំរូឧទាហរណ៍តែក្នុងខេត្តមានអភិបាលខេត្តមួយដែលគេគោរព
ណាឧទាហរណ៍មិនមែនអភិបាលខេត្តក៏ដោយចុះឧទាហរណ៍ក្នុងភូមិយើងក្នុងស្រុកយើងមានដូនចាស់ម្នាក់ដែលគេគោរពគេបូជាគេឲ្យតម្លៃណាគេកោតសរសើរគាត់គេទទួលស្គាល់គាត់ថាគាត់ជាអ្នកចេះដឹងផ្នែកធម៌អាសិក្ខាវិន័យគាត់ជាមនុស្សមានអរិយាប័ត្រល្អមានចិត្តគំនិតល្អបុគ្គលហ្នឹងគឺជាគេចាប់ទុកចូលក្នុងតកូលព្រាហ្មណ៍តកូលបាទចុះដល់ខត្តយៈតកូលខត្តយៈតកូលតកូលស្ដេចតកូលនាយករដ្ឋមន្ត្រីអបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីតកូលអុកញ៉ាអ្នកមានមុខមាត់យកសក្តានៈតួនាទីគេឲ្យឈ្មោះតខត្តយៈតកូលព្រាហ្មណ៍តកូលមិញនេះតកូលអ្នកជាទីគោរពនៃជនទាំងពួងដែលគេគោរពគេឲ្យតម្លៃណាជាបុគ្គលល្អជាសប្បុរសអ្នកមានចំណេះចេះដឹងទាំងអ្នកមានទ្រព្យនិងអ្នកមិនមានទ្រព្យឲ្យតែជាជនសប្បុរសដែលគេគោរពគេឲ្យតម្លៃគេយកជាគំរូបុគ្គលនោះចាត់ទុកថាជាព្រាហ្មណ៍តកូលហើយតកូលស្ដេចក៏គោរពតកូលនឹងដែរជំនាន់ដើមឲ្យតែគេថាហោះអ្នកមកពីតកូលណាឲ្យតែថាមកពីតកូលព្រាហ្មណ៍គេគោរពគេឲ្យតម្លៃឲ្យតែថាចេញពីតកូលព្រាហ្មណ៍អញ្ចឹងយើងអ្នកធ្វើកឋិនអត់តកើតតកូលអន្តហើយទេរមែងតកើតតកូល2ហ្នឹងហើយបើតកូលព្រាហ្មណ៍ជំនាន់នេះគឺតកូលអ្នករៀនចប់បណ្ឌិតអនុបណ្ឌិតអ្នកមានចំណេះចេះដឹងហើយមិនមែនចប់តែបណ្ឌិតមកចេញមកក៏អើតក៏តមអត់ស្គាល់ខុសស្គាល់ត្រូវអាហ្នឹងក៏អត់ចូលក្នុងព្រាហ្មណ៍តកូលដែរតើតែរៀនមានចំណេះចេះដឹងហើយមានអរិយាប័ត្រចរិយាសម្បត្តិសភៅថ្មតស័យសភៅមុនមានអីខ្លះមានកម្មសម្បត្តិវិជ្ជាសម្បត្តិចរិយាសម្បត្តិចិត្តសម្បត្តិណារូបសម្បត្តិមានរូបល្អហើយមានចំណេះដឹងល្អហើយមានចរិយាល្អហើយមានការងារល្អមកចប់បុគ្គលហ្នឹងទៅឲ្យឈ្មោះថាព្រាហ្មណ៍តកូលយើងតកើតក្នុងតកូល2ហ្នឹងអត់តកើតក្នុងតកូលអន្តហើយទេហើយជាពិសេសយើងបានឲ្យសេចក្តីសុខដល់បុគ្គលណាសេចក្តីសុខនោះមកដល់ខ្លួនយើងវិញយើងបានឲ្យសម្ពុតឈ្មោះថាយើងឲ្យពណ៌ទៅអនាគតជាតិមានពណ៌សម្បល់ល្អមានសាច់ឈាមស្រស់បោះល្អណាញោមណាអញ្ចឹងយើងបានសេចក្តីសុខសេចក្តីចម្រើនទៅអនាគតជាតិយើងដឹងពីផលអានិសង្សរបស់យើងគ្រប់គ្នាហើយការថែរក្សាយកចិត្តទុកដាក់ម្ដាយនេះអានិសង្សប្រសើរណាស់កូនណាបានការពារម្ដាយឪពុកឲ្យគាត់រស់នៅដោយសុខមិនមានបញ្ហាអីប៉ះពាល់ដល់គាត់កូននឹងកើតជាតិណាទៅណាមកណាគេឈ្នាននេះអត់កើតញោមឃើញមនុស្សខ្លះគេស្អប់គេឈ្នាននេះអាម៉េចក៏មនុស្សហ្នឹងវាអត់អាលាយទេមានអាកាសណាចម្រើនដោយសារអីពីអតីតមកគេបានបំរើម្ដាយបំរើឪពុកមកលើកឧទាហរណ៍រឿងមួយព្រះសម្ដែងអំពីអាខ្មៅហ្នឹងគេចំណែនច្រើនដោយសារអីដោយសារការពីអតីតជាតិហែកឋិនចំណែននឹងគេឯងដើមកឋិនដែរហើយដល់អាចារ្យវាអត់ហៅគេវាអត់ហៅឈ្មោះឯងវាអត់លើកឈ្មោះឯងទៅលើកអ្នកផ្សេងនោះវាខឹងគេណាបានកើតជាតិនឹងមកខ្មៅអាក្រក់ប៉ុន្តែអ្នកណាទៅចំណែនឈ្នាននេះទៅធ្វើបាបគាត់ចង់ឲ្យគាត់វិនិច្ឆ័យអាម៉េចក៏អត់វិនិច្ឆ័យដែរគាត់ចេះតែចម្រើនទៅរហូតដោយសារអីដោយសារតែការពីអតីតនោះគាត់បំរើម្ដាយឪពុករបស់គាត់យាយតាចាស់ពីរអ្នកហ្នឹងនិយាយពីទូរែកសែងពុនដោយសវណ្ណសាមអញ្ចឹងស្រឡាញ់ម្ដាយស្រឡាញ់ឪពុកបាយទឹកនំចំណីត្រីសាច់អាចនោមឲ្យបំរើម្ដាយឪពុកគ្រប់សពបងដល់អញ្ចឹងអ្នកណាមកឈ្នាននេះគាត់ក៏អត់កើតបងមើលមកនិយាយរឿងហ្នឹងបន្តិចញោមបងអានិសង្សបំរើម្ដាយបំរើឪពុកឲ្យកូនចៅមានទឹកចិត្តបំរើម៉ែបំរើឪកាន់តែខ្លាំងអាគាត់ហ្នឹងកើតមកម្ដាយឪពុកស្លាប់ចោលអស់អញ្ចឹងទៅគេយកទៅចោលក្នុងធុងសម្រាមព្រោះអត់មានអាណាគេចង់ចិញ្ចឹមទេមនុស្សនឹងវាអាក្រក់ពេកយកទៅកើតមកមុខមកដូចមនុស្សនិយាយមុខមិនសមក្បាលមិនសមមុខដៃមិនសមជើងមិនសមដៃឲ្យអុកមកអាក្រក់ហ្មងហើយថ្មិញអត់មានអញ្ចាញភ្នែករូងជ្រៅដល់អាក្រក់ច្រមុះខើចហ្នឹងតែជាខ្លីមួយខាងវែងមួយខាងជើងដូចមិនសមខ្លួនមិនសមជើងថាអាក្រក់ហ្មងនិយាយអាក្រក់និយាយមិនកើតនេះអាហ្នឹងប្រយ័ត្នណាញោមតែខឹងចំណែនគេប្រយ័ត្នណាកើតមកអាក្រក់អត់ល្អទេហ្នឹងហើយដល់អញ្ចឹងទៅគេយកទៅចោលដល់យកទៅចោលដឹងឮដល់សទ្ធិពីរអ្នកប្តីប្រពន្ធដែលអត់កូនណានឹកឃើញទៅគេមានឮសូរល្បីថាមានក្មេងម្នាក់កើតមកគេយកទៅចោលឥឡូវអាបាវឯងទៅមើលកែងនៅបើនៅរើសយកមកអញ្ចឹងមកចាត់ទុកដូចខ្ញុំបំរើក្នុងផ្ទះយើងទៅឲ្យបាយវាហូបទៅគ្រាន់បានខ្វៀលគោខ្វៀលក្របីដែរវាគ្មានអស់បាយប្រមាណទេក៏ឲ្យអ្នកបំរើហ្នឹងទៅរើសអាខ្មៅយកមកចិញ្ចឹមដល់ចិញ្ចឹមអញ្ចឹងទៅធំទៅគេឲ្យទៅខ្វៀលតាគោខ្វៀលតាក្របីហ្នឹងសទ្ធិហ្នឹងចាត់ទុកដូចអ្នកបំរើឲ្យទៅខ្ញុំឲ្យដូចខ្ញុំបំរើដតីឲ្យទៅខ្វៀលគោខ្វៀលក្របីអញ្ចឹងប៉ិនអាខ្មៅនេះវាចេះជាងគេចេះណាវាចេះយកចិត្តសទ្ធិយាយតាចាស់ហ្នឹងវាបំរើបាយទឹកត្រីសាច់នំចំណីបានរបស់ស្អីមកពីណាយកមកឲ្យលោកសទ្ធិហ្នឹងផ្គត់ផ្គង់ផ្លែឈើព្រៃអីទៅខ្វៀលក្របីមកបេះបានផ្លែឈើអីយកចិត្តទុកដាក់យាយតានឹងឈឺជាអាហ្នឹងវាថែទាំរកថ្នាំរកពេទ្យរកមកហើយដល់មនុស្សយើងណាយាយបើគេនៅជាមួយគេតុនភ្លុនគេយកចិត្តទុកដាក់យើងអញ្ចឹងមនុស្សយើងវាទុតចិត្តនឹងវាតុនដល់អញ្ចឹងយាយតានឹងរៀបនឹងដៃខ្យល់នឹកឃើញទៅយាយវាយើងវាអត់កូន
hay nè bầm ra tầng ó dương mơ tao ta khmea à na môi chất ban gì môi dương đôi à khmau thế mà nè kết tập bị phò bị giao à khmau đi mình đai kết cu rương bạc khai mình đai kết cu lương lôi cạn mà bầm ra dương đi đòi xóm hai dương do với mọi trăm tăng bị tôi mơ chất cầm đất với là on nè bởi chân dương đại cho tôi sẽ nhé và đâm mà đó đang tục à khmau đường ọ tao cào mà ru bà cọ mẹ na gì bạn là kia sả lanh nhá láng chia sẽ thầy à sẽ thay cha ta dây nó slap tóc luôn ai lần chia sẽ thay bộ năm mà đó nó ban mà khmau đường ọ đó là chia sẽ thay tôi dây bị nong krong năng miên sẽ thay môi tiết đại miên côn của mông xa chết đo lại chả này nó dây nó thò chả này nó chả mưa à nè chả này kia về tàu sấy hãy à nè để tàu kia chả này nó về tàu chỉ xây nàng ba là kia chả này tao vừa ọt về nít đôi à đôi xa ai đối à tham ăn vậy khang đau mấy nhá đôi xa bầm rau ở bốc ca pia mà đại ở bốc đó là pe nâu nong krong nó vừa miên sẽ thay mà nè côn sẽ thay môi nó vừa xa hãy đò xa chẳng pro nong krong nó là mấy nhôm chả pro về mấy đọc về miền sợi trai xa nó nong sọc phù mà về mấy tấu sờ lanh hãy đò sờ lanh thử mấy tam trai châu ọt miền trai châu miền tam trai châu đấy cha phải đá mà tha sờ lanh phải áp cha tốt mọi châu cái là đăng mà nè à cha tôm châu xu ấy bên dây pi tầm liên lọc máy châu xu nó mẹ mai âu nó tàu xu tiết bằng poro nè plau kia ta sợp mà đòn đăng pi đòn bay đòn mà đăng thà lọ nơi còn mong pro mà cha đây mình cho chụp vẽ chặt lươn nè nai tại chặt chặt cầm đất lõ bán kết ao mê ba khang pro nấy tứ cầm nọt ngay châu xây ta đăng cầm nọt ngay châu xây ta đăng ao nè plau nó ta cầm nọt ngay hết châu xây ta đăng bay chương thế đó nâng ta đăng ba nó vô ta bầm ra bầm man khai thế đôi mà thọp như vậy pi bảo vọt này à pi khai ca pi sầm máy bảo ra này nhôm đạp em bạch lược tiệt này chân châu xây ta đăng dây pi một tray nè tôi nè thông na cả đôi châu xây ta đăng nieng đăng ọt sờ lanh tầng na tao có ọt sờ lanh đây một tray na tao có mình sờ lanh đây à rúp xa à mấy có mình sờ lanh đây mà krong năng không biết na tao ta đăng nieng đăng bàn tì hay đò miền pro ta đăng ấy à khmau đấy vừa là bay đò khmau đấy sẽ thay khmau đấy còn nấc khơi ta tì anh của nấc khơi trong bàn và pôn đấy hơi ọt miền nè na cục krong trọp sầm bát đấy chẳng cất trong bàn và pôn và đăng tàu ro nè ná lư là bay ta côn sẽ thay nó vừa rụp xa kia ta đăng ọt bát trong xa luôn anh ta đăng mưa đòi chẳng bằng bó rồi dây ta pi nét thơ mai thơ âu vực luôn ai ọt mai ọt âu nữa đòi dây này phải ọt mà đò te thơ xua hay lúc sẽ thay mau ro nhom mau miền ca ấy lục dây lục ta nhom trong bằng lục dây lục ta nắng áo thuê chỉ nẹp lâu thuê chỉ mê ba tại chỗ xây ta đăng côn lục sẽ thay nơi trong phun nó oi nhom dây ta nó sao mọn ơi lục sẽ thay ơi nhom mình trong sao dùng lục sẽ thay tê pan là xong mày ta chặt cho công tàu ấy hay sẽ thay mau xua ta mất trắng lục sẽ thay ai mồn tray nạ na cả đôi rúp sầm bát cái đôi tê vào bót xa thay vào nạ cái thông niêng đang mình đằng mơ mốc phóng hay cho lục này mốc mình xóm khá ba mình xóm mốc đây mình xóm chương mình xóm luôn rúp ở không mau à cọ dây nâng dây thọn nhưng mà hay cho na cái tờ do lục ai bờ pro xa mà cả cô kia mình mơ mốc phong đấy hay mốc lục sẽ thay anh tao ta đang na cái áo công tao ai nom ta mà cái lục sẽ thay công đừng tỏ nạp xe đâu ở xóm luôn đó nè sẽ thay không ao tại dây tao tam nhom tư dương mẹ ta plan côn còn mong kia ná dương tao ta đăng kia ta bờ kia mình áo mau anh mau sẽ thay không ao tài chắc na nhổn này dương mẹ ta plan kia nè tao tao tam nhom dây ta này ai cái băng ai cái ao liệp saka ra đấy có từ khán ta đó là bom té sẽ thay đánh tranh mỏng bao nam moro anh thì anh mình chọn chuông để đánh tranh cho mình sát bài một chay lôi anh mà ọt đằng được mau chỉ sẽ thay đấy nó mà moro chay lôi ấy ba này anh mình chọn chuông mình tới ngày năng nó ao tranh tới xe ta bao từ xuôn noam mầm rong nâng đánh đứng sạp tại dây ta tha nhom noam lục sẽ thay mau mà châu xua côn lục sẽ thay từ tu lục sẽ thay bên phong thì chọn chuông một plét đó là phép ta lục sẽ thay mau để màu mục mình đôi sát mà đôi mình nó ngàn năng sẽ thấy á ai kêu mà chọn đây ta đăng côn lục sẽ thấy quạt nó ngày tôi miền trọp chờ na đó là lư sâu chân tất bà chân hào trâu mà nẹt miên á lư sâu ta miền trọp đang là lư nè một nẹt miên kỳ rồi nẹt miên ai chân lư ta sẽ thấy ao trâu mà không te hỏi riệp rọp xua tới dây này còn riệp rọp thật nhom nắng màu tam ca bưng po rồi bỏ lục sẽ thấy mau khăng nè ở nhom mà thôi chỉ mê ba chỉ mà đại ở bốc mà châu đây ta đăng côn lục sẽ thay cần là lư chẳng sao tụi mòn gì lục ơi lục hay lục ai sát mà lần này mà ta đăng côn nhom nè
ហើយកូនខ្ញុំហ្នឹងមន្ត្រីថ្នាក់តូចថ្នាក់ធំរូបសម្បត្តិដូចទេវបុត្រនាងកូនខ្ញុំនេះមិនដែលមើលផងអើយលោកឯងនេះមកនឹងមុខមិនសមក្បាលមិនសមមុខមកតដឹងកូនខ្ញុំឥឡូវចេះខ្ញុំឲ្យកូនខ្ញុំមកមើលអ្នកឯងបើសិនណាកូនខ្ញុំញញឹមសើចដាក់អ្នកឯងខ្ញុំការឲ្យតែហ្មងមិនបាច់ចាំកូនខ្ញុំថាព្រមឲ្យតែថាញញឹមតែបន្តិចក៏ខ្ញុំឲ្យមើលមុខតែបន្តិចក៏ខ្ញុំឲ្យដែរបើមើលមុខអ្នកឯងញញឹមតែបន្តិចក៏ខ្ញុំលើកកូនខ្ញុំឲ្យដែរមិនបាច់ចាំថាព្រមស្រាប់តែសេដ្ឋីប្រើអ្នកបំរើឲ្យចូលទៅបើកទ្វារឲ្យកូនស្រីមកមើលលក្ខណៈភ្ញៀវកូនសេដ្ឋីដើរចេញមកមិនទាន់បាននិយាយអីគ្រាន់តែកលែកឃើញអាខ្មៅសើចទៅមកវាអស់សំណើចពេកនិយាយឯនេះវាឃើញវាអស់សំណើចពេកសើចហ្មងដល់សើចទៅដើរចូលបន្ទប់វិញទៅអាសើចហ្នឹងមិនមែនសើចពេញចិត្តទេសើចវាអស់សំណើចខ្លួនឯងថាមនុស្សអញឯងស្អាតប៉ុណ្ណឹងដែរបើទៅជំនាញមនុស្សប្រភេទអញ្ចឹងមកទៅដឹងឯងដែរវាអស់សំណើចខ្លួនឯងពេកដល់អញ្ចឹងសេដ្ឋីនេះវាជាប់មាត់ជាមួយអាខ្មៅឲ្យយាយតាហ្នឹងថាបើកូនខ្ញុំអញញឹមដាក់តែបន្តិចក៏ខ្ញុំការឲ្យដែរអានេះមិនមែនអញញឹមទេសើចហ្មងដល់អញ្ចឹងការឲ្យយាយដល់ការឲ្យទៅមានអីនាងនេះក៏អត់ប្រកែកដែរដូចនិស័យគេវាដល់ហើយយាយរស់នៅជាមួយគ្នាស្រឡាញ់គ្នាល្អកលឿនធម្មតាអញ្ចឹងទៅណែយាយដល់គេបាននៅជាមួយគ្នាអញ្ចឹងទៅអ្នកណាខ្លះកើតចិត្តចំណែនយាយមន្ត្រីប្រុសមនុស្សអ្នកមានអ្នកតូចអ្នកធំអាណាធ្លាប់តែដឹងធ្លាប់ស្រឡាញ់នាងហ្នឹងប្រហែលខឹងអាខ្មៅទាំងអស់ហ្នឹងមិនគួរណាអញវាស្អាតប៉ុណ្ណឹងដែរទៅតែដឹងនាងហ្នឹងមិនបានជាពិសេសមន្ត្រីធ្វើការនៅព្រះបរមរាជវាំងធំដែលចូលស្រីតែដឹងនាងហ្នឹងវាអត់បានវាក្តៅក្រហាយមុខមាត់អញប៉ុណ្ណឹងដែរទៅតែដឹងនាងហ្នឹងមិនបានទៅជានាងហ្នឹងពេញចិត្តទៅត្រូវជាមួយអាខ្មៅមនុស្សសត្វមិនសត្វណែនិយាយកុំចេះចំណែនគេណាបើចំណែនចំប៉ះគេអ្នកអត់បន់មិនអីទេតែចំណែនប៉ះចំគេអ្នកមានបន់ដោយអាខ្មៅហ្នឹងប្រយ័ត្នហើយអានេះយាយឲ្យគេចំណែនឈ្នាននេះបុករុកគេរកវិធីធ្វើបាបរហូតនៅតែធ្វើអីគាត់អត់កើតហ្នឹងពេលមួយមន្ត្រីទាំងអស់គេគិតគ្នាអញត្រូវតែរកវិធីកម្ចាត់អាខ្មៅហ្នឹងចេញឲ្យបានព្រោះអាហ្នឹងវាចង្រៃណាវាមើលងាយអញវាអាប់អោនជេរស្ដាអញនឹងឋានៈមុខមាត់អញជាមន្ត្រីប៉ុណ្ណឹងដែរអញទៅតដឹងនាងហ្នឹងអត់បាននាងហ្នឹងទៅយកអាសัตว์ធាតយកមកធ្វើប្តីកាត់មុខកាត់មាត់គេនោះវាខឹងគេនោះអញ្ចឹងគេប្រជុំពិភាក្សាគ្នាទៅគេខ្លែងសារព្រះមហាក្សត្រខ្លែងសារគេយកមកក្រឹកក្រែងអញ្ចឹងទៅថ្ងៃឡើងគេទាំងហែពុកពលសេនាទាហានមកវងគ្នាគេមកគេត្រូវបាក់ពួកគ្នាគេហ្នឹងមកដល់ផ្ទះសេដ្ឋីហ្នឹងសេដ្ឋីរត់ចុះមកឃើញអញ្ចឹងនោះភ័យរត់ចុះពីលើផ្ទះសួរថាមានរឿងអីលុតជង្គង់ស្ដាប់ពរាជសារសិនណាដល់ឮសូរចង់លុតជង្គង់អោនក្បាលដល់ដីដល់គេអានថាយើងទទួលរាជភាសាពីព្រះមហាក្សត្រព្រះអង្គបានស៊ើបអង្កេតមកឃើញតែកូនភាសាលោកសេដ្ឋីអាខ្មៅនេះវាបានសម្លាប់យាយតាជាសេដ្ឋីចាស់ដែលជាឪម៉ែចិញ្ចឹមហ្នឹងដើម្បីលបួងយកទ្រព្យយាយតានឹងទាំងអស់ឥឡូវស៊ើបឃើញថាមានពីរដ្ឋជនអ្នកនឹងជាប់ទោសព្រះជាត្រូវឲ្យមកចាប់យកអ្នកនឹងទៅប្រហារជីវិតហើយបើណាមិនសហការត្រូវក្រៀកកយកទៅទាំងអស់ដល់លឺសូរចឹងអញ្ចឹងខ្ញុំសហការឲ្យក្មេងនេះណាខ្ញុំសហការហើយត្រូវឲ្យខ្ញុំធ្វើអីទៅបើលោកសេដ្ឋីហើយនឹងគ្រួសារចង់រួចខ្លួនទេល្ងាចហ្នឹងយប់ហ្នឹងខ្ញុំមកឲ្យកូនចៅចាប់អាខ្មៅយកទៅយើងដេកធ្វើមិនដឹងរឿងដឹងលឺអីទៅកុំឆោឡោកុំឲ្យមានបញ្ហាប៉ះដល់អ្នកស្រុកសហការតែប៉ុណ្្នឹងទៅបានហើយរួចខ្លួនហើយមួយយ៉ាងទៅទៀតទ្រព្យសម្បត្តិរបស់អាខ្មៅហ្នឹងនឹងធ្លាក់ទៅលោកសេដ្ឋីទាំងអស់ដល់លឺសូរចង់សប្បាយចិត្តដែរយាយសហការជាមួយគេនេះឪក្មេងហ្នឹងកើតគំនិតអាក្រក់ដែរសហការជាមួយគេឲ្យគេសម្លាប់កូនប្រសាដល់ឲ្យយប់ឡើងគេមកចាប់ក្រៀកដៃចងស្លាបសេកដាក់ផ្អោបជាប់នឹងអាទេសជីយកទៅចោលចងភ្ជាប់នឹងដើមឈើកដាលព្រៃកន្លែងសัตว์កាចសាហាវនៅឥណ្ឌាវាសបោព្រៃហើយជំនាន់ដើមសបោដោយសัตว์កាចសាហាវសិតតែខ្លាដំបងខ្លារខិនខ្លាតូចខ្លាធំរាជសីអីសិតតែពុកស៊ីសាច់សัตว์ជាអាហារនេះញោមអាត្មាជ្រុលចូលនិយាយរឿងហ្នឹងឲ្យចប់តែហ្មងធေါ်ចំណែនគេណាយាយកុំចូលចិត្តចំណែនហើយនឹងអានិសងបំរើម៉ែបំរើឪណាតើយ៉ាងម៉េចទៅគាត់ហ្នឹងយាយគេយកទៅដាក់នៅក្នុងព្រៃចងផ្អោបនៅនឹងដើមឈើគេថាមិនបាច់សម្លាប់វាតាមមួយនាទីមិនតាន់នេះខ្លាយើងដើរចេញមិនតាន់ផុតឯខ្លាស៊ីអស់ក្រតែភ្នែកមិនមានទេដល់គេចងផ្អោបជាប់នឹងដើមឈើគេជិះអាទេសចេញមកវិញអស់មកយាយឲ្យវាចៃដនអីអាដើមឈើហ្នឹងរុក្ខទេវតាដែលនៅក្នុងដើមឈើថែព្រៃហ្នឹងអ្នកហែកឋិនមួយគ្នាការជាតិមុនដល់កលេចឃើញមកប្រមាលមើលនិស័យថាណាគេយកមនុស្សមកចងផ្អោបចោលនៅទៅហ្នឹងដល់មើលមកអូអាគាត់នេះធ្លាប់ហែកឋិនជាមួយអញទៅជាតិមុនហើយអាម៉េចបានកើតមកមុខមិនដូចមនុស្សមិនដូចសត្វអញ្ចឹងគាត់អាក្រក់យ៉ាងហ្នឹងដល់មើលទៅអូតោខឹងអញថាគាត់ហ្នឹងខឹងអញខឹងអាទេវតាហ្នឹងទៅទៀតចំណែនឈ្នាននេះ
រឿងហាយកថាគេលើកឈ្មោះតែមួយមិនលើកឈ្មោះឯងនោះមានអ្នកខ្លះអន់ចិត្តអញ្ចឹងមែនហ្នឹងណាអញខំធ្វើត្រៃធំស្រាប់តែអាចារ្យអត់មានលើកមុខលើកមាត់អញសោះទៅលើកមុខលើកមាត់អ្នកពេញមកពីណាឆ្ងាយឧទាហរណ៍អញ្ចឹងឲ្យវាចំណែនឈ្នាននេះគេអញ្ចឹងទៅបានតែកើតមករូបអាក្រក់អញ្ចឹងប្រយ័ត្នហើយដល់អញ្ចឹងទៅស្រាប់តែគាត់នឹងមើលទៅអូបើអញ្ចឹងរូបអាក្រក់ដោយសារខឹងអញយល់ចុះតើអញនឹងត្រូវជួយអីមើលដល់មាននិស័យអាចត្រូវជួយដល់ប្រមាលមើលទៅជាតិមុនហ្នឹងគាត់នឹងជាអ្នកបម្រើម៉ែបម្រើឪការពារម៉ែឪដោយល្អអើបើអញ្ចឹងជាបុណ្យកុសលរបស់អញត្រូវតែការពារបុគ្គលអ្នកមានបុណ្យដល់អញ្ចឹងយាយហើយនិយាយប្រាប់រៀបរាប់ថាអ្នកឯងមិនទាន់ដល់ពេលដែលត្រូវរងទុក្ខវេទនាបន្តទៀតទេអ្នកឯងរួចផុតកម្មពីវេរាត្រឹមហ្នឹងបើអញ្ចឹងទេអ្នកឯងចំណែនឈ្នាននេះខ្ញុំការពិជាតិមុនបានត្រូវគេធ្វើបាបអញ្ចឹងបានគេចំណែនឈ្នាននេះអ្នកឯងវិញហើយអ្នកឯងកើតមកខ្មៅដោយសារតែអ្នកឯងខឹងក្រោធជាមួយខ្ញុំបានអ្នកឯងកើតមកខ្មៅអាក្រក់រូបវាមិនសមមនុស្សវាទៅជាដូចសត្វក៏ប៉ុន្តែខ្ញុំត្រូវតែ